ជួយផង ឈប់កុំរត់ កុំចូលមកជិតខ្ញុំ កញ្ញានោះជាកាំបិតរបស់ខ្ញុំ ខ្ញុំទិញវា កញ្ញាវ័យគ្រាន់តែប្រើកាំបិតចិត្តផ្លែឈើតែចង់បំភ័យអ្នកណានាំខ្លួននាងទៅបងអងសឺនអូនឯងចង់ចេះដឹងរឿងគេមែនទេក្នុងនាមជាកញ្ញាម្នាក់នេះចង់ទិញកាំបិតរបស់ខ្ញុំនាងគឺជាអតិថិជនរបស់ខ្ញុំមុនពេលការដោះដូររបស់យើងចប់សពគ្រប់អ្នកមិនអាចនាំនាងទៅបានទេអូនឯងជាអ្នកណាជឿទេថាអញនឹងវីកំតិចតូបឯងឥឡូវនេះខ្ញុំជាអ្នកណាមិនសំខាន់ទេអ្វីដែលសំខាន់គឺនេះជាច្បាប់របស់ច្រកភ្នំខ្មោចគ្មាននរណាម្នាក់អាចបំពានបានឡើយច្បាប់របស់អញទៅជាច្បាប់ពិតប្រាកដអ្នកណាដែលចង់បំពានច្បាប់ទៀតនឹងមិនត្រូវលើកលែងឡើយអ្នកណាដែលបំពានច្បាប់នឹងមិនត្រូវបានលើកលែងឡើយកញ្ញាវីដមលតើកញ្ញាមិនអីទេខ្ញុំមិនអីទេអរគុណដែលបានជួយខ្ញុំមិនមែនជាមនុស្សប្រភេទដែលមិនដឹងគុណគេនោះទេនេះគឺ$5 លានសូមទទួលយកវាទៅខ្ញុំបានជួយនាងគឺដើម្បីបន្តកិច្ចព្រមព្រៀងរបស់យើងលោកចង់សម្ដៅលើកាំបិតនេះមែនទេតើថ្លៃប៉ុន្មានខ្ញុំនឹងវេលុយឲ្យឥឡូវនេះមិនបាច់ទេលក្ខខណ្ឌរបស់អ្នកលក់កាំបិតខ្ញុំនឹងផ្ដល់ទំនាយមួយដល់នាងនៅពេលវាខ្លាយជាការពិតខ្ញុំនឹងមកប្រមូលវាអ្នកលក់កាំបិតតើទំនាយអ្វីទៅនៅម៉ោង2រសៀលនេះភាគហ៊ុនទាំងអស់នឹងធ្លាក់ចុះដល់កម្រិតកំណត់អ្វីទៅគ្រូទីបោកប្រាស់មែនកញ្ញាវីដមលគឺជាប្រធានក្រុមហ៊ុន Apex Capital ជាម្ចាស់កត្រីវិនិយោគដែលគ្រប់គ្រងរាប់ពាន់លានឯងគ្រាន់តែជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវបែរជាមកបង្រៀនកញ្ញាវីដមលលេងភាគហ៊ុនទៅវិញគួរឲ្យអស់សំណើចណាស់我摆摊不是为了钱，钱对我来说没有意义。钱没有意义？你以为你是马爸爸？柳青，先生毕竟是我的救命恩人，休得无礼。លីវឈីងលោកម្នាក់នេះគឺជាអ្នកមានគុណសង្គ្រោះជីវិតរបស់ខ្ញុំគុំគ្មានន័យតែលោកម្ចាស់ទំនាយរបស់លោកពិតជាហួសហេតុយ៉ាងណាមិញនេះតាក់ទងនឹងថវិការាប់សិបពាន់លានខ្ញុំមិនអាចចេះតែធ្វើផ្ដេសផ្ដាសបានទេឬមួយក៏ខ្ញុំជូនលុយលោកវិញទៅមិនអីទេជឿមិនជឿស្រេចតែអ្នកពិតជាមនុស្សចម្លែកមែនឈិនហ្វុងសូមអញ្ជើញគ្រូទេពត្រឡប់ទៅវិញសូមអញ្ជើញគ្រូទេពត្រឡប់ទៅវិញខ្ញុំមិនមែនជាគ្រូទេពអ្វីទៀតទេសូមត្រឡប់ទៅវិញទៅលោកគ្រូទេពកាលពី5ឆ្នាំមុនភាពផ្ដាច់ការរបស់មេបញ្ជាការធំបានធ្វើឲ្យលោកខឹងទើបលោកឥឡូវនេះមេបញ្ជាការធំថ្មីបានឡើងកាន់តំណែងគាត់បានចាត់ខ្ញុំឲ្យមកអញ្ជើញលោកត្រឡប់ទៅវិញសូមលោកថា5ឆ្នាំទៅហើយក្នុងរយៈពេល5ឆ្នាំនេះគឺពួកអ្នកដែលនៅពីក្រោយជួយគ្រូសាលីនឈីងអ៊ីងប្រពន្ធរបស់ខ្ញុំមែនទេតែមិនព្រមត្រឡប់ទៅវិមានគ្រូទេពវិញហើយក៏មិនព្រមទទួលការបម្រើពីពួកយើងមានតែរកវិធីផ្សេងដើម្បីជួយគ្រូសាភរិយារបស់លោកដោយសម្ងាត់ពួកអ្នកពិតជាមានទឹកចិត្តមែនមិនអីទេខ្ញុំនឹងយល់ព្រមតែម្ដងគត់ត្រឡប់ទៅកាន់តំណែងគ្រូទេពវិញមិនអីទេខ្ញុំនឹងយល់ព្រមតែម្ដងនេះទេត្រឡប់ទៅកាន់តំណែងគ្រូមន្តអាគមវិញពិតជាល្អណាស់លោកគ្រូមន្តអាគមខ្ញុំនឹងប្រាប់គ្រប់បាក់ទាំងអស់ឲ្យរៀបចំពិធីវិលត្រឡប់មកវិញរបស់លោកតាមតែអ្នកចុះ5ឆ្នាំហើយដល់ពេលដែលខ្ញុំត្រូវប្រាប់ខេងញៀងពីអត្តសញ្ញាណពិតរបស់ខ្ញុំហើយម៉ោង2រសៀលនេះភាគហ៊ុននឹងធ្លាក់ចុះដល់កម្រិតកំណត់អ្នកស្រីវិតម៉ូអ្នកពិតជាសម្ដីរបស់បុរសម្នាក់នោះហើយលក់ភាគហ៊ុនទាំងអស់មែនទេខ្ញុំបានស្រាវជ្រាវហើយបុរសម្នាក់នោះឈ្មោះ Daniel Mercer អ្នកគ្រប់គ្នានៅក្នុងគ្រួសារ Jason សុទ្ធតែមើលងាយគាត់ពួកគេនិយាយថាគាត់គ្រាន់តែជាមនុស្សគ្មានប្រយោជន៍ម្នាក់ប៉ុណ្ណោះទេក្រុមហ៊ុន Apex Capital បានលក់ភាគហ៊ុនទាំងអស់របស់ពួកគេហើយលក់អស់ហើយមែនទេទីផ្សារកំពុងតែល្អណាស់ហើយអ្វីក៏លក់អស់បែបនេះមើលទៅព្រះនាងវិនិយោគដ៏ល្បីល្បាញរបស់យើងក៏មានពេលមើលខុសដែរពិតមែនហើយព្រះនាងវិនិយោគអីទៅខ្ញុំមើលទៅគ្មានអីអស្ចារ្យផងEmilia ឯងជាព្រះនាងវិនិយោគដ៏ល្បីល្បាញហេតុអ្វីក៏បណ្ដោយឲ្យអ្នកលក់ដូរតាមចិញ្ចើមថ្នល់ម្នាក់មកបញ្ជាបានមិនបានទេមុនពេលយើងខាតបង់ច្រើនយើងត្រូវតែទិញវាត្រឡប់មកវិញឲ្យបានលឿនមិនបានទេនៅពេលដែលមិនទាន់ខាតបង់ច្រើនត្រូវតែប្រញាប់ទិញត្រឡប់មកវិញអគ្គនាយិកាលីមើលចុះសារភាគហ៊ុនធ្លាក់ចុះហើយស្អីគេធ្លាក់ចុះហើយធ្លាក់ចុះពិតមែន Liv Bing ពិតជាទេវតាភាគហ៊ុនមែនពិតជាពូកែណាស់អគ្គនាយិកាលីសំណាងហើយដែលអ្នកលក់ទាន់ពេលបើមិនដូច្នេះទេលើកនេះច្បាស់ជាខាតបង់រាប់ពាន់លានហើយវាងសាងតើលោកពិតជាអ្នកណាឲ្យប្រកាសលាវឈៀងរៀបចំកាដូដ៏ថ្លៃថ្លាឲ្យខ្ញុំពួកយើងនឹងទៅផ្ទះត្រកូលលីនដោយផ្ទាល់ដើម្បីជួបលោកវាងអូមនុស្សរវល់ប្រចាំផ្ទះរបស់យើងទីបំផុតត្រឡប់មកវិញហើយចេញពីព្រលឹមត្រឡប់មកយប់រាល់ថ្ងៃតើថ្ងៃនេះរកលុយបានប៉ុន្មានដែរម៉ាក់រឿងលុយកាក់មិនសំខាន់ទេសំខាន់គឺការសន្សំបុណ្យកុសលនិងសាងនិស្ស័យល្អអញស៊ីរបស់ពួកយើងប្រារបស់ពួកយើងមិនចេញសំបីតែមួយកាក់មនុស្សឥតប្រយោជន៍ដូចឯងច្បាស់ជាមិនខ្វល់ហើយ
លីនហៅឯងយកច្រឡំលើបងហើយហេតុអ្វីបងថាបងស៊ីទេរស់នៅទេទៅវិញត្រកូលលីនមានថ្ងៃនេះបងក៏បានជួយជ្រោមជ្រែងដែរ ជួយជ្រោមជ្រែងតើឯងបានជួយអ្វីខ្លះរាល់ថ្ងៃគ្រាន់តែលើកទឹកតែបម្រើទឹកនិងម៉ាស្សាឲ្យគេមែនទេ ប្រពន្ធសម្លាញ់អូនត្រឡប់មកវិញហើយហត់ទេបងនឹងទៅធ្វើបាយឲ្យអូនញ៉ាំឥឡូវនេះអូនសម្លាញ់អូនមកវិញហើយហីហត់អត់បងទៅធ្វើម្ហូបឲ្យអូនញ៉ាំឥឡូវ ឈ នេះ ប់សិនខ្ញុំមានរឿងចង់និយាយជាមួយអ្នក អូខេបងក៏មានកាដូភ្ញាក់ផ្អើលចង់ឲ្យអូនដែរ វ៉ាងសឹងយើងលែងលះគ្នាទៅលែងលះគ្នាទៅ លេងលះគ្នាហេតុអ្វីទៅ មនុស្សឥតប្រយោជន៍ដូចឯងនៅមានមុខមកសួររកហេតុផលទៀតហើយឈីងឥឡូវនេះជាអគ្គនាយិកាក្រុមហ៊ុន Lens Group ហើយនាងជាកូនស្រីដ៏មានតម្លៃបំផុតក្នុងទីក្រុង មិន ចំណែ ដឹង កឯ ថ្ងៃ ង ណា វិញ មួយ គ្រាន់ ត្រូវ តែ ប៉ូ ជា លីស ជន ចាប់ បោក ខ្លួន ប្រាស់ នោះ តាមចិញ្ចាំ ទេដល់ពេល ឆ្លោ នោះ ះម្នាក់ មានតែ ម្ដ នាំ ង ភាពអាម៉ាស់មកឲ្យគ្រួ ខ្ញុំ សារលេន ជន ទេបោកប្រាស់អូនក៏គិតបែបនេះដែរមែនទេបើគ្មានបងទេក្រុមហ៊ុន Lens Group ដួលរំតាំងពី5ឆ្នាំមុនបាត់ទៅ លោ ហើ ក យ គ្រូកំបិតនេះលក់យ៉ាងម៉េចដែរ អ្នកនាងថ្មីនេះមុខចំនួនហាក់បីដូចជាមិនសូវកាក់កបទេមែនទេ ម៉េចក៏លោកដឹង តំបន់ប៉ៃខាងកើតទីក្រុងកំពុងតែឡើងកូដបើអ្នកនាងទិញដីនៅទីនោះមុនធានាថានឹងចំណេញមិនខានចំពោះតម្លៃកំបិតនេះចាំអ្នកនាងរកលុយបាន ត្រូវ សឹមយក ហើ ម យក ឲ្យ វ៉ាង ខ្ញុំ សឹ ចុ ង ះ ឯងជាជនបោកប្រាស់កាលពី5ឆ្នាំមុនគឺខ្ញុំត្រូវបានចាញ់បោកការសម្ដែងលក់កំបិតរបស់ឯងតាមចិញ្ចើមផ្លូវនេះឯងទើបព្រមរៀបការជាមួយឯងខ្ញុំបានខាតបង់ពេលវេលាយូរខ្ញុំបានរៀបការជាមួយអ្នកខ្ញុំបានលះបង់យុវវ័យរ ហើ បស់ យ ខ្ញុំ អ្នក អ រ ស់ ករ យៈ បាន ពេល លុយ 5 យ៉ាង ឆ្នាំ ច្រើន ពេញ ក៏ដោយសារតែខ្ញុំដែរនោះគ្រាន់តែជាសំណាងរបស់អ្នកប៉ុណ្ណោះឈូហ្វានតើអញធ្លាប់ជួបខ្ញុំពីមុនមកទេទីហេហះបើអញពិតជាពូកែទីមែនតើអញបានទីដឹងទេថាថ្ងៃនេះអញត្រូវលេងលះជាមួយឈីងស៊ីនោះអ្នកទីមិនអាចទីវាសនាខ្លួនឯងបានទេហះអាមនុស្សឥតប្រយោជន៍គឺនៅតែឥតប្រយោជន៍ដឹងតែពីរកលេដោះសារ បើប្រៀបធៀបជាមួយលោកប្រុសឈូឯងដែលជាមនុស្សឥតប្រយោជន៍នេះមើលទៅគួរ បិ ឲ្យ ទ អស់ មាត់ សម្ ទៅ ដែងណាស់ យកខ្ញុំទៅប្រៀបធៀបជាមួយគេ គឺ មិន ឯង ស័ក្ ទេ តិសម ដែល ទេ ត្រូវបិទមាត់តើឯងមានសិទ្ធិអីយកខ្លួនឯងទៅប្រៀបធៀបជាមួយលោកដឹងទេថានាឡិកានេះតម្លៃប៉ុន្មានមួយជីវិតនេះឯងក៏ទិញមិនរួចដែរនេះ ទ្រព្ គ្ យ រាន់ សម្ប តែ ត្តិ ជា ឋា ការ នៈ ដូរ តើ ជួប ក្នុង មុខ កា គ្នា រ ដែល ភ្នែ លោក ក ប្រុស នាង ជួ មាន ប តែ ខ្ញុំ របស់ខ្ញុំចំពោះ មែន នាង ហើយ អស់ អ្វី រយៈ ដែល ពេល គ្មាន 5 តម្លៃ ឆ្នាំ បំ មក ផុត នេះ នៅ មាន លើ តម្លៃ លោក សំបី នេះ តែ គឺ មួយ ភាព កាក់មែ ទន់ ន ទ ទេ ន់របស់បុរស មិននឹ ដែល ក គ្ ស្ មាន មាន អ្វី ថា សោះ នា ក្នុង ងជា ខ្លួន មនុស្សស្រីបែបនេះសោះគឺខ្ញុំខុសហើយដើមឡើយខ្ញុំចង់ផ្ដោតទ្រព្យសម្បត្តិស្តុកស្តម្ភដល់គ្រួសារលីនរបស់អ្នកប៉ុន្តែប្រហែលជាពួកអ្នកមិនស័ក្តិសមនឹងទទួលបានទេឥឡូវនេះមើលទៅអ្នករាល់គ្នាមិនសមឡើយវ៉ងសេងខ្ញុំពិតជាមិនដឹងថាឯងកំពុងធ្វើពុតជាស្អីទេហើយថែមទាំងផ្ដោតទ្រព្យសម្បត្តិដ៏មហាសាលដល់ពួកយើងទៀតឯងមានលុយប៉ុន្មាន បាន ពួក និ យើ យា ង យ មិន ពី ដឹង អ្នក មែន ដល់ ទេ ទ្រព្យសម្បត្តិឲ្យគ្រួសារលេនរបស់យើងគឺលោកម្ចាស់ជីទេតើស្គាល់ខេងៀងមិនបានប៉ុន្មានថ្ងៃផងក៏រៀបណែនាំពួកយើងឲ្យស្គាល់លោកស្រីឡើយនៃក្រុមហ៊ុន Apex Apex Capital Capital ទៅហើយពិតមាត់ខ្ញុំមិនអនុញ្ញាតឲ្យមនុស្សអសមត្ថភាពដូចឯងនិយាយពីក្រុមហ៊ុនរបស់ Idol ខ្ញុំ idol ទេ របស់នាងរួមទាំង Apex Capital ផងគ្មានតម្លៃអ្វីនៅក្នុងកែវភ្នែកខ្ញុំឡើយអញពិតជាឆ្កែមិនចោលសណ្ដានមែនមិនដឹងជារឿង Apex Capital ពីណាមកទេក៏យកមកនិយាយលោកស្រីឡៃយបិងនៃ Apex Capital គឺជាកូនស្រីច្បងនៃត្រកូលឡៃប៉ុន្តែអាយុ18ឆ្នាំនាងបានចាក់ចេញពីគ្រួសារហើយបង្កើត Apex ឡើងដោយក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំនាងរកបានទ្រព្យសម្បត្តិរាប់ពាន់លានលោកស្រីឡៃប្រធានក្រុមហ៊ុន Apex មកដល់តាមតែចិត្ត លោ បា កម្ ន ចាស់ជីតើនេះជាការរៀបចំរបស់លោកមែនទេ ពិតមែនហើយពីរបីថ្ងៃមុនខ្ញុំបានស្នើទៅកាន់លោកស្រីឡៃនាងមកលើកនេះច្បាស់ជាមកពិភាក្សាអំពី ឡ កិច្ចសហ ណាស់ ប្រតិបត្តិ វង ការ ឆេ ហើ ង យ ឯងមើលឲ្យច្បាស់ទៅនេះទើបជាបុរសដែលស័ក្តិសមនឹងខ្ញុំលេនខេងៀង សហការជាមួយពួកឯងមែនទេគុំយកសប្តិអីប្រសិនបើខ្ញុំគណនាមិនខុសទេឡៃយបិងគឺមកស្វែងរកខ្ញុំបើសិនជាខ្ញុំទីមិនខុសទេលីយូប៊ីងមកទីនេះគឺដើម្បីរកឯងមិនឆ្លោះកញ្ចក់មើលខ្លួនឯងទេអីមើលថាស្មឺអត់ ឈីងអ៊ីងយើងប្រញាប់ដេញអាម្នាក់នេះចេញទៅល្អជាងបើមិនអញ្ចឹងទេបន្តិចទៀតអគ្គនាយកលីមកដល់គេនិយាយសម្ដីឥតប្រយោជន៍ធ្វើឲ្យសាងពួកយើងមិនមែនជាមនុស្សនៅក្នុងកម្រិតតែមួយទៀតនោះទេបើចេះដឹងខ្លួនឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះនេះទៅហើយចាក់ចេញ ចុ ពី ះហ គ្រួ ត្ថ សារ លេ លី ខា ទៅ ខ្ញុំអាចចុះបានប៉ុន្តែលីយូប៊ីងគឺមកស្វែងរកខ្ញុំមុនពេលនាងមកដល់ខ្ញុំមិនទៅណាទាំងអស់មើលទៅឯងពិតជាចង់មកបង្កបញ្ហាមែនហើយនរណានៅទីនោះវាបំបាក់ជើងរបស់វារួចក្រវែងវាចេញតាមទ្វារក្រោយទឹក ឈប់ភ្លាម អគ្គនាយកលីអ្នកនាងមកហើយនេះគឺឈីងអ៊ីងដែលខ្ញុំបានណែនាំប្រាប់អ្នកនាងកាលពីលើកមុននាងជាអគ្គនាយិកាដ៏ស្រស់ស្អាតដែលបានដឹកនាំគ្រួសារលីនឲ្យឡើងឋានៈក្នុងបញ្ជីទ្រព្យសម្បត្តិលំដាប់ថ្ អ នាក់ គ្គ ទីក្រុ នា ង យ ក្នុង ករ លី យៈពេល រីក 5 រាយ ឆ្នាំ ណាស់ដែលបានជួបអ្នកនាងកិច្ចចេញទៅមនុស្សដែលខ្ញុំចង់រកគឺលោកវ៉ាងសាង វាប្រហើយច្បាស់ជាវាងសាងទៅដើរបោកប្រាស់គេនៅខាងក្រៅធ្វើឲ្យអគ្គនាយកលីខឹងហើយទើបពេលនេះនាងមក គួ កា រ ត់ តែ ទោស ដេ បែ ញ ប អា នេះ សម្រាប់មិនបានការម្នាក់នេះចេញពីលោកម្ចាស់ពិតជាទីដឹងដូចទេវតាអញ្ចឹងយូប៊ីងមកទីនេះគឺដើម្បីខ្លែងអំណរគុណលោកអំណរគុណខ្ញុំយូប៊ីងមកទីនេះជាពិសេសដើម្បីខ្លែងអំណរគុណលោកខ្លែងអំណរគុណគាត់នេះជាមាសដុំ20គីឡូក្រាមវីឡាឈៀនស៊ុយវ៉ាន់មួយខ្នងនឹងកាត់ធនាគារដែលមានលុយសឹក100លានលោកម្ចាស់សង្ឃឹមថាលោកនឹងពេញចិត្តមាសដុំវីឡានិងលុយសឹកអេរះឲ្យទាំងអស់នេះបូកបញ្ចូលគ្នារាប់រយលានហើយមែនទេ លោកស្រីលីអ្នកប្រហែលជាច្រឡំមនុស្សហើយដឹង ស្ងាត់មាត់ទៅគុណបំណាច់ដ៏ធំធេងរបស់លោកម្ចាស់ខ្ញុំលីយូប៊ីងនឹងមិនភ្លេចឡើយអស់ ប្រ មួយ សិន ជី បើ វិត អ្នកមានបំណងប្រើរបស់ទាំងនេះដើម្បីទិញដាវនោះគឺវាមិនគ្រប់គ្រាន់ទេ វ៉ាងសឹងតើឯងដឹងខ្លួនទេថាកំពុងនិយាយពីអ្វីកុំឲ្យមុខហើយមិនយកឲ្យសោះពិតមកទៅលោកម្ចាស់កុំបារម្ភរបស់ទាំងនេះគ្រាន់តែជាការដឹងគុណដែលលោកបានជួយជីវិតខ្ញុំប៉ុណ្ណោះចំពោះតម្លៃដាវវិញខ្ញុំសុខចិត្តប្រគល់ភាគហ៊ុន51នៃក្រុមហ៊ុន Ding Seng Group តើលោកម្ចាស់យល់យ៉ាងណា ក្រុមហ៊ុន ដែរ Ding Seng Group នាពេលបច្ចុប្បន្នមានតម្លៃយ៉ាងហោចណាស់40,000លានភាគហ៊ុន51គឺស្មើ វ៉ាង នឹង សឹង ជាង ឯងពិតជា 30,000 ស័ លា ក្ ន តិសមជាស្វាមីរបស់លីនឈីងស៊ីវមែនខ្ញុំដឹងថាខ្ញុំមើលមនុស្សមិន អ ច្រ បា ឡំ ញ់មិ ឡើ ញ យ ឯងមិនមែនទៅតែបង្ខំឲ្យខ្ញុំចុះហត្ថលេខាលើកិច្ច អូយ ព្រម នោះ ព្រៀង គ្រាន់ លែង តែ លះ ជា ទេ ការនិយាយដើម្បីបញ្ជើឯងទេតើខ្ញុំដាច់ចិត្តលែងលះយ៉ាងម៉េចទៅពួកយើងមិនតរស់នៅជាមួយគ្នាឲ្យបានល្អទៅជារឿងធម្មតាទេវ៉ាងសឹងសម្ដីអំបញ្ញមិញកុំប្រកាន់ខឹងអីណា
មែនហើយបងថ្លៃពួកយើងគ្រាន់តែនិយាយលេងជាមួយបងប៉ុណ្ណោះនិយាយលេងហើយសុំទោសផងពេលនេះគឺខ្ញុំចង់លេងចាប់ពីពេលនេះទៅខ្ញុំនិងគ្រួសារលីនរបស់ពួកឯងគ្មានពាក់ព័ន្ធគ្នានោះទេចាប់ពីពេលនេះទៅខ្ញុំនិងគ្រួសារលីនរបស់អ្នកគ្មានអ្វីពាក់ព័ន្ធគ្នាទេនេះមិនមែនជាកន្លែងសម្រុំសម្រាប់និយាយគ្នាទេតោះបដូរកន្លែងនិយាយគ្នាវិញ វាងសឹងកុំទាន់ប្រញាប់ទៅអីពួកយើងមកនិយាយគ្នាថែមមនុស្សភ្នែកគ្មានប្រស្រីដូចជាអ្នកតើមានលក្ខណៈសម្បត្តិអ្វីមកនិយាយសហការជាមួយខ្ញុំថាមនុស្សឥតប្រយោជន៍ម្នាក់នោះបែរជាអ្នកមានគុណរបស់លីយូប៊ីនទៅវិញហើយត្រឹមតែមួយថ្ងៃក៏ខ្លាចជាមហាសេដ្ឋីរាប់ម៉ឺនលានទាំងអស់សមត្ថភាពទូទីរបស់គេគឺពិតមែនឬគឺខ្ញុំដែលយល់ច្រឡំលើគេមែនទេសមត្ថភាពទូទីអីទៅតាមខ្ញុំមើលគឺសមត្ថភាពបោកប្រាស់មនុស្សទេដឹងសមត្ថភាពបោកប្រាស់មែនទេបងចង់និយាយថាលីយូប៊ីនក៏ចាញ់បោកវាងសឹងដូចជាខ្ញុំកាលពីមុនដែរមែនទេថែមទាំងអាចបោកបងស្រីបានថ្ងៃនេះគេបោកលីយូប៊ីនបានក៏មិនមានអ្វីគួរឲ្យខ្លាចដែរប៉ុន្តែទោះបីជាអ្នកបោកប្រាស់ក៏គេបោកបានរហូតដល់ 20000 លានដែរហើយពួកឯងគិតថាវាងសឹងមានសំណាងបានចាយលុយនេះទេមានន័យថាម៉េច ពេលនេះលីយូប៊ីនកំពុងតែវង្វេងវង្វាន់ប៉ុន្តែមនុស្សម្នាក់ទៀតនៅក្នុងគ្រួសារលីមិនមែនល្ងងនោះទេថ្ងៃស្អែកគឺជាពិធីខួបកំណើតរបស់លោកតាគ្រួសារលីដល់ពេលល្អណាស់យើងនឹងទៅប្រាប់ដោយឲ្យមនុស្សដើម្បីយកទៅជាវ៉ាន់សិនរបស់ជាអ្នកមានពិតមែននោះវាច្បាស់ជាធ្វើឲ្យខ្ញុំជឿចាប់ជាងស្លាប់ទៅទៀតមានវិធីល្អជាងគេដែរ បើ Daniel អាមនុស្សបរាជ័យនោះបែរជាមានបានខ្ញុំសុខចិត្តស្លាប់ប្រសើរជាងអូនសំឡាញ់បងពិតជាពូកែណាស់លោកមើលសើខ្ញុំចង់ដឹងថាតើតម្លៃដែលខ្ញុំផ្ដល់ជូនលោកពេញចិត្តដែរទេលោកស្រីលៃពិតជាចិត្តទូលាយណាស់ប៉ុន្តែខ្ញុំគ្រាន់តែជួយស្រោចស្រង់ទ្រព្យសម្បត្តិរាប់ពាន់លានឲ្យលោកស្រីតែប៉ុណ្ណោះលោកស្រីឲ្យខ្ញុំ20,000លានប្រកាសជាមានបំណងអ្វីផ្សេងហើយតាមពិតទៅលើកនេះខ្ញុំចង់សុំឲ្យលោកធ្វើជាប្តីរបស់ខ្ញុំធ្វើជាប្តីរបស់នាងនាងមិនប្រកាន់ទេដែលខ្ញុំជាកូនប្រសារគ្មានបានការដែលត្រូវគ្រួសារ Jason បណ្ដឹងចេញនោះមើលមិនឃើញមនុស្សពូកែពិតប្រាកដ Madison កាលពីមុនក៏ដូចជានាងដែរតែក្រោយមកនាងបែរជាចោទខ្ញុំថាជាជនបោកប្រាស់នាងមិនខ្លាចថារឿងលើកមុនគ្រាន់តែជាការចែកការជាមួយគូដណ្ដឹងរបស់នាងមែនទេមិនក៏លោកដឹងវាមិនសំខាន់ទេទោះបីជាខ្ញុំជាជនបោកប្រាស់ក៏ដោយឲ្យតែខ្ញុំអាចការពារគ្រួសារនិងទប់ទល់នឹងគូដណ្ដឹងរបស់នាងបានគឺគ្រប់គ្រាន់ហើយមែនទេនេះលោកចេះអានចិត្តមនុស្សទៀតផងមែនហើយគឺដូចអ្វីដែលលោកបាននិយាយឲ្យតែរៀបការคล้ายៗជាមួយខ្ញុំនឹងប្រកួតភាគហ៊ុនពាក់កណ្ដាលរបស់ Apex Capital ឲ្យលោកយ៉ាងមិនដែរចំណេញខាងណាស់មែនទេនេះជាម្ដាយរបស់ខ្ញុំប៉ុន្តែគាត់បានចែកឋានទៅតាំងពីខ្ញុំនៅក្មេងម្ល៉េះមិនចេញថាម្ដាយរបស់យាបិនជានរណាតាមពិតទៅគឺជាសិស្សច្បងសោះកាលពីក្មេងសិស្សច្បងបានមើលថែខ្ញុំយ៉ាងល្អមិនអីទេយល់ព្រមខ្ញុំយល់ព្រមចាត់ទុកថាជាសេវាកម្មក្រោយការលក់សម្រាប់ការរកស៊ីលើកនេះចុះ ពិធីខួបកំណើតលោកតាខ្ញុំនឹងណែនាំលោកឲ្យគ្រួសារខ្ញុំបានស្គាល់យកនេះទៅដើម្បីទិញខោអាវសម្រុំនឹងការដូរមួយចំនួនឯងជួបគ្នានៅផ្ទះអំបូរឡើយថ្ងៃស្អែកជួបគ្នាថ្ងៃស្អែកនៅផ្ទះត្រកូលីរៀបចំខោអាវសម្រុំមួយឈុតឲ្យខ្ញុំផងម្យ៉ាងទៀតត្រៀមកាដូដ៏ល្អមួយផ្ញើទៅផ្ទះត្រកូលីនៅថ្ងៃស្អែកខ្ញុំបានឲ្យគេយកមកឲ្យហើយហត់នឿយនឹងឯងមែនយកនេះទៅព្រះពុទ្ធរូបមាសនេះចាំបន្តិចទៀតប្រាប់គេថាឯងជាអ្នកទៅបានហើយធ្វើតាមខ្ញុំនិយាយទៅពួកយើងប្រញាប់ចូលទៅបងអូនស្វាមីវាងសឹងសូមជូនពរលោកតាឲ្យមានសុភមង្គលដូចសមុទ្របុព្រានិងអាយុយឺនយូរដូចក្នុងណានសាលីយូប៊ីនខ្ញុំឃើញឯងពិតជាវង្វេងវង្វាន់មែនហើយទៅការជាមួយជនបោកប្រាស់លើកដំបូងក៏ឲ្យខ្ញុំថាជនបោកប្រាស់ទៅហើយធ្វើបែបនេះមិនសូវល្អទេយូប៊ីនមានរឿងអីហ្នឹងលោកតាខ្ញុំក៏មិនដឹងថាមានរឿងអីដែរលោកតាគុំស្ដាប់ប៉ាខ្ញុំនិយាយទេដែរឯងទៅពួកយើងបានប្រាប់រឿងរ៉ាវគ្រប់យ៉ាងរបស់ឯងទៅលោកពូលីអស់ហើយអ្នកទាំងអស់គ្នាអាម្នាក់នេះជាជនបោកប្រាស់ទេ5ឆ្នាំមុនវាបានបោកប្រាស់លុយកាក់នឹងខ្លួនប្រានខ្ញុំម្សិលមិញខ្ញុំទៅតែដឹងខ្លួនក៏ដេញវាចេញពីតកូលីទៅខ្ញុំគិតថានឹងរងចាំឲ្យកម្មវិធីខួបកំណើតលោកតាឯងចប់សិនចាំចាត់ការជនបោកប្រាស់ម្នាក់នេះមិននឹកស្មានថាវាហ៊ានមកដល់លុយដែលឯងបោកប្រាស់យូប៊ីនមកវិញឲ្យអស់ទៅរួចលុតជង្គង់មួយថ្ងៃមួយយប់ដើម្បីសុំទោសនោះរឿងនេះនឹងចប់ត្រឹមហ្នឹងមិននឹកស្មានថាមនុស្សឆ្លាតដូចជាលីយូប៊ីនក៏ត្រូវគេបោកប្រាស់ដែរដែលគេដេញក្បាលចោលពីតកូលីនបោកប្រាស់ទៀតពិតជាលោកនិយាយថាខ្ញុំជាជនបោកប្រាស់នេះគ្រាន់តែជាសម្ដីតែម្ខាងរបស់ពួកលីនឈីងប៉ុណ្ណោះតើលោកជឿសម្ដីអ្នកក្រៅជាជាងជាកូនស្រីខ្លួនឯងទេនៅតែប្រកែកទៀតតើឯងជាមនុស្សបែបណាការជាមួយគ្នា5ឆ្នាំមកនេះខ្ញុំមិនច្បាស់ទៀតមែនទេខ្ញុំរៀបការជាមួយគាត់5ឆ្នាំហើយខ្ញុំមិនដឹងច្បាស់ទេឲ្យនាងមានភ្នែកឥតប្រស្រីឯងទោះជាឯងមិនមែនជាអ្នកបោកប្រាស់ក៏ឯងត្រូវតែទទួលស្គាល់ឋានៈជាកូនប្រសារចូលផ្ទះរបស់គ្រួសារលីនដែរឯងគ្រាន់តែជាកូនប្រសារចូលផ្ទះដ៏តូចតាចម្នាក់តើមានសិទ្ធិអីមកទទួលយកពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលំដាប់ពិភពលោកក៏និយាយដល់ការងារជាមួយកូនស្រីខ្ញុំឲ្យបាននិយាយពីអំណាចពួកអ្នកមានអំណាចនៅទីក្រុងជីនចឹងសុទ្ធតែគោរពខ្ញុំជាគ្រូបាននិយាយពីចំណេះដឹងគ្មានអ្វីនៅក្រោមមេឃនេះនិយាយខ្ញុំមិនដឹងមុខមកបែបនេះបានទេវាពិតជាគួរឲ្យចង់សេចក្ដីជាអ្នកបោកប្រាស់ដូចជាឯងហ៊ាននិយាយពីទ្រព្យសម្បត្តិអំណាចនិងចំណេះដឹងផងអីក្នុងចំណោមទាំង3នេះតើមានអាណាខ្លះដែលឯងមិនបានទទួលតែចេះដាក់ជើងលើដីជាក់ស្ដែងផងឯងនាពេលបច្ចុប្បន្នគ្រាន់តែជាឆ្កែគ្មានម្ចាស់ដែលត្រូវបានគ្រួសារលីនត្រូវឲ្យតែពីងរៀបចំឲ្យដែរនេះគឺវាងសឹងជាអ្នកទិញរាល់សកម្មភាពរបស់ពួកឯងទាំងពីរនាក់នៅមាត់ទ្វារគឺពុកបានឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពអស់ហើយវាងសឹងឯងពិតជាមិនឃើញក្តាររំឈូសមិនស្រក់ទឹកភ្នែកមែនពុទ្ធរូបមាសនេះគឺយូពីងជាអ្នកទិញពិតមែនចំណែកកាដូរបស់ខ្ញុំបន្តិចទៀតនឹងទៅផ្ញើតាមអេកប្រេសទៀតថាប្រហែលជាមិនមែនផ្ញើកៅអីម៉ាសាអីឲ្យលោកប្រធានបានទេ1000ឆ្នាំដែលទើបតែជីកបានពីភ្នំទឹកកកដើម្បីយកមកជូនលោកតាសម្រាប់បំពន់សុខភាពវត្ថុមកខ្លាំងណាស់ត្រឹមឯងហ៊ាននិយាយថាយកលីងជាឈាមមកជូនផងហើយបើសិនជារបស់ដែលឯងជូនមានតម្លៃលើសពី10000ឡើងទៅខ្ញុំនឹងប្រសិនបើរបស់ដែលឯងយកមកមានតម្លៃលើសពី10000ដុល្លារខ្ញុំនឹងលុតចំពោះរបស់លោកម្ចាស់ក៏ឯងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរគុំថាលោកម្ចាស់កាដូដែលលោកត្រូវការមកដល់ហើយក្លិនអស្តាអូខ្លាំងណាស់នេះពិតជាយិនសិនឈាមរាប់ពាន់ឆ្នាំមែន
ស្អីគេមិនអាចទៅរួចយិនសិនឈាមរាប់ពាន់ឆ្នាំនេះជាអស្ចារ្យសម្រាប់ពន្យាអាយុជីវិតឬថាមួយដើមតម្លៃជាង100លានដុល្លារហើយគ្មានលក់លើទីផ្សារទៀតផងអាមនុគ្មានបាន នេះជា ការ កា ដូច ដូ ជា ដែលបង ទៅ រៀ រ ប ក ចំ វា ទុ បា ក ន មែ មក ន ពី ទេ ណា តើវាមិនថ្លៃពេក ត្រឹម ទេ តែ អី យិនសិនឈាមប៉ុណ្ណឹងសម្រាប់ខ្ញុំវាគ្រាន់តែជារបស់លេងដែលរកបានយ៉ាងងាយប៉ុណ្ណោះ យិនសិនឈាមនេះនាងទិញជួយវាងសឹងមែនទេនាងជាអ្នកណាហេតុអ្វីត្រូវជួយអាបប្រាស់វាងសឹងមានសិទ្ធិដឹងឡើយគ្រាន់តែដឹងថាខ្ញុំគ្រាន់តែជាអ្នកបម្រើម្នាក់នៅក្បែរលោកម្ចាស់នាងចាញ់បោកអាវាងសឹងនេះឡើងវង្វេងហើយដឹងទៅធ្វើជាអ្នកបម្រើឲ្យប្រមាថលោកម្ចាស់ម្ដងទៀតវាមិនមែនត្រឹមតែត្រូវមួយកំព្រួងនាងវាខ្ញុំអ្នកប្រុសត្រូវតែជួយរកយុទ្ធធម៌ឲ្យ មិន ខ្ញុំ ខ្វល់ ផង ថា ណា នាងជាអ្នកណាហ៊ានវីមនុស្សស្រីរបស់ខ្ញុំត្រកូលឈូរបស់ខ្ញុំមិនលើកលែងឲ្យនាងជាដាច់ខាតចុះបើបូករួមទាំងត្រកូលលីរបស់ខ្ញុំទៀតហ៊ានវីមនុស្សក្នុងពិធីខួបកំណើតនាងច្បាស់ គ្រាន់ ជា តែ មិនទុ ជា ក ស ត្រ ត្វល្អ កូល ត លី មួយ ក្នុង ក្បាល កែប បុក ភ្នែកឡើ ជាមួយ យ សត្វល្អតមួយក្បាលសឹងបងប្រញាប់ខាត់មិត្តភ័ក្តិបងទៅត្រកូលឈូបុករួមទាំងត្រកូលលីរបស់ពួកយើងមានឥទ្ធិពលខ្លាំងណាស់ទោះបីជានាងមានខ្សែធំប៉ុណ្ណាក៏ដោយក៏មិនអាចទប់ទល់នឹងកំហឹងរបស់វាងសឹងឯងប្រញាប់ទៅខាត់មិត្តភ័ក្តិឯងទៅត្រកូលឈូសហការជាមួយត្រកូលលីរបស់ពួកយើងអំណាចខ្លាំងក្លាណាស់មិនថាមានប្រវ គុ ត្តិ ំ បែ បា ប រ ណា ម្ភអី ក៏ គុ ទ ំ ប់ទ ថា ល់ ឡើ នឹង យ កំ គ្រួ ហឹង សារ រ ទាំង ប ពី ស់ រ គ្រួ សហ សារទាំង ការ ពីរ គ្នា មិនបាន សូម្បី ដែរ តែគ្រួសារមានអំណាចទាំងអស់ក្នុងរាជធានីរួមគ្នា មែន ក៏ ទេ ធ្វើអ្វី អ នាង ញ្ចឹង មិន ខ្ញុំ បាន ច ដែរ ង់មើលណាស់ថាមិត្តភ័ក្តិឯងមានសមត្ថភាពប៉ុណ្ណានរណានៅទីនោះចាប់នាងទៅឈប់សិនមកដល់ទីនេះសុទ្ធតែជាភ្ញៀវគ្មានច្បាប់ណាធ្វើបាបភ្ញៀវបែបនេះទេប៉ុន្តែលោកតាមនុស្សរបស់ខ្ញុំត្រូវគេបំភ្លេចវាចោលទៅយ៉ាងណាក៏កញ្ញាលីនខាងឯងជាអ្នកជាគេមុនដែរម្យ៉ាងទៀតបើនៅតែបន្តឆ្លោះគ្នាឯងក៏មិនប្រកាសថាចំណេញដែរកញ្ញាម្នាក់នេះនឹងចៅប្រសាខ្ញុំជាមនុស្សរបស់ក្រុមមែនហើយអាចរកយិនសិនឈាមបានមិនមែនជាមនុស្សធម្មតាទេហើយបាក់រូបនាគនៅលើដៃអោកញ្ញាម្នាក់នេះមានតែអ្នកស៊ើបការសម្ងាត់របស់ក្រុមនាគទើបមានសិទ្ធិនាងពិតជាមនុស្សមកពីក្រុមនាគមែនចំណែកខ្ញុំពេលនេះមិនទាន់មែនទេប៉ុន្តែក៏ចិត្តដែរការសម្ងាត់របស់ក្រុមនាគសោះមិនប្លែកទេដែលនាងមិនខ្លាចតកូលឈូនឹងអាចជួយចៅប្រសាតកូលីឲ្យចូលធ្វើការក្នុងក្រុមនាគទៀតផងចៅប្រសាត វាង ក សឹ ូ ង លី ឯង ម្នាក់ ចិត្ត នេះ បាន សំ ធ្វើ ណាង មន្ត្រី ល្អ ក្នុងក្រុមនាគហើយហេតុអីមិនប្ មិន រាប់ ដែរ ឲ្យលឿន ច ជាង ង់ត្រូវ នេះ គ្នាវិញមែនទេ ខ្ញុំចង់ត្រូវគ្នាវិញ កុំយកសព បើមិនបានទេឲ្យខ្ញុំធ្វើជាប្រពន្ធចុងក៏បានដែរបើចាំបាច់ខ្ញុំក៏អាចធ្វើជាស្រីលួចលាក់របស់អ្នកដែរ Madison ឯងពិតជាគ្មានខួរខ្មាស់មែនមុននេះសុំលែងលះខ្លួនឯងសុំឡៅបែរជាមកដណ្ដើមប្តីខ្ញុំទៅវិញខ្ញុំគ្មានខួរខ្មាស់ហើយយ៉ាងម៉េចឲ្យតែ Daniel ពេញចិត្តទៅបានពិតជាភ្នែកគ្មានប្រស្រីមែនស្រីដូចជាអ្នកឯងសំបីតែលេងជើងឲ្យលោកម្ចាស់ តែ ក៏ ឥឡូ មិន វ ស នេះ ប្ផង ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរៀបការជាមួយប្រសាលោកជាលោកគឺជាសំណាងរបស់គ្រួសារលីយើងហើយសំណាងខ្ញុំថាសុយធំជាងអ្នកប្រុស Grind លោកមកហើយលោកម្ចាស់ Grind មុននេះខ្ញុំរវល់កំដរលោកម្ចាស់ត្រួតពិនិត្យមកពី Aegis Court ទើបមានការយឺតយ៉ាវបញ្ហានេះត្រួតពិនិត្យមកពី Aegis Court ពិតមែនហើយលោកម្ចាស់ Megas គ្រប់គ្នាប្រកាសជាដឹងហើយគាត់មានសមត្ថភាពអស្ចារ្យតែថាគាត់បានចូលនិវត្តន៍បាត់ហើយនោះជារឿងពីមុនទេលោកម្ចាស់ Magus បានយល់ព្រមត្រឡប់ទៅ Aegis Court វិញហើយនឹងរៀបចំពិធីធំក្នុងពេលឆាប់នេះហើយគ្រួសារ Grind របស់យើងត្រូវបានលោកត្រួតពិនិត្យជ្រើសរើសឲ្យរៀបចំសម្ភារៈរបស់លោកម្ចាស់ Magus លើកនេះត្រូវហើយបន្តិចទៀតយើងត្រូវតែទៅបញ្ជូនលោក Grind ឲ្យបានល្អហើយថ្ងៃក្រោយលោកមានបានកុំភ្លេចជួយគ្រួសារលីរបស់យើងតែទេព្រោះ Amelia ជាគូដណ្ដឹងរបស់ខ្ញុំលោក Grind សុំទោសផង Amelia បានរៀបការជាមួយលោកម្នាក់នេះរួចហើយរឿងកិច្ចសន្យាដណ្ដឹងនោះបំភ្លេចវាចោលហើយគាត់ក៏ចិត្តទៅធ្វើជាមន្ត្រីនៅ Aegis Court គ្រាន់តែជាក្រុមបោកប្រាស់ប៉ុណ្ណោះលោក Grind មានភស្តុតាងទេពិតជាមានភស្តុតាងគឺយិនសិនឈាមរាប់ពាន់ឆ្នាំនោះឯងយិនសិននោះមានតម្លៃណាស់ក្រៅពីមេបញ្ជាការកម្ពុជាគឺមានតែលោកម្ចាស់ Magas ទេដែលមានសិទ្ធិប្រើប្រាស់វាសំបីតែលោកត្រួតពិនិត្យក៏គ្មានសិទ្ធិមើលផងតម្រុំតែយកមកជុំគេ Amelia អូននៅឆ្ងាយពីជនបោកប្រាស់ម្នាក់នេះទៅវានៅទាន់ពេលកិច្ចសន្យាដណ្ដឹងការពីមុនរបស់យើងនៅតែមានប្រសិទ្ធភាព Benjamin លោកកុំយល់សប្អីទោះជាខ្ញុំត្រូវរៀបការជាមួយជនបោកប្រាស់ក៏មិនរៀបការជាមួយមនុស្សអាក្រក់ដូច ជួយ លោក និយា ដែរ យជាមួយនាងបន្តិចទៅក្នុងពេលដែល Amelia សម្រេចចិត្តរួចហើយហេតុអ្វីយើងត្រូវបង្ខំនាងធ្វើអី Amelia នាងកុំឲ្យហួសហេតុពេក Liv Bing កុំចេះតែប្រហើនពេកម៉េចចង់បញ្ជូនមនុស្សមកចាប់នាងទៀតមែនទេឯងកំពុងនិយាយឈួតអីហ្នឹងខ្ញុំនិយាយអីឯងដឹងច្បាស់ក្នុងចិត្តហើយខ្ញុំព្រមមានឯងធ្វើខ្លួនឲ្យល្អបន្តិចទៅបើហ៊ានប្រើល្បិចថោកទាបទៀតកុំបន្ទោសខ្ញុំថាមិនគួរសមគុំប្រសាប្រយោជន៍ដែលត្រូវគ្រួសារលីនដេញក្បាលចេញពីផ្ទះហ៊ានមកបានហើយខ្ញុំមិនដឹងថាឯងដាក់ថ្នាំស្នេហ៍អីឲ្យយូប៊ីងទេសរុបមកប្រញាប់ចេញពីផ្ទះត្រកូលលីភ្លាមទៅទីនេះមិនមែនជាកន្លែងដែលឯងត្រូវមកទេធូពេកហើយហ៊ានប៉ះពាល់គូដណ្ដឹងរបស់លីវថៃត្រូវត្រៀមខ្លួនដាច់ដៃទៅ បើអញហ៊ានធ្វើបាបវាងសឹងខ្ញុំមិនលើកលែងឲ្យឯងជា ឥឡូ ដា វ ច់ខា ខ្ញុំ ត ជាមនុស្សដែលលោកអធិការសម្លឹងឃើញបើទោះជាខ្ញុំសម្លាប់វាចោលតើនាងអាចធ្វើអ្វីខ្ញុំបានកុំបារម្ភអីគេសម្លាប់ខ្ញុំមិនបានទេចំពោះលោកអធិការដែលគេនិយាយនោះនៅក្នុងខ្សែភ្នែកខ្ញុំឯងត្រូវយើងលាតត្រដាងអស់ហើយនៅចង់ធ្វើពុតជាអស្ចារ្យអីទៀត លោកអធិការដែលឯងនិយាយគឺចៅសានសួយមែនទេ ខ្លាំងធំណាស់ហ៊ានឲ្យចំឈ្មោះលោកអធិ លោក ការ វាង ផង ខ្ញុំស្មានតែរឿងតូចតាចបែបនេះមនុស្សខាងក្រោមអាចដោះស្រាយបានមិននឹកស្មានថា ប្រាប់ គេ គេ មើល ឲ្យ មនុ មក ស្ស ដល់ មិន ទី គ្រប់សោះ នេះក្នុងរយៈពេល3នាទីដើម្បីដោះស្រាយរឿងញ៉ៃនេះបើមិនដូច្នោះទេ ចាស់ យក លោក ក្បាលមក ម្ចា ពី ស់ ខ្ញុំលោកម្ចាស់សូមសាកល្បងតែនេះបន្តិចទៅទើបតែបេះពីដើមតែដាក់ហុងផៅអាយុការរាប់ពាន់ឆ្នាំចិត្តមែននៅថ្ងៃពិធីបុណ្យធំត្រូវតែទទួលស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ឲ្យបានល្អនិងត្រូវបម្រើលោកម្ចាស់គុំបារម្ភគ្រួសារលីវទាំងមូលនឹងមិនធ្វើឲ្យលោកខុសបំណងឡើយកុំបារម្ភអីលោកម្ចាស់គ្រួសារ Grind មិនធ្វើឲ្យលោកខុសបំណងរៀបចំឡានខ្ញុំត្រូវទៅដល់ភូមិគ្រីត្រកូលីក្នុងរយៈពេល3នាទី លោកឈុលលោកយ៉ាវនឹងមកដល់ឆាប់នេះហើយ ហាចង់សម្ដែងក៏ជួយប្រើខួរក្បាលបន្តិចទៅលោកអធិការដ៏ខ្ពង់ខ្ពស់គ្រាន់តែទូរស័ព្ទមួយគ្រាប់ក៏មកដ បើ ល់ភ្ ពួក លាម គេ មែនទេ មានគូក្បាល គិត ពួក ថា គេ ឯង មិន ជា ដើ អ្នក របោក ណា ប្រាស់គេដើម្បីរស់នោះ ប្រ ទេ ញាប់ចាត់ការពួកបោកប្រាស់ទាំងនេះទៅកុំឲ្យភ្ញៀវដទៃសើចចំអកឲ្យពួកយើងទៀត គេនាវនាំមិត្តភ័ក្តិឯងចាក់ចេញទៅ ច ឲ្យ ង់រ លឿ ត់ ន មែន ទៅ ទេនរណានៅទីនេះឆាប់ចាប់ពួកបោកប្រាស់ទាំងនេះឲ្យភ្លាមឲ្យពួកគេទៅលោកប៉ាយ៉ាងណាក៏ជាស្វាមីដែល Amelia ជ្រើសរើសដោយខ្លួនឯងដែរទុកផ្លូវរស់ឲ្យគេខ្លះទៅឯងចាក់ចេញទៅឥឡូវនេះទៅខ្ញុំធានាថារឿងថ្ងៃនេះគ្រួសារ Whitmore មិនប្រកាន់ទុកពេលឡើយខ្ញុំទទួលយកទឹកចិត្តដ៏ល្អនេះហើយប៉ុន្តែមនុស្សចិត្តមកដល់ហើយខ្ញុំពិតជាមិនចាំបាច់ចូលរឿងនេះនិយាយល្អមិនស្ដាប់ចង់តែស្លាប់មែនទេឡើងទៅលោកអធិការយ៉ាវមកដល់ហើយលោកអធិការពិតជាមកមែនគ្មានអ្វីត្រូវភ្ញាក់ផ្អើលទេលោកអធិការប្រកាសជាដឹងថាលោកតាប្រារព្ធពិធីខួបកំណើតអាយុ80ឆ្នាំជារៀងឡើងមកចូលនាំពួកបោកប្រាស់ទាំងនេះចេញទៅកុំឲ្យលោកអធិការទត់ឃើញនាំឲ្យខូចនាំពួកគេចេញ Grind ឯងពិតជាថ្លើមធំមែន
លោកម្ចាស់លោកយកច្រឡំហើយខ្ញុំគ្រាន់តែជួយគ្រូសាវេតមកចាប់ខ្លួនពួកបោកប្រាស់មួយក្រុមកំពេចកំពុកនេះបោកប្រាស់មែនទេខ្ញុំមើលទៅគឺឯងនឹងហើយជាអ្នកបោកប្រាស់ជនបោកប្រាស់ខ្ញុំមើលទៅឯងទេជាជនបោកប្រាស់លោកម្ចាស់លោកយកច្រឡំលើអ្នកប្រុសលីវហើយខ្ញុំអាចធ្វើជាសាក្សីឲ្យគាត់បានអញក៏មិនមែនជាមនុស្សល្អដែរលោកម្ចាស់សូមកុំខឹងអីមានបញ្ហាអ្វីគ្រាន់តែបង្កប់មកខ្ញុំក៏ទៅឲ្យឆ្ងាយដែរទៅលោកម្ចាស់តើលោកមកទីនេះដើម្បីវាងសឹងមែនទេតើនាងជាអ្នកណានាងជាអតីតភរិយារបស់ខ្ញុំកាលពីមុនធ្វើមិនល្អដាក់ខ្ញុំពេលនេះខ្ញុំចំណោមមនុស្សទាំងនេះគឺមានតែនាងទេដែលល្ងងបំផុតគ្មានភ្នែកមើលមនុស្សបំផុតនិងគ្មានសិលធម៌បំផុតអ្នកប្រុសលីវលោកម្ចាស់អង្គភាពស៊ើបការសម្ងាត់នេះដូចជាមកជួយការពារវាងសឹងអញ្ចឹងលោកម្ចាស់អង្គភាពស៊ើបការសម្ងាត់មានឋានៈខ្ពង់ខ្ពស់ណាស់បើអាវាងសឹងស្គាល់លោកម្ចាស់អង្គភាពស៊ើបការសម្ងាត់មែននោះគឺបានខ្ញុំរបស់លោកតាលីដែរកុំបំផ្លាញកម្មវិធីសប្បាយរបស់គេឯងឯងយកសេចក្តីក្លាហានពីណាហ៊ានមកបញ្ជាលោកម្ចាស់ឯងមកស៊ើបការសម្ងាត់ទេបាទលោកម្ចាស់វាងសឹងពិតជាស្គាល់លោកម្ចាស់អង្គភាពស៊ើបការសម្ងាត់មែនគឺមកជួយការពារវាងសឹងទៀតផងឯងពិតជាស្គាល់លោកម្ចាស់អង្គភាពស៊ើបការសម្ងាត់មែនជួបគ្នាតែម្ដងគត់ពួកយើងគួរតែទៅតែជួបគ្នាកាលពីម្សិលមិញម្ដងប៉ុណ្ណោះមែនហើយកាលនោះខ្ញុំនៅលោកម្ចាស់ចង់ឲ្យមានភាពស្ងៀមស្ងាត់មិនបាច់និយាយពាក្យបញ្ជូលទេរឿងនៅទីនេះទុកឯងជាអ្នកចាត់ការចុះមិញនេះមានគេយកឈ្មោះឯងមកធ្វើបាបខ្ញុំអំបញ្ញមិញនេះតើអ្នកណាខ្លះចង់ធ្វើបាបលោកម្ចាស់តើមានអ្នកណាទៀតដែលចង់ប៉ះពាល់លោកមើលសើយកច្រឡំទេគឺយកច្រឡំទាំងអស់គ្នាទេវាមិនមែនជាការសម្រេចចិត្តរបស់អ្នកទេមុននេះគឺការយកច្រឡំទាំងអស់ទេការដែលលោកព្រមរៀបការជាមួយអ៊ីមីលីយ៉ាគឺបុណ្យសំណាង8ជាតិរបស់គ្រួសារយើងហើយដោយសារតែលោកជាឪពុករបស់អ៊ីមីលីយ៉ាលើកនេះជាលើកចុងក្រោយហើយអរគុណលោកម្ចាស់Wash គោរព Daniel Mercer ដល់ថ្នាក់នេះផង Daniel Mercer ពីមុនមកគឺខ្ញុំមិនល្អទេមិនគួរណាទៅសង្ស័យលោកឡើយតើលោកអាចផ្ដល់ឱកាសចុងក្រោយឲ្យខ្ញុំម្ដងទៀតបានទេពួកយើងគឺចាប់ហើយកុំអីផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅទោះជាមិនបានធ្វើជាប្រពន្ធធ្វើជាអ្នកបម្រើក៏បានដែរនាំនាងចេញទៅបាទDaniel Mercer ខ្ញុំខុសហើយអត់ទោសឲ្យខ្ញុំផងអត់ទោសឲ្យខ្ញុំផងបើគ្រូសា Jason អាចតោង Daniel Mercer បានពួកគេប្រកាសជាបានឡើងបុណ្យសក្តិហើយតែពេលនេះតែរក្សាមនុស្សនៅចំពោះមុខគឺសម្មុខហើយចង់រត់មែនទេឈប់ភ្លាមលោកម្ចាស់លើកលែងទោសផងពួកយើងលោកម្ចាស់តែត្រូវដោះស្រាយជាមួយពីរអ្នកនេះយ៉ាងណាលោកម្ចាស់កញ្ញា Emilia មកដល់ហើយច្រើនឆ្នាំមកហើយត្រូវធ្វើបែបនេះទៀត Emilia ខ្ញុំនៅមានការងារត្រូវទៅមុនហើយចៅប្រសាទំនេរឧស្សាហ៍មកលេងផងម្ចាស់ចុះពីរអ្នកនេះចាត់ការតាមសម្រួលទៅប៉ុន្តែថ្ងៃនេះជាថ្ងៃល្អមិនគួរឲ្យមានឈឺទេលោកម្ចាស់សូមមេត្តាលើកលែងទោសឲ្យពួកយើងផងខ្ញុំគ្រាន់តែវង្វេងមួយពេលទៅគិតថាលោក Mercer ជាជនបកប្រាស់អាចបន្ទោសពួកយើងបានដែរព្រោះតែ Daniel Mercer បើកតូបតាមចិញ្ចើមថ្នល់ដូចជាពួកគ្រូបោកប្រាស់បេះបិទទើបបង្កើតជាការយកច្រឡំបែបនេះវីពួកគេម្នាក់50រំពាត់វីឲ្យធ្ងន់ដៃលោកគ្រូទីបំផុតលោកគ្រូត្រឡប់មកសេតវិមានវិញហើយសេតវិមានថ្មីដែលមេបញ្ជាការសាងសង់ឲ្យលោកគ្រូមិនទាន់រួចរាល់ទេលើកនេះលោកគ្រូស្នាក់នៅជាមួយខ្ញុំសិនទៅខ្ញុំក៏រៀបការរួចហើយដែរមិនមែនលោកគ្រូទៅតែលែងលះគ្នាទេចុះពួកយើងទាំងពីរមាននិស័យនឹងគ្នាទេល្អណាស់តែជានិស័យគ្រូនឹងសិស្សតែប៉ុណ្ណោះណាស់មិនខ្វល់ពីលោកគ្រូលោកម្ចាស់រឿងពិធីធំខ្ញុំបានប្រាប់ឲ្យគ្រូសាលីវប្រកូលទៅឲ្យអ្នកមានបំផុតនៅជីងឈីងគឺម៉ាយៀនជាអ្នកចាត់ចែងហើយប្រពន្ធរបស់ម៉ាយៀនឈ្មោះស៊ូឃ្វីហ្វិនធ្លាប់ធ្វើជាមេដោះនៅវិមានរបស់កញ្ញាច្បងលើកនេះកញ្ញាច្បងមកពីក្រុងយុនហើយស្នាក់នៅវិមានរបស់ម៉ាយៀនជាបណ្ដោះអាសន្នខ្ញុំគិតថាម៉ាយៀនក៏បានទិញកាំបិតមួយពីខ្ញុំគាត់នៅមិនទាន់ដឹងពីអត្តសញ្ញាណរបស់លោកឡើយហើយចង់ជួបលោកនៅពេលពិធីការចាប់ផ្ដើមដល់ពេលទៅជាបំណុលកាលពី3ឆ្នាំមុនហើយអីគេវាងសឹងធ្វើឲ្យលោកអានឆាស៊ឺគោរពគេយ៉ាងនេះហើយថែមទាំងចិត្តចូលធ្វើមន្ត្រីនៅខ្ញុំឃើញនឹងភ្នែកច្រឡំយ៉ាងមិនកើតធ្វើមិនទៅពីមុនពួកយើងធ្វើដាក់គេបែបហ្នឹងគេនឹងសងសឹកពួកយើងទេម៉ាក់បងស្រីខ្ញុំថាពួកយើងប្រញាប់រត់ទៅគេគ្រាន់តែជាជនបោកប្រាស់ម្នាក់តើព្រាយអីទៅអ្នកប្រុសឈូលោកនៅតែនិយាយថាគេជាជនបោកប្រាស់ទៀតហើយមានន័យថាម៉េចកំណើតវាងសឹងធ្លាប់និយាយថាគេនឹងលោកអានឆាស៊ឺធ្លាប់ជួបគ្នាតែម្ដងខ្ញុំបានទៅស៊ើបការជាក់ស្ដែងនៅថ្ងៃនោះជាពិសេសហើយដឹងថាបាននិយាយបែបនេះតែកាត់កង់តែម្ដងនោះគឺពេលដែលវាងសឹងទូទីឲ្យលោកអានឆាស៊ឺមែនទេមានន័យថាមូលហេតុដែលលោកអានឆាស៊ឺគោរពគេខ្លាំងយ៉ាងនេះគឺដោយសារលោក Wash គោរពគេយ៉ាងនេះដោយសារតែគាត់ចាញ់បោកគេហើយល្អណាស់អាខ្ទើយនេះក្លើមធំមែនហ៊ានបោកប្រាស់សំបីតែលោក Wash ចុះយ៉ាងម៉េចឥឡូវលោក Wash ជឿតាមគេគ្រប់យ៉ាងបើទោះជាគាត់ជាអ្នកបោកប្រាស់ក៏ពួកយើងធ្វើអ្វីមិនបានដែរបើអ្នកគិតថាលោក Wash ជឿតាមគេគ្រប់យ៉ាងមែនតើខ្ញុំនៅមានជីវិតមកឈរនៅទីនេះទេមានន័យថាតាមពិតទៅលោក Wash ដឹងខ្លួនយូរហើយតាំងពីថ្ងៃដែលខ្ញុំនិងលោក Grant រំលឹកមកម្លេះឯងបិទមាត់ទៅប៉ុន្តែលោកត្រូវការមុខមាត់ទើបត្រូវទ្រាំអត់ធ្មត់បែបនេះគាត់ធ្វើដូចជាខឹងពួកយើងដែលនិយាយថា Daniel Mercer ជាអ្នកបោកប្រាស់តាមពិតគាត់ខឹងពួកយើងហេតុអ្វីមិនប្រាប់ពួកយើងអាចជួយលោក Wash សងសឹកបានតើយើងមិនអាចទទួលបានការពេញចិត្តពីគាត់វិញទេប៉ុន្តែអាខ្ទើយនោះមានត្រកូលវេទមកជួយការពារពួកយើងប៉ះពាល់គេមិនបានទេរបស់ខ្លាញ់អាចបោកប្រាស់គេបានក៏ដោយសារតែមនុស្សមិនធ្លាប់ឃើញរបស់ពិតឲ្យតែពួកយើងរកគ្រូមិនអាគមពិតប្រកបម្នាក់មកបោកអាក្រាតល្បិចបោកប្រាស់របស់វា Daniel Mercer នឹងត្រូវលាតត្រដាងដោយមិនបាច់ឲ្យពួកយើងចេញមុខឡើយកញ្ញាមិនអាគមពិតប្រកបវាអ្នកស្គាល់សេដ្ឋីលំដាប់កម្ពុជា Samuel Shaw ទេនិយាយថា3ឆ្នាំមុនក្រុមហ៊ុនរបស់គាត់ចិត្តសាយធនទៅហើយតែបានគ្រូមិនអាគមម្នាក់ជួយណែនាំមិនត្រឹមតែស្រោចស្រង់ក្រុមហ៊ុនឡើងវិញទេតែពួកយើងអាចរកគ្រូម្នាក់ Samuel Shaw ជាពូថ្លៃរបស់ខ្ញុំការពឹងពាក់គាត់ប្រហែលជាមិនពិបាកទេពិតជាពូកែមែនគូតខ្ញុំនៅឈឺនៅឡើយទេលើកនេះខ្ញុំនឹងធ្វើឲ្យ Daniel Mercer ស្លាប់ដោយគ្មានកន្លែងកប់លើកនេះខ្ញុំត្រូវតែធ្វើឲ្យអាវាងសឹងស្លាប់គ្មានដីកប់ក្នុងអំឡុងពេលដែលកញ្ញាម៉ាស្នាក់នៅក្នុងភូមិគ្រីស្មាភូមិគ្រីស្មិនអនុញ្ញាតឲ្យអ្នកក្រៅចូលឡើយម្យ៉ាងទៀតបន្តិចទៀតនេះលោកម៉ាក៏ត្រូវទទួលស្វាគមន៍លោកគ្រូទេវតាដែរដូច្នេះគ្មានពេលជួបពួកអ្នកទេអរគុណច្រើនអ្នករងចាំនៅក្នុងគុំសុំអីលោកខ្ញុំជួបនេះសិនទៅចាំពេលលោកមកហើយបើមានការថាលោកគ្រូទេវតាក៏នៅទីនេះដែរថ្ងៃនេះបើសិនជាអាចបានឃើញមុខលោកគ្រូទេវតាផ្ទាល់ពួកយើងបានជាមានសំណាងជនបោកប្រាស់ដូចជាឯងហេតុអ្វីបានជាមកនៅទីនេះខ្ញុំមកមិនបានមែនទេ
ពិតណាស់ទីនេះជាភូមិគ្រឹះរបស់លោកម៉ាយ៉ានៀនដែលជាអ្នកមានបំផុតនៅទីក្រុងជីនឆឹងអ្នកដែលមកទីនេះសុទ្ធតែជាអ្នកមាននិងអ្នកមានអំណាចការជាមនុស្សគឺដោយសារតែគ្រួសារពួកឯងយើងគ្មានបានស្រីមើលមនុស្សមកទេ គ្រាន់តែបោកប្រាស់គ្រួសារលីបានសម្រេចហើយមានសិទ្ធិមកប្រហារដាក់ពួកយើងឲ្យសោះពួកយើងនឹងលាតត្រដាងមុខ រ មាត់ ហូត ពិត មក ជា ដល់ ជន ពេល បោ នេះ កប្រាស់ ពួក របស់ ឯង ឯ នៅ ង តែ មិន គិត ខាន ថាខ្ញុំជាជនបោកប្រាស់ទៀតពិតជាអស់សង្ឃឹមមែន វ៉ាងសឹងឯងចេះតែរឹងតឹងទៅយ៉ាងណាក៏ឯងអួតបានមិនយូរទៀតដែរលោកអធិការសម្ងាត់បានដឹងពីល្បិចបោកប្រាស់របស់ឯងហើយមិនយូរទេគ្រួសារលីក៏នឹងដឹងពីអត្តសញ្ញាណបោកប្រាស់របស់ឯងក្រោមជំនួយរបស់ពួកយើង ប្រាប់ណាថាមកពីដំណឹងថាលោកគ្រូទេវតានឹងមកទើបចង់យកល្បិចបោកប្រាស់ពីមុនរបស់ឯងមកប្រើលើលោក វ៉ា គ្រូ ង ទេ សឹ វ ង តា ឯងពិតជាថ្លើមធំមែន ហ៊ានគឺហ៊ានហើយតែគួរឲ្យស្ដាយគ្មានខួរក្បាលឯងមិនគិតថាលោកគ្រូទេវតានឹងត្រូវឯងបោកប្រាស់នោះ លោក ទេ គ្ មែ រូ ន ទេ ទេ វតាគឺជាអ្នកជំនាញខាងក្បួនតម្រាឈីមិនទុនចានិងហោរិសាស្ត្រស្វ័យវីឯងជាជនបោកប្រាស់នៅចង់ទៅបោ ចុះ កលោក ពួកឯ គ្រូ ង ទេ ដឹង វតា យ៉ាងម៉េច ទៀត ថា ពិត ខ្ញុំ ជា មិន ស្វែង ចេះ រក បួ សេច ន ក្តី ដំណើរ ស្លាប់ ទាំង ដោយ នោះ ខ្លួនឯង កាលពីមុនដោយសារតែឯងនឹងខ្ញុំជាប្តីប្រពន្ធនឹងគ្នាដូ ហា ច្នេះ អ ទើប ញចឹង ខ្ញុំ ឯង មើលល សា ក្ខ កនិ ណៈ យាយ ឯង មើល ឥឡូវនេះវាសនារបស់នាងខ្ញុំមើលឃើញយ៉ាងច្បាស់ក្រឡែតថ្មីនេះនាងជួបរឿងមិនសមប្រកបសោះមែនទេថ្មីនេះការងាររបស់អ្នកមិនសូវកាក់កបមែនទេ នៅតែមកលេងល្បិចបោក ល្ ប្រាស់ បិច ទៀ បោ ត កប្រាស់ថ្មីនេះអាជីវកម្មក្រុមហ៊ុនដំណើរការមិនសូវល្អមែនទេមាត់របស់អ្នកវិកបង្ហាញពីចរិតរឹងរូសងាយនឹងធ្លាក់ក្នុងល្បិចបញ្ឆោតណាស់ជ្រមុះរដិបរដប់ឃើញច្បាស់ថាអ្នកជ្រោមជ្រែងតែមិនចេះថែរក្សាមួយជីវិតនេះអ្នកចង់បានទ្រព្យសម្បត្តិតែមិនបានដូចបំណងឡើយនឹងត្រូវស្លាប់ទាំងក្តីខ្វល់ខ្វាយ បណ្ដាសាខ្ញុំផងអេ និយាយច្រើនយ៉ាងនេះគ្មានអ្វីក្រៅពីចង់និយាយថា គ្រូសាលីនរបស់យើងមិនចាញ់បោកល្បិចដែរនេះជាលើកទី ប៉ុណ្ណោះ 2ឡើយ ប្រហែលជាបញ្ហាក្រុមហ៊ុនរបស់ឈី ល្អ យីង ណាស់ គឺ អ មក ម ពី នៅ វា ច លួ ង្រៃ ចធ្វើ ខ្ញុំ បាបពី ឆ្ងល់ ក្រោយ ណាស់ ក្នុង ថាហេតុអ្វីបានជាការងារតែងតែ លួច មាន ធ្វើបាប បញ្ ពី ហា ក្រោយ តាម ក្នុង ពិត ពួក គឺ ឯ ឯ ង ងលួច ពួក ធ្វើ ឯង បាប មើល ពី ដំ ក្រោ ណើ យ រនេះ ក្នុង ឯង ស ក្នុង ង្គម ភ្នែកខ្ញុំគ្រូសាលីនគឺប្រៀបដូចជាសត្វស្រមោចតែប៉ុណ្ណោះគុំនិយាយថាគ្រូសាលីនអាចមានថ្ងៃនេះបានគឺ គ្រូ ពឹង សា ផ្អែក លីន លើ ពឹង ខ្ញុំ ផ្អែក ទាំង លើ ស្រុង ឯងទាំងស្រុងពិតជាគួរឲ្យអស់សម្ដេចដែរថាគ្រូសាលីនមានថ្ងៃនេះបានចំណែកឯងវិញក្រៅពីបោកប្រាស់គេគឺគ្មានបានការអ្វីទាំងអស់ ឯងជាមនុស្សអកុម្នាក់ដែលគ្រូសាខ្ញុំចិញ្ចឹមអស់រយៈពេល5ឆ្នាំហ៊ាននិយាយថាគ្រូសាខ្ញុំពឹងផ្អែកលើពួកយើងមានបានដោយសារការបោកប្រាស់មិនខាន ពិតមែនហើយមនុស្សបែបនេះគួរតែដោះស្រាយតាំងពីដំបូងកុំឲ្យវាយកល្អជាអាក្រក់ហើយដានិយាយ ពេល បង្ នេះ ខូច ចាត់ គេ ការ ឈ្មោះ ក៏មិន គ្រូ ទាន់ សា ឥឡូវ លីន នេះ របស់ វា យើង មានតែម្នាក់ឯងទេលីនហៅពួកយើងទាំងពីរនាក់រួមដែលគ្នាវាខ្ញុំ50ប្រព័ន្ធនោះល្អណាស់ពួកយើងទាំងពីរនាក់រួមដៃគ្នាវាផ្អាកសិនទៅដើម្បីសងសឹកការផ្ទះកំភ្លៀង50ដៃនោះល្អទោះបីជាមានតបរាប់ម៉ឺននាក់ក៏មិនអាចធ្វើអ្វីខ្ញុំបានដែរកុំថាឡើយអ្នកទាំងពីរគ្រាន់តែក្មេងមិនដឹងខ្យល់នោះមានរឿងអីកើតឡើងហ្នឹងមេផ្ទះជីវមានរឿងអីហ្នឹងមានអ្នកមកបង្កចំនួននៅទីនេះគឺអាល្អិតនេះឯងវាចង់ធ្វើបាបលោកគ្រូទេវតាពួកយើងចង់ខាត់តែបែរជាត្រូវវិចង់ធ្វើបាបលោកគ្រូទេវតាអ្នករាល់គ្នាប្រញាប់ចាប់អាល្អិតនេះមកបងអង្គសិនខ្ញុំមកទីនេះគឺដើម្បីជួបម៉ាយៀនស្គាល់លោកម្ចាស់ពួកយើងផងថ្ងៃនេះខ្ញុំមកគឺដើម្បីទារបំណុលពីគាត់ទារបំណុល មេផ្ទះជីវកុំស្ដាប់វាលបឡែអីវាគ្រាន់តែជាជនបោកប្រាស់ដែលត្រូវបានគ្រូសាលីនរបស់ពួក លោក យើង ពូ ដេញ របស់ ក្បាល ខ្ញុំ ចេញ ជា បំ ម ណ ហា ត់ សិទ្ធិ មាន លំ សិទ្ធិ ដាប់ ស្គាល់ ទី លោក 1 មក នៅ ទេ ទីក្រុងយុនឈឹងមានទ្រព្យសម្បត្តិរាប់ពាន់លានកំពុងតែនិយាយពាក្យបំណុលអាល្អិតនេះឯងគឺជាកូនប្រសារចង្រៃរបស់គ្រូសាលីននោះមែនទេខ្ញុំធ្លាប់ព្រឺពីឯងស្មានមិនដល់ថាមនុស្សឥតប្រយោជន៍ដូចជាឯងបង្កចំនួនសួរម៉ាយៀនសៀនឯងជាកូនអីទៅបានជាចង់ឲ្យរំខានដល់លោកម៉ានោះវីវីទៅល្ងងខ្លៅមួយក្រុមម៉ាយៀនសៀនបំណុលកាលពី3ឆ្នាំមុនខ្ញុំមកទីហើយចំយ៉ាងម៉េចហើយសូមលោកមកទុកចិត្តចុះគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ហើយធានាថានឹងធ្វើឲ្យលោកគ្រូទេវតាមានអារម្មណ៍ដូចជានៅផ្ទះខ្លួនឯងបំណុលកាលពី3ឆ្នាំមុនខ្ញុំមកទីហើយគេនឹងដូចជាមានគេបង្កចំនួននៅក្នុង3ឆ្នាំមុនគឺលោកម្ចាស់មានគុណប្រញាប់ឡើងប្រញាប់នាំខ្ញុំទៅជួបគាត់ភ្លាមម៉ាយៀងមានបំណុលកាលពី3ឆ្នាំមុនខ្ញុំមកទីហើយការងាររៀបចំយ៉ាងម៉េចហើយសូមលោកប្រធានមកគុំបារម្ភអ្វីត្រូវបានរៀបចំរួចរាល់ហើយធានាថានឹងធ្វើឲ្យលោកគ្រូមានអារម្មណ៍ដូចមានបំណុលកាលពី3ឆ្នាំមុនខ្ញុំមកទីហើយគេដូចជាមានអ្នកមកបង្កចំនួនកាលពី3ឆ្នាំមុនគឺជាលោកម្ចាស់ដ៏មានគុណលឿនឡើងនាំជាអ្វីទៅភ្លាមកុំតន់ខ្វល់ពីរឿងនេះអីគេបង្ករឿងបែបនេះប្រកាសជាធ្វើឲ្យរំខានដល់ពូហើយបើអូបន្លាយពេលទៀតខ្លាចថានឹងរំខានដល់លោកគ្រូនិងអ្នកមានបុណ្យទាំងពីរអ្នកនោះពួកយើងនឹងត្រូវវិនិច្ឆ័យមិន អា ខាន ម្នាក់នេះគឺមានបំណងមកបង្ករឿងតែម្ដងចង់អូសពួកយើងទាំងអស់គ្នាឲ្យងាប់ជាមួយប្រញាប់ហៅមនុស្សមកថែមទៀតចាប់វាទៅ ហើយជំនួយជាបន្ទាន់ឲ្យតែអ្នកចេះវីតបមកទីនេះទាំងអស់គ្នាខ្ញុំមិនខ្វល់ថាឯងប្រើមន្តអាគមស្អីទេថ្ងៃនេះឯងងាប់ជាមិនខានវ៉ាងសឹងព្រមចុះចាញ់ឥឡូវនេះទៅហើយលុតជង្គង់សំពះម្នាក់10ដងខ្ញុំប្រហែលជាអាចជួយសុំមេកាគូលើកលែងទោសឲ្យឯងមួយជីវិត វ៉ាងសឹងឯងមិនប្រញាប់អរគុណអ្នកប្រុស សម្រាប់ឯងនៅចាំអីទៀតលុតជង្គង់ចុះ លើកជង្គង់ចុះ ឯងនៅចាំអីទៀតអាមនុស្សហិតបានការឆាប់លុតជង្គង់ចុះឲ្យខ្ញុំលុតជង្គង់សំបីតែអ្នកនាងធំក៏គ្មានសិទ្ធិដែរចុះពួកឯងមានសិទ្ធិដល់ពេលនេះហើយឯងនៅតែនិយាយផ្ដេសផ្ដាស់ទៀតមែនទេក្នុងពេលដែលលោកប្រុសឈូផ្ដល់ឱកាសឲ្យហើយឯងមិនចេះថែរក្សាកុំបន្ទោសខ្ញុំមិនគួរសម័យសោះឡើងទៅទាំងអស់គ្នាលោកម្ចាស់លោកអញ្ជើញមកហើយតើអាល្អិតនេះបានរំខានលោកមែនទេកុំបារម្ភអីខ្ញុំនឹងចាត់ការវាភ្លាម មើលទៅការរំខានរបស់វ៉ាងសឹងអំបញ្ញមិញនេះពិតជាធ្វើឲ្យលោកម៉ាខឹងខ្លាំងណាស់ឥឡូវគាត់កំពុងបន្ទោសគូសៀវសិនដែលចាត់ការមិនបាន លោកពូសុំលោកត្រជាក់ចិត្តសិនទៅជនបង្កហេតុពិតប្រាកដគឺអាល្អិតនេះបើចង់សង្សឹកពួកយើងត្រូវតែប្រដៅឲ្យខ្លាំងដែរពួកអញហ៊ានធ្វើបាបអ្នកមានគុណរបស់ខ្ញុំផងអេ អ្នកមានគុណ ជិះចេញទៅម៉ាម៉ៅលីងសូមគោរពលោកអ្នកមានគុណ3ឆ្នាំហើយទីបំផុតខ្ញុំបានជួបលោកហើយ ចុះវ៉ាងសឹងខ្លាចជាអ្នកមានគុណរបស់លោកម៉ាតាំងពីពេលណាថែមទាំងតាំងពី3ឆ្នាំមុនទៀតវ៉ាងសឹងនៅបន្ទះយើងសោះហេតុអីយើងមិនដឹងរឿងនេះភូតកុហកទាំងអស់ ស្អីគេគ្រូដែលធ្លាប់ចង្អុលបង្ហាញផ្លូវឲ្យលោកពូកាពីមុនបែរជាជនបោកប្រាស់ដូចជាឯងទៅវិញបើហ៊ានប្រមាថលោកគ្រូទៀតទោះបីជាឯងត្រូវជាក្មួយបង្កើតរបស់ខ្ញុំក៏ខ្ញុំឲ្យគេ លោក តែកំ ម៉ា ភ្លេង លោក ឯង ច្រឡំ ឲ្យ មនុ បា ស្ស ត់ ហើយ ដែរ ដឹងគេគ្រាន់តែជាកូនប្រសារឥតបានការដែលគ្រូ មិន សា ហើ លី យ ន គេ របស់ នៅ ពួក ផ្ទះ យើ យើង ង 5ឆ្នាំមិនដែលឃើញបង្ហាញសមត្ថភាព លោក ទី ម៉ា ទូទី ខ្ញុំ អី នឹង ផង គេ លោ រៀប កម៉ា ការជាមួយគ្នា5ឆ្នាំគ្មានអ្នកណាស្គាល់គេច្បាស់ជាងខ្ញុំទេប្រសិនបើគេពិតជាមានសមត្ថភាពមែនហេតុអីបានជាខ្ញុំលែងលះជាមួយគេទៅ
ខ្ញុំមានវិធីផ្ទៀងផ្ទាត់ដោយខ្លួនឯង លោកម្ចាស់សូមសួរថាបំណុលដែលលោកមានប្រសាសន៍នោះគឺជាអ្វីទៅ កាលពីមុនលោកទិញកាំបិតមួយពីខ្ញុំក៏បានជូនពាក្យទំនាយមួយម៉ាត់ទៅលោកតម្លៃកាំបិតនោះស្មើនឹងប៉ុន្មានចាំពេលខ្ញុំទៅទាដោយផ្ទាល់លោកមានគុណមែនលោកអ្នកមានគុណខ្ញុំស្ម័គ្រចិត្តប្រគល់ទ្រព្យសម្បត្តិ 60% ជូនលោកដើម្បីសងគុណកាលពីមុន លោកមកទ្រព្យសម្បត្តិរបស់លោកយ៉ាងហោចណាស់ក៏ 300,000 លានដែរណាចុះ 60% នោះ លោក គឺ ឈួតហើយមែនទេនេះជាប្រាក់ 180,000 លានណាបែរជាប្រគល់ឲ្យជនបោកប្រាស់ម្នាក់នេះទៅវិញគុំថាឡើយគេជាមនុស្សខ្លាំងៗទោះបីជា មែន ការ ហើ ពិត យ ក៏ លោក មិន មក គួរឲ្យ ទោះ ច្រើន បី ដល់ ជា ថ្នាក់ វាង នេះដែរ សឹងពិតជាអ្នកមានគុណរបស់លោកក៏ដោយឲ្យតែ1លានឬ2លានដេញគេទៅគឺគ្រប់គ្រាន់ហើយសម្រាប់មនុស្សដូចជាស្មុំម្នាក់នេះបើលោកឲ្យគ្រាន់តែឲ្យគេ1លានឬ2លានហើយដេញគេចេញទៅមនុស្សសុំទានដូចជាគេឲ្យកាន់តែច្រើនកាន់តែលោកខ្លួនហើយ បើគ្មានការណែនាំពីលោកម្ចាស់កាលពីពេលនោះទេក៏គ្មានខ្ញុំហ៊ូម្នាក់នេះទាំងនេះជាអ្វីដែលលោកម្ចាស់សម្រាប់ដែលលោកមានការយល់ដឹងបែបនេះមើលទៅខ្ញុំមិនបានជួយតែប្រាក់ 180,000 លាននេះលោកយកត្រឡប់ទៅវិញចុះលោកម្ចាស់តើលោកត្រូវបានរងឥទ្ធិពលពីមនុស្សទាំងនេះមែនទេចាំបន្តិចខ្ញុំនឹងដេញពួកគេចេញភ្លាមដេញពួកគេទាំងអស់ចេញទៅកុំអីលោកពូខ្ញុំជាក្មួយប្រុសរបស់ពូណាពូ ឈប់សិន លោកមីងមកដល់ហើយភរិយាតើអូនមកទីនេះធ្វើអី ហេះបើខ្ញុំមិនមកទេគុំថាឡើយតែដេញក្មួយប្រុសខ្ញុំចេញសូម្បីតែទ្រព្យសម្បត្តិគ្រួសារក៏ អូន ត្រូវ យល់ គេ ច្ បោ រ ក ឡំ ប្រាស់ ហើយ អស់ លោក ដែរ វាងមិនមែនជាជនបោកប្រាស់ទេគាត់ជាអ្នកមានគុណរបស់បង អ្នកមានគុណពូយ៉ានៃខ្ញុំគិតថាពងវង្វេងវង្វាន់ហើយអំបញ្ញមិញក្មួយប្រុសខ្ញុំបានប្រាប់បងយ៉ាងច្បាស់ហើយថាគេជាជន មិន បោក អាច ប្រាស់ ទៅរួចទេ ហេតុអ្វីមិនអាចខ្ញុំសួរមេកាលពីមុនដែលបងទទួលបាន អ ការ ត់ទេ ណែនាំ ប៉ុន្តែ ពីគ្រូ គេអាច ទាយ និ តើ យាយ បង បាន ធ្លា យ៉ាង ប់ឃើញ ត្រឹម មុខ ត្រូវ គេ ពី ទេ កិច្ចសន្យារវាងខ្ញុំនិងលោកម្ចាស់កាលពីពេលនោះ ពិតមែនហើយនោះជាច្បាប់ទូទៅរបស់ពួកគ្រូទាយវាមិនមែនជាការសម្ងាត់អ្វីរបស់ខ្ញុំវាងសឹងពីមុនគេធ្លាប់ប្រើវិធីនេះដើម្បីបោកប្រាស់ដែលពូបានជួបកាលពីមុនពិតជាមានសមត្ថភាពពិតប្រាកដមែនប៉ុន្តែម្នាក់នោះច្បាស់ជាមិនមែនជាអតីតប្តីរបស់ខ្ញុំឡើយបើមិនអញ្ចឹងទេបើគុំតែខ្ញុំមក លោក ទាន់ មីង ពេល មីង គុំ ពិត អី ជា បង ពូ ត្រូវ កែ ចា ណា ញ់បោក ទោះ ជន បី បោក ជា ប្រាស់ ជន ម្នាក់ បោក នេះ ប្រាស់ បាត់ ក្រ ទៅ ឡេក ហើ ក្រ យ លួចយ៉ាងណាក៏មិនអាចលាក់ខ្លួនពីមីងបានដែរលោកមីងពិតជាអស្ចារ្យណាស់គ្មានជនបោកប្រាស់ចាអាចលាក់ខ្លួនពីលោកមីងបានតែជាការធ្វើ តើ ច្រិត ខ្ញុំ ឆ្លាត ធ្វើ តែឯ ច្រិត ងប៉ុណ្ ឆ្ ណោះ លាតឬក៏ឯងដែលជាជនបោកប្រាស់ត្រូវខ្ញុំលាតត្រដាងទៅមានប្រតិកម្មបែបនេះហ៊ានណាស់បោកមកលើក្បាលពួកយើងឯងពិតជាខ្លាំង ពិតជា ធំ មនុ មែ ស្ស ន ល្ងងដែលមិនអាចប្រដៅបានសោះម៉ាយាននានដាំឡើយមានទម្រង់មុខល្អណាស់គួរតែមានទ្រព្យសម្បត្តិស្តុកស្ដំតាំងពីវ័យក្មេងតែមុនជួបខ្ញុំគេតែងតែជួបឧបសគ្គរហូតឥឡូ ឯ វ ង មើ ហ៊ា ល ន ទៅ ជាយើង គឺ ថា ដោយ ជា សារ ស្រី ស្រី កាច់ កាច់ ឆ្នះ ឆ្នាស់ ផង ដូចជា នរ នាង ណា ជា នៅ អ្នក ទី ទាញ នេះ គេ ចាប់ហែក ទេ មាត់វាមក ហ៊ានប្រើដៃជើងជាមួយខ្ញុំផងនេះជាវិធីដែលគ្រួសារត្រកូលមកប្រព្រឹត្តចំពោះអ្នកមានគុណឬម៉ាយាននានខ្ញុំស្រីលោកតែមួយម៉ាត់តើលោកក៏គិតថាខ្ញុំជាជនបោកប្រាស់ដែលបែបនេះមិនសូវល្អទេដោះស្រាយគ្នាបន្តិចទៅឲ្យលោកវាងត្រឡប់ទៅសិនចុះពួកយើងចាំស៊ើបអង្កេតតាមក្រោយ មែនទេគុំប្រាប់ណាថាលោកជឿសម្ដីក្មេងនេះថាខ្ញុំជាស្រីកាច់ឆ្នះដែល អ ទាញ ត់ទេ ជើង ខ លោក ខ្ញុំគ្មានបំណងបែបនេះតតែសោះ ម៉ាយាននានលោកគិតឲ្យច្បាស់មើលបើគ្មានរូបខ្ញុំដែលមានទំនាក់ទំនងជាចៅវាយនាយនឹងអ្នកនាងធំពីមុនមកទេនោះតើវាមានត្រកូលមករបស់លោកមានសិទ្ធិអីនឹងទទួលស្វាគមន៍អ្នកនាងធំឲ្យមកស្ដាប់អញ្ចឹងហើយលោកមានលក្ខណៈសម្បត្តិឯណាទៅរៀបចំពិធីមិនថាឯងជាជនបោកប្រាស់ឬអត់ទេថ្ងៃនេះឯងស្លាប់ជាមិនខានសន្តិសុខចាប់វាទៅសន្តិសុខចាប់វា ចាំមើលថាឯងសម្លាប់ខ្ញុំរបៀបណាក្មេងប្រហើនមកពីណាហ៊ានមកបង្កចំនួននៅទីនេះ លោក Ford អ្នកក៏មកដែរ មេបញ្ជាការកម្ពុជាបារម្ភពីសន្តិសុខគ្រួសារရှောက်មិនគ្រប់គ្រាន់ទើបចាត់ខ្ញុំឲ្យមកការពារសុវត្ថិភាពកញ្ញាលោកម្ចាស់លោកមកចំពេលល្អណាស់ជនបោកប្រាស់ម្នាក់នេះបង្កការវឹកវរនៅភូមិគ្រឹះឆៅហើយថែមទាំងមានបំណងមិនល្អចំពោះកញ្ញា ឯងបិទមាត់ឯងមនុស្សទេហើយ ដំបងចោតប្រកាន់ខ្ញុំថាជាជនបោកប្រាស់ឥឡូវបែរជាចោតប្រកាន់ថាខ្ញុំមានបំណងមិនល្អចំពោះកញ្ញាសម្រាប់ខ្ញុំឲ្យបានពួកឯងពិតជាប្រើគ្រប់ល្បិចក៏មែន ថាយើងចោតប្រកាន់ឯងតើនៅទីនេះមាននរណាម្នាក់អាចធ្វើជាសាក្សីឲ្យឯងបានស្លាប់ទៅហើយនៅចង់មកខំយើងវិញទៀត Daniel Mercer ឯងពិតជាចូលចិត្តនិយាយកុហកមែន ក្មេងដូចជាឯងហ៊ានមានគំនិតលើកញ្ញាធំផងពិតជាមិនស្គាល់ងាប់រស់មែនបាញ់វាឲ្យខ្ទេចទៅជប់សិនគ្រាន់តែស្ដាប់សម្ដីតែម្ខាងរបស់ពួកគេក៏សម្រេចចិត្តសម្លាប់ខ្ញុំភ្លាមតើវាមិនប្រញាប់ប្រញាល់ពេកទេដឹងក្មេងតូចឯងជាជនបោកប្រាស់ឬក៏អត់ខ្ញុំគ្មានចំណាប់អារម្មណ៍ចង់ដឹងទេអ្វីដែលសំខាន់នោះគឺលោកស្រីឆៅកំពុងទទួលបានការស្រឡាញ់ពីកញ្ញាធំនិងគ្រូទេវៈបើលោកស្រីឆៅចង់ឲ្យឯងស្លាប់ឯងត្រូវតែស្លាប់ Jason របស់យើងទេសម្រាប់ដូចជាឯងពិតជារស់បានមិនប៉ុន្មានថ្ងៃមែនបើគ្មានការការពារពីតកូលីនទេសម្រាប់ដូចជាឯងពិតជាមិនអាចរស់បានប៉ុន្មានថ្ងៃមែន បានយូរម្លេះស្លាប់លឿនឬយឺតជាគង់តែស្លាប់ទេសំណាងហើយដែលពួកយើងផ្ដាច់ទំនាក់ទំនងជាមួយវាទៅបើឯងលុតជង្គង់សំពះសុំទោសហើយកាត់អណ្ដាតខ្លួនឯងមិញនេះឥឡូវនេះទោះបីជាឯងលុតជង្គង់ក្រាបសំពះពួកយើង100ដងក៏ដោយលោកម្ចាស់ស៊ីធ្វើការទៅបាញ់មិញនេះដើរផ្សារសប្បាយចិត្តណាស់តើហេតុអ្វីមិនដើរលេងបន្តិចទៀតខ្ញុំគិតថាលោកគ្រូចិត្តមកដល់ហើយដើរផ្សារមិននឹងសប្បាយជាងនៅក្បែរលោកនៅសល់ពេលប៉ុន្មានទៀតទើបដល់ភូមិគ្រឹះសៀវនៅសល់3នាទីទៀតអ្នកមានអំណាចហ៊ានភ្ជុំកានងកំភ្លើងដាក់មនុស្សស្លូតត្រង់ដល់នរណាជាអ្នកបង្រៀនឯងឲ្យធ្វើការបែបនេះប៉ុណ្ណឹងហើយនៅមិនទាន់ងាប់ទៀតតើអាវាងសឹងនេះជាមនុស្សឬជាខ្មោចឲ្យប្រកាសទៅលោកម្ចាស់សៀតើយើងគួរធ្វើដូចម្ដេចទៅឥឡូវនេះក្បាលខូចឯងពិតជាមានអ្វីដែលគួរសមមែនតែវាមិនមែនមានន័យថាឯងមានសិទ្ធិមកប្រដៅយើងបើយើងមិនតង់ខ្សែអ្នកមានអំណាចតើយើងត្រូវទៅជួយការពារពួកជនថោកទាបគ្រាន់តែឯងនិយាយថាប្រជាជនជាជនថោកទាបឯងក៏មិនសមធ្វើជាមន្ត្រីដែរយើងផងក្បាលខូចឯងកុំគិតថាយើងគ្មានវិធីកម្ចាត់ឯងឲ្យសោះយើងនៅមានក្របរកែតទៀតយើងមិនជឿថាកំទេចឯងមិនស្លាប់ទេស៊ីសំបីតែក្របរកែតក៏យកមកដែរលើកនេះអាម្នាក់នេះច្បាស់ជាស្លាប់មានប្រយោជន៍អីមានអំណាចគ្មានបង្អែកហើយនៅតែហ៊ានប្រហារទៀតវាងសឹងឯងគិតមើលទៅបើឯងស្លាប់តាំងពីមុននេះម្លេះល្អបាត់ទៅហើយយ៉ាងហោចណាស់តែការខ្លាចជាគំនោសាច់ជ្រួយទៅចុះវាងសៅឯងនិយាយថាបើឯងទៅតែស្លាប់ទៅវាមិនល្អទេអីយ៉ាងហោចណាស់ក៏នៅសល់សាកសពទាំងមូលដែរឥឡូវនេះចាំខ្លាចជាគំនោសាច់រួយទៅខ្ញុំណែនាំអ្នកកុំខំប្រឹងអត់ប្រយោជន៍អីសំបីតែក្របបែកបម៉ាណូក៏សម្រាប់ខ្ញុំមិនបានផងទម្រាំតែរបស់លេងក្មេងបែបនេះអង្គណាស់ឯងចាំទទួលយកមួយក្របនេះសិនទៅចាំនិយាយត្រៀមឈប់ដៃទាំងអស់គ្នាអ្នកនាងធំនៅទីនេះគ្រោះថ្នាក់ណាស់សូមជិះចេញសិនទៅពួកយើងនឹងកម្ចាត់អាមនុស្សចម្លែកនេះភ្លាមហើយកុំចាត់គាត់ឯងពិតជាថ្លើមធំមែនតើឯងដឹងទេថាគាត់ជាអ្នកណា
អ្នកនាងធំគាត់មិនមែនគ្រាន់តែជាជនបោកប្រាស់ម្នាក់ទេឯងនិយាយថាគាត់ជាជនបោកប្រាស់បើភ្នែកធំមើលឲ្យច្បាស់ទៅគាត់គឺ និយាយឲ្យចំទៅឥឡូវនេះខ្ញុំគ្រាន់តែជាប្រជាពលរដ្ឋធម្មតាម្នាក់ប៉ុណ្ណោះប៉ុន្តែដោយសារតែបែបនេះទើបអ្នករឹតតែមិនអាចចាប់ប្រកាន់ខ្ញុំដោយគ្មានភស្តុតាងហើយគុំនិយាយដល់ការចង់បានជីវិតរបស់ខ្ញុំទៀត នៅដាសៀប្រជាជនមកមុនគេគ្មាននរណាអាចធ្វើអ្វីស្រេចតែចិត្តឡើយឈូឆាយហ្វឹងធ្វើឲ្យខ្ញុំខកចិត្តម្នាក់ចេញពីភូមិគ្រឹះមិនមែនជាកំហុសរបស់ខ្ញុំទេគឺពួកគេនិយាយថាលោកម្នាក់នេះជាជនបោកប្រាស់ទើបខ្ញុំជឿតាមពិតទៅមេខ្លោងនៅពីក្រោយរឿងនេះគឺពួកឯងសោះបរិសម្នាក់នេះជាអតីតប្តីរបស់ខ្ញុំស្គាល់គាត់ច្បាស់ជាងគេគាត់ពិតជាជនបោកប្រាស់ប្រពន្ធរបស់ចាស់មែនហើយមិនប្លែកទេដែលខ្ញុំឃើញមុខនាងហើយចង់ក្អួតនរណានៅទីនោះយកពួកវាបោះចោលទៅឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើបានពួកការពារដេញពួកគេចេញទៅឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន អាណាម៉ារីលីនគឺជាបញ្ហារបស់ឯងដោះស្រាយវាដោយខ្លួនឯង គ្មានកម្រិតទាបសោះហ៊ានមកធ្វើចរិតធំដុំមិនក៏ឯងហ៊ានមកបញ្ជាកញ្ញាមេលីបែបនេះគឺជាគ្រូរបស់ខ្ញុំដែលធ្វើឲ្យគាត់ខ្លាចជាលោកម៉ាគូនាពេលបច្ចុប្បន្នគាត់អាចប្រដៅខ្ញុំបានលោកម៉ាគូមែនទេ ចុះអំបញ្ញមិញនេះខ្ញុំទើបតែវាប្រហារលោកម៉ាគូមែនទេឯងក៏អាចបន្តឲ្យខ្ញុំថាជាជនបោកប្រាស់ទៀតបានដែរ ឲ្យខ្ញុំផងខ្ញុំគ្រាន់តែមិនបានគិតឲ្យបានល្អល្អប្រយោជន៍ដែរ ខ្ញុំជឿជាក់ថាអាណានឹងដោះស្រាយវាដោយខ្លួនឯង ខ្ញុំនឹងដោះស្រាយស្រីកំណាចម្នាក់នេះកញ្ញាមេលីសូមគិតពីការបម្រើជាច្រើនឆ្នាំរបស់យើងផងសូមលើកលែងទោសឲ្យខ្ញុំ សូមលើកលែងទោសផងលោកម្ចាស់ប្រសិនបើខ្ញុំដឹងថាជាលោកទោះបីជាមានភាពក្លាហាន100ក៏ខ្ញុំមិនហ៊ានប្រសិនបើមនុស្សអំបញ្ញមិញនេះគ្រាន់តែជាប្រជាជនសាមញ្ញឯងនឹងហ៊ានធ្វើមែនទេខ្ញុំមិនមានន័យបែបនេះទេលោកដែលឯងត្រូវការពីកញ្ញាមេលីប៉ុន្មានថ្ងៃនេះខ្ញុំនឹងទុកជីវិតឲ្យឯងជាបណ្ដោះអាសន្នសិនប្រសិនបើខ្ញុំរកឃើញថាឯងនៅតែប្រព្រឹត្តម្ចាស់ម្ដងទៀតខ្ញុំនឹងធ្វើឲ្យឯងចង់ស្លាប់ជាអ្វីដែលយើងបានព្រមព្រៀងគ្នានឹងផ្ដល់ជូនលោកភិក្ខុន60សូមពិនិត្យមើលផងយកវាត្រឡប់ទៅវិញទៅលោកម៉ាគូខ្ញុំដឹងថាវាហួសពេលហើយឥឡូវនេះប៉ុន្តែអំបញ្ញមិញនេះខ្ញុំពិតជាបានហើយខ្ញុំមិនបានខឹងរឿងអំបញ្ញមិញនេះទេខ្ញុំបង្កើតតូបនៅតាមដងផ្លូវគឺដើម្បីជួយដល់អ្នកដែលត្រូវការជំនួយនិងអ្នកដែលអាចធ្វើឲ្យអូរ៉ូរីយ៉ាប្រសើរឡើងគ្រាន់តែបន្តធ្វើអំពើល្អសម្រាប់សង្គមទៅលោកម៉ាគូគ្រាន់តែយ៉ាងវិញទៀតលោកម៉ាគូនេះគឺជាគម្រោងការសម្រាប់ពិធីបុណ្យនៅ2ថ្ងៃទៀតសូមពិនិត្យមើលវាផងនេះជាគម្រោងសម្រាប់ពិធីនៅ2ថ្ងៃទៀតសូមពិនិត្យមើលធ្វើតាមគម្រោងទៅបាទលោកម្ចាស់នេះជាលិខិតអញ្ជើញរបស់លោកពិតជាប្លែកភ្នែកណាស់មានតែរបស់លោកទេដែលមានពណ៌ខ្មៅដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់លោកលិខិតរបស់អ្នកដទៃគឺមានពណ៌ក្រហមទាំងអស់តើឯងណែណាខ្ញុំមានរបស់ចង់ឲ្យឯងទីនេះជាកន្លែងណា ទីនេះដូចជាទីបញ្ចុះសពអនាថាជីក្រុង កុំបំភ័យខ្ញុំអីណា បានហើយមិនថាជាកន្លែងណាទេលើកនេះអាចរួចជីវិតគឺល្អណាស់ហើយពួកឯងថាមើលអាវ៉ាំងសឹងនោះប្រហែលជាមានឥទ្ធិពលមែនទេឬលើកមុនគឺលោកចាន់លើកនេះគឺកញ្ញាធំមិនអាចទេមើលទៅតាមសភាពការអំបញ្ញមិញកញ្ញាធំប្រហែលជាគ្រាន់តែចង់ជួយប្រជាជនដើម្បីធ្វើជាមន្ត្រីយុទ្ធសាស្ត្រប៉ុណ្ណោះនោះសំណាងល្អពេកហើយមិនអីទេคล้ายៗនៅតែคล้ายៗពិធីវិលត្រឡប់របស់គ្រូទេវៈលើកនេះលីពីងច្បាស់ជាដឹងនាំវ៉ាងសឹងទៅចូលរួមមិនខានខ្ញុំមិនជឿថានៅក្នុងពិធីទំនោះវានៅតែមានសំណាងល្អពិធីវិលត្រឡប់របស់គ្រូទេវៈលើកនេះលីយូប៊ីនប្រហែលជានឹងនាំវ៉ាងស៊ុយមកចូលរួមដែរខ្ញុំចង់ដឹងណាស់ថានៅក្នុងពិធីនោះនាងនៅមានក្នុងអំណាចអ្វីទៀតដែលជួយឲ្យខ្ញុំរួចផុតពីអាម្នាក់លីវថៃដ៏គួរឲ្យគ្រាន់តែជាសេវាកម្មក្រោយពេលលក់នៃការដោះដូរលើកមុនប៉ុណ្ណោះនាងមិនបាច់ទុកក្នុងចិត្តទេប៉ុន្តែលោកក៏ត្រូវតែប្រុងប្រយ័ត្នខ្លួនដែរលើកមុនលោកបានធ្វើឲ្យគ្រូសាលីវនិងគ្រូសាឈូអាអន់ចិត្តទាំងស្រុងហើយពួកគេមិនព្រមលែងលោកឡើយមិនគួរឲ្យបារម្ភទេខ្ញុំដឹងថាលោកជាមិត្តភក្តិរបស់លោកម្ចាស់អានឆាស៊ឺប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរមិនទាន់ដល់ថ្នាក់លោកម្ចាស់អានឆាស៊ឺព្រមផ្ដាច់ទំនាក់ទំនងជាមួយគ្រូសាទាំងពីរនោះដើម្បីលោកឡើយដូចជាពិធីជប់លៀងលើកមុនចុងក្រោយគ្រាន់តែវាលីវថៃនិងឈូហ្វានម្នាក់ខ្ញុំដឹងថាលោកជាមនុស្សមានសមត្ថភាពមានមោទនភាពចំពោះខ្លួនឯងប៉ុន្តែខ្ញុំនៅតែគិតថាលោកត្រូវតែបង្កើតទំនាក់ទំនងឲ្យបានច្រើនដើម្បីពង្រឹងខ្លួនឯងជៀសវាងការសងសឹកពីគ្រូសាហើយពិធីវិលត្រឡប់របស់គ្រូទេវៈនិងប្រមូលផ្ដុំគ្រូសាធំទាំងអស់នៅក្នុងទីក្រុងជាងឆឹងឬថាសំបីតែគ្រូសាធំនៅរាជធានីក៏មកចូលរួមដែរខ្ញុំមានវិធីចូលទៅដល់លោកម្ចាស់អានឆាស៊ឺនាំលោកចូលទៅមិនអាចមិនបានទេទំនាក់ទំនងរឿងនេះប្រើប្រាស់ម្ដងគឺថយចុះម្ដងហើយទំនាក់ទំនងបន្តិចបន្តួចរវាងលោកនិងលោកម្ចាស់អានឆាស៊ឺខ្ញុំនឹងចៅសានស៊ុយមិនដូចអ្វីដែលនាងគិតនោះទេសរុបមករបស់នេះនាងទុកខ្លួនឯងទៅទំនាក់ទំនងរបស់ខ្ញុំជាមួយម៉ាថៃមិនមែនដូចអ្វីដែលនាងគិតនោះទេយ៉ាងណាក៏ដោយសូមរក្សារបស់នេះទុកអីដល់ពេលនោះខ្ញុំនឹងបង្ហាញខ្លួននៅក្នុងពិធីបុណ្យមិនខានមិនអីទេបេនគ្រូសាលីវរបស់យើងអាចក្រោកឈរឡើងវិញបានឬអត់គឺអាស្រ័យលើពេលនេះហើយបន្តិចទៀតពេលជួបលោកបារម្ភអីខ្ញុំត្រូវតែត្រូវធ្វើបែបណាហើយវ៉ាងសឹងឯងជាជនបោកប្រាស់ហ៊ានបង្ហាញខ្លួននៅទីនេះទៀតផងតាមមើលទៅក្នុងពិធីជប់លៀងខួបកំណើតលើកមុនម៉ាថៃហាក់ដូចជាមិនវ៉ាងសឹងនឹងមែនទេទ្រព្យសម្បត្តិមហាសាលរបស់គ្រូសាលីវយើងត្រូវមានស្ទោះតែគេនឹងមែនហើយប៉ាទោះបីជាលោកម្ចាស់អានឆាស៊ីបានដឹងពីអត្តសញ្ញាណបោកប្រាស់របស់វាក្នុងពិធីជប់លៀងលើកមុនក៏ដោយប៉ុន្តែគាត់មិនអាចទទួលស្គាល់ជាសាធារណៈបានទេដូចនេះហើយទៅបណ្ដោយតាមនឹងផ្លូវចិត្តទាំងបានពីប្រដានអលអដែងដឹងទេទាំងលោកចៅសិទ្ធិបុណ្យនេះទីបុណ្យរបស់គ្រូសាយើងទីមករៀបចំមកខ្ញុំសំបីតែយកសັບក៏ចង់ឲ្យទ្រង់ឯងជាកងឯងគិតយ៉ាងណាខ្ញុំមិនចាប់អារម្មណ៍ចង់ដឹងទេខ្ញុំគ្រាន់តែរំលឹកអ្នកឯងថាគុំទៅប៉ះពាល់មនុស្សដែលអ្នកឯងមិនប្រាប់ថាមនុស្សដែលពួកយើងមិនអាចប៉ះពាល់បានគឺជាឯងនោះឯងមិនបានឬខ្ញុំនិយាយមែនទេអីលោកម្ចាស់អានឆាស៊ីបានវេកមុខឯងដែលជាជនបោកប្រាស់រួចទៅហើយក្នុងបង្អែកដ៏ធំបំផុតរបស់ឯងលែងមានទៀតហើយតើនរណាប្រាប់ឯងថាម៉ាថៃគឺជាក្នុងបង្អែករបស់ខ្ញុំតើនរណាប្រាប់ឯងថាចៅសានជីវជាក្នុងបង្អែករបស់ខ្ញុំមិនមែនទេអីអូខ្ញុំដឹងហើយមើលទៅឯងក៏ដឹងដែរថាចង់ពឹងលើលោកអានឆាគឺមិនអាចទៅរួចទៀតទេដូចនេះហើយទើបចង់មកពិធីនេះដើម្បីបោកប្រាស់ពួកអ្នកធំក្នុងបង្អែកថ្មីយកសពទៅសន្តិសុខនៅទីនេះមានអ្នកបោកប្រាស់អង្គសិននេះជាលិខិតអញ្ជើញរបស់ខ្ញុំមកចូលរួមពិធីអបអរសាទរអូនឯងកាន់របស់នេះចង់មកបោកប្រាស់ហើយឯងគិតថាអញជាមនុស្សរងងមែនទេល្អណាស់អញនឹងវាឯងឲ្យខ្លាចជាមនុស្សរងងសិនឈប់ភ្លាមបើលោកមិនមកទេខ្ញុំប្រកាសជាត្រូវគេធ្វើបាបស្លាប់មិនខាន
មេកាគូលោកមកហើយតើព្រឹកមិញឯងមិនបាននៅខ្ញុំនិយាយទេហីក្រៅពីលិខិតអញ្ជើញពណ៌ក្រហមខ្ញុំបានលេងហ្គេមដាច់យកកាលពីផ្សាយក្នុងថ្ងៃនេះរៀងធេងធំបន្តិចពិតជាមិនបានតាំងចិត្តទាស់សម្ដីជាមួយលោកប្រធានមកលិខិតអញ្ជើញរបស់អាម្នាក់នេះជាការពិតមែនទេហើយថែមទាំងថ្លៃធ្នូជាងទៀតពិតប្រាកដណាស់មិនអាចទៅរួចទេបើសិនជាបែបនេះមែនវាំងសិនគ្មានសិទ្ធនឹងមានវាឡើយអូខ្ញុំដឹងហើយនេះច្បាស់ជាវាលួចគេមកត្រូវហើយច្បាស់ជាបែបនេះហើយលោកប្រធានមកប្រញាប់ចាប់ខ្លួនវាទៅដល់ពេលប្រគល់ឲ្យម្ចាស់ដើមវិញវានឹងក្លាយជាគុណសម្បត្តិធំមួយមែនទេយើងទើបតែមើលដឹងទេកំចាត់ឪពុកកូនពួកឯងទាំងពីរអ្នកចោលទើបជាគុណសម្បត្តិធំដ៏ពិតប្រាកដលោកប្រធានមកតើនេះមានន័យថាម៉េចពួកយើងកំពុងតែជួយលោកតើសើម៉ៅឯងមានន័យថាម៉េចហ្នឹងពួកយើងមានបំណងល្អចង់មកជួយឯងតើជួយខ្ញុំអរគុណពួកឯងហើយនរណានៅទីនោះយកឪពុកកូនពីរអ្នកនេះទៅក្រវែងចោលទៅហាមពួកគេចូលក្នុងពិធីចាំបន្តិចយ៉ាងណាក៏អញជាមេគ្រួសារលីវដែរសំបីតែលោកអគ្គអធិការក៏ត្រូវទុកមុខឲ្យអញខ្លះដែរអញជាស្អីទៅចាំមើលអញឲ្យលោកអគ្គអធិការចាត់ការឯងចង់ទៅប្តឹងលោកអគ្គអធិការរឿងថ្ងៃនេះក៏ទៅចាំមើលថាចុងក្រោយនរណាជាអ្នកស្អីធ្វើការលេងខ្ញុំទៅខ្ញុំជាកូនចៅធ្វើការខ្វះចន្លោះស្ទើរតែបង្កបញ្ហាដល់លោកម្ចាស់ទៅហើយពិតជាទោសស្លាប់10 ដងក៏មិនការពីលើកមុនអញពិតជាចេះចាំច្រើនជាងមុនហើយក្រោកឡើងចុះរឿងថ្ងៃនេះចាត់ទុកថាស្មារតីទៅចុះហ៊ានធ្វើបាបពួកយើងពីរអ្នកឪពុកកូនផងឯងចាំមើលទៅខ្ញុំនឹងទូរស័ព្ទទេលើនេះមិនបាច់ទូរស័ព្ទទេអញនៅមើលមិនធ្លុះទៀតថាស្អីគេឈើមកច្បាស់ជាខ្លាចពួកយើងទៅដណ្ដើមប្រជាប្រិយភាពពីគេក្នុងពិធីធំទើបគេរកគ្រប់ពិធីដើម្បីរ៉ារ៉ាមិនឲ្យបានជាមិនចាប់ចោលដូចជាវាំងសឹងបែរជាមកលេងពួកយើងទៅវិញប៉ាចុះឥឡូវពួកយើងត្រូវធ្វើម៉េចទៅដាំឡើយគិតថានឹងឆ្លៀតឱកាសពិធីវិលត្រឡប់របស់លោកគ្រូទេវៈដើម្បីតោងជាងលោកគ្រូទេវៈនៅស្លាកលេខនេះឥឡូវល្អណាស់ចូលនៅរីទីនេះខ្ញុំដឹងពីវិធីចូលហើយលោកម្ចាស់លោកនៅចាំអ្នកបម្រើចាស់ម្នាក់នេះទេខ្ញុំដឹងពីវិធីចូលហើយលោកម្ចាស់តើលោកនៅចាំអ្នកបម្រើចាស់ម្នាក់នេះទេតែងតែគេនិយាយពីព្រះនាងនៃទីផ្សារភិហ៊ុនថ្ងៃនេះបានជែកជាមួយលោកស្រីលីពិតជាសមដូចគេឈ្មោះមែនលោកហើលើកសរសើរពេកហើយសុំទោសប្តីខ្ញុំមកដល់ហើយលោកជ័យគ្នាចុះខ្ញុំសុំទៅមួយផ្លែឯងមកចំពេលល្អណាស់ខ្ញុំបានរើសមិត្តភក្តិល្អមួយចំនួនឲ្យឯងចាំខ្ញុំនៅដែលខ្ញុំប្រាប់ឯងកាលពីម្សិលមិញពួកយើងមកលើកនេះគឺដើម្បីបង្កើតទំនាក់ទំនងអញ្ចឹងទេង៉ែកុំបារម្ភអីខ្ញុំនឹងផ្ដល់ឱកាសឲ្យពួកគេបានហើយនិយាយអួតនៅចំពោះមុខខ្ញុំមិនអីទេតែបន្តិចទៀតកុំនិយាយផ្ដេសផ្ដាសឲ្យសោះលោកស្រីលីនេះជាប្តីរបស់លោកស្រីមែនទេខ្ញុំមើលទៅមិនធម្មតាតតែសោះមានទស្សនៈប្លែកពីគេក្នុងវិស័យហិរញ្ញវត្ថុវិបត្តិទីផ្សារភាគហ៊ុនលើកមុនគឺគាត់ដែលណែនាំឲ្យខ្ញុំដកខ្លួនទាន់ពេលទើបជៀសផុតពីការខាត់បត់ធំវិបត្តិភាគហ៊ុនលើកមុនលោកស្រីលីអាចដកខ្លួនដោយសុវត្ថិភាពគឺដោយសារតែក្មេងម្នាក់នេះហ៎វាមិនអាចទៅហិរញ្ញវត្ថុក្នុងស្រុកខ្ញុំមិនដែលឈ្មោះឯងមិនដែលជួបខ្ញុំព្រោះតែកម្រិតរបស់ឯងនៅទីពេកអញហ៊ាននិយាយថាខ្ញុំកម្រិតមិនគ្រប់គ្រាន់ផងឯងលោកហើយកុំតន់អាខាងអីខ្ញុំនាំអញមកទីនេះគឺដើម្បីបង្កើតទំនាក់ទំនងមិនមែនមកបង្កើតម្នាក់នេះជាអ្នកជំនួញហិរញ្ញវត្ថុដ៏ល្បីល្បាញក្នុងប្រទេសឯងត្រូវឆ្លៀតឱកាសនេះបង្កើតទំនាក់ទំនងល្អជាមួយម្នាក់នេះមិនស័ក្តិសមនឹងភ្នែកខ្ញុំតតែសោះក្មេងក្រអឺតក្រទុំណាស់ហ៊ាននិយាយថាខ្ញុំមិនស័ក្តិសមនឹងភ្នែកឯងផងតើឯងដឹងទេថាខ្ញុំមានទ្រព្យសម្បត្តិប៉ុន្មានមិនមែនខ្ញុំមិនចង់ទុកមុខឲ្យអ្នកនោះទេតែអ្នកនេះពិតជាមិនអាចចូលក្នុងភ្នែកខ្ញុំបានមែនណាហ៊ាននិយាយថាខ្ញុំមិននៅក្នុងភ្នែកឯងផងតើឯងដឹងទេថាខ្ញុំមានតម្លៃខ្លួនខ្ញុំណែនាំមនុស្សខ្ញុំមិនដែលខ្វល់ថាគេមានទ្រព្យឲ្យប៉ុន្មានទេព្រោះគ្មានអ្នកណាមានជាងខ្ញុំឡើយអ្វីដែលខ្ញុំឲ្យតម្លៃគឺគុណធម៌របស់មនុស្សឥឡូវនេះកំពុងលួចស្តុកសាច់ជ្រូកនិងគ្រឿងឧបភោគបរិភោគផ្សេងទៀតដើម្បីខ្ញុំបានតម្លៃនេះគឺខ្ញុំទូទីដឹងទេហើយខ្ញុំថែមទាំងទីដឹងទៀតថាគ្រឿងឧបភោគបរិភោគទាំងនេះហៀបនឹងធ្លាក់ថ្លៃយ៉ាងគំហុកហើយឯងចិត្តថ្លៃអញ្ចឹងហើយហាអញដឹងទេថាឥឡូវនេះទូទាំងប្រទេសកំពុងការជ្រុលដាសាយវ៉ាក់សេទៀតផ្សំជាមួយការគ្រប់គ្រងរបស់ខ្ញុំគុំថាឡើយធ្លាក់ថ្លៃខ្ញុំចង់ឲ្យវាកើនឡើងបន្តិចទៀតឯងនៅតែអាចរក្សាទំនុកចិត្តបែបនេះបានពួកយើងចាំបន្តិចខ្ញុំជឿជាក់លើការវិនិច្ឆ័យរបស់ប្តីខ្ញុំលោកលីវស្ដាប់ការណែនាំរបស់ខ្ញុំទៅប្រញាប់បញ្ចេញទំនិញដែលកំពុងស្តុកទុកនោះចោលទៅរឿងអីទៅវិញគ្មានចំណេះដឹងសោះគួរឲ្យអស់សំណើចណាស់ដែលលីយូធីងបែរជាយកប្តីបែបនេះហើយនៅតែជឿជាក់លើគេខ្លាំងម្ល៉េះមិនបានទេខ្ញុំត្រូវតែធ្វើឲ្យលីយូធីងបញ្ជាទៅក្រោមទិញគ្រឿងឧបភោគបរិភោគបន្ថែម 2000 លានទៀតល្អណាស់តម្លៃកើនឡើង10ទៀតហើយឥឡូវនេះខ្ញុំនឹងយកទៅឲ្យលីយូធីងមើលភ្លាមខ្ញុំមិនជឿថាលីយូធីងនៅតែជឿពាក្យភូតរបស់ក្មេងនោះទៀតទេគ្រាន់តែបង្ហាញឲ្យលីយូធីងឃើញហេតុអ្វីមិនលាតត្រដាងជនបោកប្រាស់ម្នាក់នេះជាសាធារណៈដើម្បីឲ្យវាខូចឈ្មោះទាំងស្រុងតែម្ដងទៅលោកស្រីលីនពួកអ្នកក៏ស្គាល់គេដែរហេនោះជាអតីតប្តីរបស់ខ្ញុំស្គាល់ជនបោកប្រាស់ម្នាក់នេះច្បាស់ជាងគេទៅទៀតនោះជាអតីតប្តីរបស់ខ្ញុំស្គាល់ជនបោកប្រាស់ម្នាក់នេះច្បាស់ណាស់អតីតប្តីជនបោកប្រាស់ឬមួយគាត់គឺជាមនុស្សអសមត្ថភាពដែលត្រូវបានគ្រួសារលេនរបស់អ្នកបណ្ដឹងចេញអាចជាអ្នកណាទៀតមិនចម្លែកទេដែលខ្ញុំមើលទៅក្មេងម្នាក់នោះភ្លាមដឹងថាមិនមែនជាអ្នកជំនួញឆ្នាំពីឡើយជាជនបោកប្រាស់សោះបើអញ្ចឹងមែនវាងាយស្រួលណាស់ខ្ញុំនឹងលាតត្រដាងអត្តសញ្ញាណរបស់វានៅចំពោះមុខទៅហើយពេលនេះបែរជាទៅអាអន់ចិត្តជាមួយហៅយន់ទៀតខ្ញុំមិនដឹងនិយាយយ៉ាងម៉េចជាមួយអ្នកទេខ្ញុំក៏មិនចាំបាច់គួរសម្ដាក់គេវិញដែរម្យ៉ាងទៀតចំពោះរឿងដែលគេបានធ្វើបើខ្ញុំមិនសម្លាប់គេភ្លាមទេគឺមកពីខ្លាចប្រឡាក់ដៃខ្ញុំតែប៉ុណ្ណោះកុំបារម្ភអីខ្ញុំដឹងថាត្រូវធ្វើបែបណាហើយអាអន់ចិត្តជាមួយហៅយន់ក៏អាអន់ចិត្តទៅអ្នកកុំបារម្ភអីបើគេហ៊ានធ្វើបាបអ្នកខ្ញុំមិនលើកលែងឲ្យគេឡើយកុំគិតច្រើនអីពេលនេះពួកយើងស្ថិតក្នុងទូកតែមួយហើយប៉ុន្តែទៅថ្ងៃមុខអ្នកត្រូវស្ដាប់ខ្ញុំបង្កើតមិត្តឲ្យបានច្រើននិងកាត់បន្ថយស្ត្រូវឲ្យបានតិចយល់ព្រមខ្ញុំនឹងព្យាយាមអគ្គនាយិកាលេតាម្នាក់នេះគឺលោកពូឆែម្នាក់នេះគឺជាស្វាមីរបស់ខ្ញុំជំរាបសួរយុវជនម្នាក់នេះពូកែណាស់ប៉ុន្មានឆ្នាំមកនេះមិនដឹងជាមានយុវជនឆ្នាំប៉ុន្មានអ្នកចង់តាមស្រឡាញ់អគ្គនាយិកាឡើយទេតែមិនបានសម្រេចមើលទៅអ្នកច្បាស់ជាមានចំណុចពិសេសលើគេហើយពិតជាមានទស្សនៈផ្ទាល់ខ្លួនចំពោះការធ្វើជំនួញមែនបើមានពេលអ្នកទាំងពីរអាចពិភាក្សាគ្នាបានបើអញ្ចឹងខ្ញុំត្រូវសុំការណែនាំខ្លះហើយបើមានពេលអ្នកទាំងពីរអាចផ្លាស់ប្ដូរយោបល់គ្នាបានអញ្ចឹងខ្ញុំសូមណែនាំផងលោកចាស់សៀកុំជឿគេអាម្នាក់នេះគឺជាជនបោកប្រាស់ទេបោកប្រាស់
លោកចាស់សៀម្នាក់ដែលឈរនៅចំពោះមុខលោកនេះគឺកូនប្រសារឥតប្រយោជន៍ដែលត្រូវបានគ្រួសារលីងយើងបណ្ដេញចេញពី សម ផ្ទះ ត្ថភាពតែមួយគត់របស់វាគឺការបោកប្រាស់មិនដឹងជាបោកប្រាស់អ្នកធំអស់ប៉ុន្មានអ្នកហើយទេគ្រប់គ្នាប្រយ័ត្នផងមានជនបោកប្រាស់លួចចូលមកទីនេះកុំឲ្យវាបោកប្រាស់បានឲ្យសោះ ហើយជាឯងមានន័យថាម៉េចនឹង មីយ៉ាខ្ញុំកំពុងជួយឲ្យនាងមើលឃើញពីមុខមាត់ពិតរបស់វាទេមិញអាម្នាក់នេះធ្វើពុតជាអ្នកជំនាញក្នុងវិស័យនេះហើយមើលងាយខ្ញុំទៀតក្នុងវិស័យនេះមិនដែលលេចមុខមនុស្សបែបនេះឡើយតម្លៃសម្ភារៈមិនធ្លាក់ចុះទេគឺឡើងថ្លៃសំណាងហើយដែលខ្ញុំមិនជឿវាបានណែនាំលោកប្រធានគឺការ អំ រ បញ្ញ ពាន់ មិញ នេះ លោក ហើ ស្រី យ លីនមិនបាននិយាយហើយទេអីអាម្នាក់នេះគឺកូនប្រសារស្នាក់នៅដែលត្រូវបានគ្រួ ប៉ុន្តែ សារ ខ្ញុំ លីន មើល បណ្ដេ ថា ញចេញ ឥឡូវ នៅ នេះ តា វាបានឱកាសល្អហើយដោយសារវាបានតង់គ្រួសារលីហើយយូស៊ីនពិតជាលំងាការជាមួយប្រទេសឥតប្រយោជន៍ហើយនៅនាំវាមកកម្មវិធីនេះដើម្បីបង្អាប់មុខខ្លួនឯងទៀតនឹកស្មានមិនដល់សោះថាវានៅតែចង់បន្តបោកប្រាស់អ្នកដទៃទៀតលើកនេះខ្ញុំមិនអាចឈរមើលលើបានទេមនុស្សម្នាក់នេះនៅតែព្យាយាមបោកប្រាស់អ្នកដទៃទៀតលើកនេះខ្ញុំមិនអាចឈរមើលធម្មតាបានឡើយឲ្យគេបន្តបោកប្រាស់ទៀតទេចេញទៅត្រូវហើយដេញគេចេញទៅអ្នកទាំងអស់គ្នាតាមខ្ញុំយល់យើងមិនអាចស្ដាប់តែការរៀបរាប់តែម្ខាងរបស់លោកអូនប្រុសម្នាក់នេះនិងអគ្គនាយិកាលើនិយាយសិនទៅខ្ញុំពិតជាធ្លាប់និយាយថាតម្លៃសាច់ជ្រូកនឹងធ្លាក់ចុះយ៉ាងខ្លាំងមែនអូនប្រុសឲ្យឯងវង្វេងហើយឥឡូវនេះជំងឺពេះជ្រូកកំពុងរាតត្បាតទីផ្សារក្នុងការឥឡូវនេះធ្វើមិនជឿថាក្មេងនេះជាជនបោកប្រាស់ហើយមែនទេចំណេះដឹងទូទៅបន្តិចបន្តួចក៏គេមិនដឹងផងហ៊ាននិយាយថាយល់ដឹងពីចំនួនទៀតថែមទាំងចង់ណែនាំលោកទៀតនេះមិនមែនជារឿងកំ ប្លែងទេអីសូមជឿជាក់លើពួកយើងផងមនុស្សម្នាក់តែងតែមានពេលយ៉ាងទៀត Daniel ធ្លាប់បានណែនាំខ្ញុំពីមុនមកពិតមែនខ្ញុំហ៊ានយកកិត្តិយសរបស់ខ្ញុំមកធានាហើយឡើយយូមិញឯងធ្លាប់និយាយថាខ្ញុំភ្នែកគ្មានឥឡូវនេះខ្ញុំឃើញថាអ្នកដែលមិនស័ក្តិសមគឺឯងទៅវិញទេឯងដឹងទេថា Daniel គេមិនយល់ដឹងពីហិរញ្ញវត្ថុឯងមិនយល់ដឹងពីហិរញ្ញវត្ថុទេអីខ្ញុំពិតជាមិនធ្លាប់រៀនផ្នែកហិរញ្ញវត្ថុមែនទេទីតាហិរញ្ញវត្ថុបែរជាត្រូវបោកប្រាស់ដោយមនុស្សល្ងងដែលមិនទាំងយល់ដឹងពីហិរញ្ញវត្ថុទៅវិញពិតជាគួរឲ្យអស់សម្លាញ់ខ្លាំងណាស់ទេអីសំបីតែគ្រូសាលេនក៏បោះបង់កាកសំណល់នេះចោលដែរគេអាចមានសមត្ថភាពដល់ណាឃើញហើយមែនទេគិតថាខ្លួនឯងរើសបានបោកប្រាស់តែមិនដឹងអ្វីទាំងអស់កាលពីមុនគេអាចជួយឯងបានគឺដោយសារតែសំណាងល្អតែប៉ុណ្ណោះខ្ញុំស្មានតែឯងអាចទទួលបានមិត្តភាពពីអភិជន Enchash ដោយសារតែឯងមានសមត្ថភាពពិតប្រាកដធ្វើឲ្យនាងខកចិត្តមែនទេខ្ញុំស្មានថាខ្លាចជាមិត្តនឹងលោក Walsh ព្រោះតែឯងមានសមត្ថភាពពិតមែនមិនដែលខកចិត្តមែនទេមិនមែនទេដូចដែលយើងបានព្រមព្រៀងគ្នាតាំងពីដំបូងខ្ញុំមិនខ្វល់ថាឯងជាអ្នកបោកប្រាស់ទេខ្ញុំមិននាំឯងមកទីនេះទេបាននិយាយទៅគឺខ្ញុំដែលធ្វើឲ្យឯងជួបរឿងនេះគួរឲ្យចាប់អារម្មណ៍ណាស់កុំបារម្ភអីខ្ញុំមិនមែនជាអ្នកបោកប្រាស់ទេខ្ញុំមិនចេះផ្នែកហិរញ្ញវត្ថុទេប៉ុន្តែតាមរយៈហោរាសាស្ត្រខ្ញុំអាចទូទីបានគ្រប់យ៉ាងអ្វីដែលខ្ញុំបាននិយាយអំពីតម្លៃទំនិញគ្រប់យ៉ាងគឺជារឿងអូនឯងកំពុងនិយាយរឿងនីតិមែនទេចុះឯងបានទូទីទេថាថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំមិនដឹងថាថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំឬអត់ទេព្រោះគ្រូទីមិនអាចខ្ញុំដឹងថាថ្ងៃនេះច្បាស់ជាថ្ងៃចុងក្រោយរបស់ឯងបងលុយច្រើនណាស់គ្រូសា Edwell នៅពីក្រោយក្នុងឯងប្រហែលជាមិនលើកលែងឲ្យឯងទេមែនទេតើឯងដឹងអ្វីទៀតខ្ញុំដឹងគ្រប់យ៉ាងឈប់លេងល្បិចទៅបើឯងដឹងថាខ្ញុំធ្វើការឲ្យ Edwell ឯងគួរតែដឹងថានៅលើទីផ្សារខ្ញុំមិនអាចចាញ់បានទេតែមួយនាទីទៀតតម្លៃសាច់ជ្រូកនឹងធ្លាក់ចុះយ៉ាងខ្លាំងរាល់ទំនិញដែលឯងស្តុកទុកនឹងត្រូវរលាយអស់មកដល់ពេលនេះហើយឯងនៅតែព្យាយាមបង្កការភ័យខ្លាចមើលជុំវិញខ្លួនទៅតើនរណានៅជឿឯងទៀតខ្ញុំជឿបើឯងមានទំនុកចិត្តខ្លាំងយ៉ាងនេះគ្នាក្នុងរយៈពេល1នាទីបើតម្លៃសាច់ជ្រូកធ្លាក់ចុះខ្ញុំនឹងវាចេញពីទីនេះឯងត្រូវវាហាល្អតើសល់ពេលតែ30វិនាទីទៀតទេបើចង់ធ្វើជាឆ្កែខ្ញុំនឹងបំពេញបំណងក្នុងន័យថាយើងចង់ធ្វើជាឆ្កែខ្ញុំនឹងឲ្យរបស់ដែលអ្នកចង់បើឯងមិនផ្ដាច់ទំនាក់ទំនងជាមួយគេទេគ្រួសារឯងនឹងបានកូនប្រសារជាអ្នកបោកប្រាស់មិនខានកុំចេះដឹងរឿងគ្រួសារខ្ញុំអស់ពេលហើយសាកមើលព័ត៌មានចុងក្រោយនេះទៅព័ត៌មានទាន់ហេតុការណ៍ដោយសារតម្លៃសាច់ជ្រូកឡើងថ្លៃនាពេលថ្មីនេះឥទ្ធិពលរបស់វាទៅលើជីវភាពប្រចាំថ្ងៃរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចេញសាច់ជ្រូកយ៉ាងច្រើនពីឃ្លាំងបំរុងនិងកាត់បន្ថយពន្ធសាច់ជ្រូកវាមិនអាចទៅរួចទេធ្វើអាក្រក់បានអាក្រក់តាំងពីពេលដែលឯងកេងចំណេញពីវិបត្តិមកជោគវាសនារបស់ឯងត្រូវបានកំណត់ជាស្រេចហើយចាប់ដើមវាចេញទៅឥឡូវនេះច្បាស់ជាព័ត៌មានคล้ายៗហើយឯងរៀបចំទុកជាមុនមែនទេលោក Campbell ព័ត៌មាននេះទូរស័ព្ទពួកយើងទាំងអស់គ្នាក៏ទទួលបានដែរហើយយ៉ាងម៉េចពួកយើងគ្រាន់តែលេងសើចជាមួយគេតើលេងសើចបើ Daniel ចាញ់ការភ្នាល់វិញពួកឯងច្បាស់ជានិយាយផ្សេងមិនខានលេងសើចឬអត់ពួកយើងដឹងការពិតច្បាស់ណាស់បើឯងមិនគោរពពាក្យសន្យាខ្ញុំមិនព្រមឡើយពួកឯងប្រហែលជាមិនចង់ឲ្យគេនិយាយថាគ្រួសារ Goldkeep មិនរក្សាសន្យាទេមែនទេត្រូវហើយបើមិនវាទេពួកយើងមិនឲ្យទៅឡើយវាទៅឥឡូវនេះវាលោក Campbell តើត្រូវធ្វើម៉េចឥឡូវនេះវាលោក Campbell ឥឡូវធ្វើម៉េចទៅ Daniel ចាំមើលទៅខ្ញុំនឹងសងសឹកឯងឲ្យខានតែបានលោកមើលសើខ្ញុំខុសហើយខ្ញុំមិនគួរមានមន្ទិលនឹងលោកទេខ្ញុំមិនគួរប្រព្រឹត្តមិនល្អដាក់លោកចង់បាន Emilia ទេខ្ញុំលុតជង្គង់សុំទោសហើយលោកពិតជាអស្ចារ្យមែនខ្ញុំបង្រៀនខ្ញុំពីរបៀបច្រើនណាស់ការជួយឯងឲ្យស្រោចស្រង់ខ្លួនឡើងវិញមិនមែនជារឿងពិបាកទេតែឯងមិនសមនឹងទទួលបានវាទេលោក Legeno បើខ្ញុំជាលោកវិញមានពេលច្រើនបែបនេះខ្ញុំរត់បាត់ទៅហើយលោកបានធ្វើឲ្យគ្រួសារ Edwell ខាត់បងច្រើនណាស់ពួកគេច្បាស់ជាមិនលើកលែងឲ្យលោកនេះឡើយមែនទេឯងគិតចង់រត់ទៅណាលោកប្រុស Edwellមនុស្សឥតប្រយោជន៍ធ្វើឲ្យគ្រួសារ Edwell ខាត់បងហើយឯងគិតចង់រត់គេចខ្លួនអញ្ចឹងទេខ្ញុំមិនបានរត់គេចទេតាមពិតទៅខ្ញុំបំរុងនឹងទៅរាយការណ៍ជូនលោកប្រុសនិងលោកម្ចាស់ធំតាខ្ញុំធ្វើការមិនបានល្អទេសូមលោកដែលឯងធ្វើឲ្យគ្រួសារ Edwell ខាត់បងជាង$10,000 លានតើខ្ញុំគួរយកជីវិតឯងឬជីវិតគ្រួសារឯងទាំងមូលលោកប្រុសសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតចុះខ្ញុំសន្យាថានឹងរកលុយដែលខាត់បងទាំងអស់នោះមកវិញឲ្យចេញទៅខ្ញុំមិនផ្ដល់ឱកាសជាលើកទី2ឲ្យមនុស្សចាញ់ជើងដូចជាឯងមកធ្វើបាបខ្ញុំទេជួញដូរម្នាក់ដែលពូកែជាងឯងទៅទៀតឯងលែងមានប្រយោជន៍ទៀតហើយនាំវាចេញទៀតមកលោកប្រុសឯងល្អណាស់ចាប់ពីពេលនេះទៅឯងជំនួសកន្លែងរបស់ Brandon ហើយមកធ្វើការមុនស្មានតែ Emilia គ្មានភ្នែកមើលមនុស្សទេតែឥឡូវមើលទៅនាងរកបានស្វាមីដ៏ល្អម្នាក់សោះ
ចាប់ពីពេលនេះទៅឯងជំនួសកន្លែង Brandon ទៅគេចិត្តខ្លាចជាអ្នកមានហើយខ្ញុំស្មានតែ Emilia ភ្នែកមិនល្អតែលើមើលទៅនាងរកបានប្តីល្អឯងចង់ឲ្យខ្ញុំធ្វើការឲ្យឯងមែនទេហើយខ្ញុំមិនជឿរឿងហោរាសាស្ត្ររបស់ឯងដែលអាចទូទីគ្រប់យ៉ាងនោះទេប៉ុន្តែខ្ញុំមើលដឹងថាឯងល្អជាងអា Brandon គ្មានបានការនោះធ្វើការឲ្យខ្ញុំទៅឯងនឹងរស់នៅយ៉ាងមានបានពេញមួយជីវិតភ្នែករបស់ឯងល្អជាងអ្នកដទៃមែនតែឲ្យខ្ញុំធ្វើការឲ្យឯងមិនស័ក្តិសមទេគេបដិសេធលៀបសំណាងដ៏ធំបែបនេះហ្នឹងគេឈួតហើយមែនទេគេហ៊ាននិយាយថាលោក Edward មិនស័ក្តិសមមែនទេខ្ញុំមិនដឹងថាខ្លួនគេដឹងទេថាត្រកូល Edward គឺជាគ្រួសារកម្ពុជាទាំង10របស់ក្រុងហូតពួកយើងមានអំណាចដំហេមាចុះត្រកូលវិទ្យរបស់ Edward ក៏មិនខុសពីស្រមោចក្នុងពួកយើងពួកគេសំបីតែស្រមោចក៏មិនគ្រប់គ្រងដូចស្ដេចក៏ដោយបើពួកឯងធ្វើខ្លួនគ្មានគុណធម៌ខ្ញុំនឹងនៅតែចាំបន្តិចនិយាយថាស្រមោចគឺស្រាលពេកហើយពួកឯងជាសត្វល្អិតចង្រៃក្រៅពីបញ្ជាឲ្យ Brandon កែប្រែថ្លៃទំនិញការធ្លាក់ចុះផ្សារភាគហ៊ុននោះក៏ជាស្នាដៃពួកឯងដែរដឹងទេថាវាធ្វើឲ្យអ្នកវិនិយោគតូចតាចគ្រាប់មិនអស់ពិភពលោកដែលយើងរស់នៅគឺបែបនឹងហើយអ្នកខ្លាំងរស់អ្នកខ្សោយស្លាប់ពួកគេខាត់បងមកពីពួកគេល្ងងធ្វើបន់បានតែត្រូវគេគេបានត្រកូល Edward មិនខ្លាចកម្មពីទេមែនទេរឿងអេតប្រយោជន៍ទោះបីជាត្រកូល Edward ជួបកម្មពីមែនក៏វាមិនមែនជារឿងរបស់ឯងត្រូវខ្វល់ដែរឱកាសចុងក្រោយខ្ញុំសួរឯងជាលើកចុងក្រោយតើឯងព្រមធ្វើការឲ្យខ្ញុំឬអត់អញ្ចឹងនេះជាចម្លើយរបស់ខ្ញុំឯងមិនស័ក្តិសមទេឯងមិនសមទេល្អណាស់មិនត្រឹមតែបដិសេធខ្ញុំទេថែមទាំងហ៊ានមិនគោរពខ្ញុំទៀតខ្ញុំប្រាប់ឯងទៅមិនត្រឹមតែឯងចប់ទេសូម្បីតែគ្រួសារលីខាងប្រពន្ធឯងក៏ត្រូវចប់ជាមួយនេះវាអាស្រ័យលើការព្រមព្រៀងគ្នាទាំងសងខាងតាំងពីប្តីខ្ញុំមិនចង់ធ្វើការឲ្យលោកហេតុអីត្រូវបង្ខំគាត់ប៉ុន្តែនាងពិតជាមានសម្រស់ស្រស់ស្អាតគួរសមយកអញ្ចេះទៅធ្វើជាស្រីកំណានខ្ញុំទៅខ្ញុំអាចលើកលែងឲ្យគ្រួសារលីរបស់នាងទៅមើលទៅនាងនិងប្តីនាងរឹងក្បាលដូចគ្នាទេតើល្អណាស់អញ្ចឹងនាងទៅងាប់ជាមួយប្តីនាងទៅនរណានៅទីនេះនាំពួកគេចេញទៅឲ្យខ្ញុំអញនៅហ៊ានតែទៀតផងល្អខ្ញុំចង់ដឹងណាស់ថាអញវីបានប៉ុន្មានអ្នកសន្តិសុខនៅណាមានមនុស្សមកបង្កចំនួននៅទីនេះហ៊ានមកបង្កចំនួននៅទីនេះចុចស៊ីជេមនុស្សដែលអញថាមកបង្កចំនួននោះប្រហែលជាមិនមែនគាត់ទេដឹងអាម្នាក់នេះមិនគោរពខ្ញុំទេថែមទាំងវីកូនចៅខ្ញុំទៀតថ្ងៃនេះវាថែមទាំងមកបង្កចំនួនក្នុងពិធីរបស់លោកគ្រូទេវៈច្បាស់ណាស់ថាវាមិនគោរពលោកគ្រូទេវៈទេលោកត្រូវតែអញនិយាយមួយបង្កាច់គេទេមនុស្សដែលមិនគោរពលោកគ្រូទេវៈពិតមែនណាស់អញក្នុងពេលដែលនាងនិងខ្ញុំនិយាយមិនដូចគ្នាអញ្ចឹងសួរអ្នកទាំងអស់គ្នានៅទីនេះទៅមើលថានរណាឲ្យប្រកាសដែលមិនគោរពលោកគ្រូទេវៈអ្នកទាំងអស់គ្នាគិតច្បាស់សិនចាំនិយាយណាគ្រប់គ្នាគិតច្បាស់សិនចាំនិយាយខ្ញុំធ្វើជាសាក្សីគឺខាងអ្នកប្រុសជើជាអ្នកដៃដល់មុនលោកវាងគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះត្រកូលសៀដូចជាឯងចាស់ហើយភ្នែកក៏ស្រវាងដែរត្រកូលជើរបស់យើងត្រូវតែគិតគូរឡើងវិញពីរឿងសហការរកស៊ីជាមួយត្រកូលសៀរបស់ឯងហើយតាមចិត្តឯងទៅឡើងទៅប្រដៅអាម្នាក់ដែលមិនស្គាល់ងាប់រស់នេះមួយមេរៀនទៅចុះពួកឯងវិញរៀមច្បងស៊ីមើលច្រឡំហើយខ្ញុំអាចធ្វើជាសាក្សីបានខ្ញុំក៏អាចធ្វើជាសាក្សីបានដែរក្រៅពីរៀមច្បងស៊ីដែលចាស់ភ្នែកស្រវាងទៅមនុស្សគ្រប់គ្នាសុទ្ធតែបានឃើញថាអាល្អិតនេះបង្កចំនួននៅទីនេះប្រាប់មកម្នាក់នេះគួរតែត្រូវវីមែនទេក្នុងពិធីបុណ្យគឺត្រូវតែវីមែនប៉ុន្តែមនុស្សដែលត្រូវវីគឺឯងវ៉ាន់នីងឯងឈួតហើយមែនទេអ្នកបង្កភាពវឹកវរក្នុងពិធីគឺអាល្អិតនេះឯងមកវីយើងធ្វើអីកុំមកក្រឡាស់ខ្មៅឲ្យសោះបង្កភាពវឹកវរក្នុងពិធីត្រូវតែទទួលទោសស្លាប់នរណានៅទីនោះចាប់វាទៅឈប់សិនអញហ៊ានចាប់យើងផងហាអញដឹងទេថាយើងជាអ្នកប្រុសតកូលជើមនុស្សស្រែនៅក្រុងជីងឈឹងដូចជាឯងបើកាលពីមុនសំបីតែកន្ទុយភ្នែកក៏យើងមិនមើលហើយយ៉ាងម៉េចទោះជាឪពុករបស់ឯងជើសិធានមកក៏គ្មានសិទ្ធិមកក្អេងក្អាងនៅទីនេះដែរនាំខ្លួនទៅវ៉ាន់នីងឯងពិតជាមានសេចក្តីក្លាហានណាស់សំបីតែមនុស្សរបស់តកូលជើយើងក៏ឯងហ៊ានប៉ះពាល់ដែរស្មានតែជួយរៀបចំពិធីបុណ្យធំឲ្យលោកគ្រូទេវៈហើយឯងខ្លាចជាតួអង្គសំខាន់មែនទេអញហ៊ានប៉ះពាល់គ្រួសារអញពិតជាគិតថាការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីរបស់ឯងខ្លាចជាមនុស្សសំខាន់មែនទេមកហើយខ្ញុំបានជួបមិត្តចាស់ម្នាក់ទើបត្រូវខកខានពេលបន្តិចរៀនយល់មើលសើអញបានសហការជាមួយ Samuel Shaw ហើយប្រើគ្រប់ល្បិចដើម្បីកុំឲ្យពួកយើងបានជួបលោកជាយ៉ាងណាក៏ពួកយើងនៅតែចូលមកបានដែរមានអំណាចសោះខ្លាចជាឆ្កែធ្វើឲ្យអញរំភើបចិត្តដល់ថ្នាក់វាអាស្រ័យលើថាខ្ញុំជាឆ្កែរបស់អ្នកណាមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើជាឆ្កែរបស់គ្រួសារ Edward បានខ្ញុំធ្វើឲ្យលោកខកបំណងហើយខ្ញុំមិនអាចខាត់ពួកគេបានទេលោក Edward ធំហេតុអ្វីបានជាលោកធ្វើបាបមនុស្សរបស់លោកគ្មានមរយាទសោះពួកគេថែមទាំងហ៊ានមកររាំងមនុស្សរបស់ខ្ញុំទៀតតើនេះមិនមែនជាការរកបញ្ហាទេហាឯងហ៊ានណាឯងដឹងថាទីនេះជាកន្លែងណាទេនេះគឺជាពិធីដែលជាអ្នកឆ្លើយរបស់លោក Magus លោក Magus អនុញ្ញាតឲ្យឯងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីនេះវាមិនឲ្យយូរណាស់ទៅហើយចូលរួមទៅវិញឯងកំពុងប្រើប្រាស់ទូនីតិសាធារណៈដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងកំចាត់ហើយការបានចូលរួមពិធីយាងត្រឡប់មកវិញគឺជាឱកាសដ៏ល្អបំផុតសម្រាប់ពួកគេគឺកំពុងបំផ្លាញអនាគតរបស់ពួកគេប្រសិនបើលោក Magus ដឹងរឿងនេះតើលោកនឹងដោះស្រាយជាមួយឯងយ៉ាងដូចវាមិនមែនជា Samuel ទេដែលមិនឲ្យគ្រួសារ Grain ចូលគឺខ្ញុំឯងគេជាអ្នកកុហកនិងជាចោរដែលខ្ញុំបានប្រាប់ប៉ាអ្វីដែលសំខាន់បំផុតនោះគឺគេនឹង Samuel Shaw ប្រហែលជាត្រូវឯងចង់ទទួលកំហុសជំនួស Samuel Shaw មែនទេតែឯងវិតម្លៃខ្លួនឯងខ្ពស់ពេកហើយមនុស្សដូចជាឯងមិនអាចទ្រាំទ្រនឹងផលវិបាកនៃរឿងនេះបានទេខ្លួនគេញីដែលចាំមើលខ្ញុំនឹងធ្វើឲ្យគេសឹងវិញ1000ដងបន្តិចទៀតខ្ញុំនឹងឲ្យវាសឹងវិញមួយជា10ជាមិននឹកស្មានថាអាល្អិតនេះហ៊ានដល់ថ្នាក់នេះសោះសំបីតែគ្រួសារចូលរបស់ខ្ញុំក៏ហ៊ានប៉ះពាល់ដែរល្អអញ្ចឹងកុំចាត់វាមុនគេទៅចាប់វាឲ្យខ្ញុំបាទឈប់សិនឈប់ជើស៊ីវធានអញដឹងទេថាគេជាអ្នកណាបើអញហ៊ានប៉ះពាល់គេខ្ញុំធានាថាគ្រួសារជើរបស់អញមានតែផ្លូវស្លាប់មួយគត់ខ្លួនអញចិត្តវិនិច្ឆ័យទៅហើយនៅមានពេលទៅខ្វល់ពីអ្នកដទៃទៀតហើយហាចាំកំចាត់អាល្អិតនេះរួចពេលទេវបុត្រមកដល់ខ្ញុំនឹងរាយការណ៍គ្រប់សកម្មភាពរបស់ឯងជូនទេវបុត្រមិនឲ្យខ្វះចន្លោះឡើយចាំមើលដល់ពេលនោះឯងដោះស្រាយយ៉ាងម៉េចដល់ពេលនោះអ្នកដែលមិនដឹងដោះស្រាយយ៉ាងម៉េចគឺអញទៅវិញទេមកយានសិនក្នុងពេលដែលមានអ្នកចង់ស្លាប់ទុកឲ្យពួកគេមកចុះបាទមើលទៅក្នុងចំណោមអ្នកទាំងពីរគឺយកឯងជាធំហើយនៅលើលោកនេះមនុស្សដែលធ្វើឲ្យម៉ាយៀនសិនស្ដាប់បង្គាប់បានគឺមិនសូវមានច្រើនទេតែឯងជានរណាឲ្យប្រកាសខ្ញុំគឺជាមនុស្សដែលឯងមិនអាចប៉ះពាល់បានមនុស្សមិនអាចប៉ះពាល់បាន
លោកម្ចាស់កុំចាញ់បោកអាល្អិតនេះឲ្យសោះវាគ្រាន់តែជាជនបោកប្រាស់ម្នាក់បន្លំខ្លួនជាអ្នកមានអំណាចដើរបោកប្រាស់គេមានមនុស្សមិនតិចទេដែលចាញ់បោកខ្ញុំស្គាល់ប្រវត្តិវាច្បាស់ណាស់វាគ្រាន់តែជាកំទេចសម្រាមដែលសំបីតែគ្រួសារតូចតាចក្នុងតំបន់ក៏មើងងាយដែរខ្ញុំដឹងច្បាស់ណាស់ថាវាមានប្រវត្តិបែបណាគ្រាន់តែជាកូនប្រសារឥតបានការដែលសំបីតែគ្រួសារលំដាប់ពុះក្នុងតំបន់ក៏មើងងាយដែរត្រូវវាបោកប្រាស់បាត់ទៅហើយកំឡោះតាំងចិត្តធំមែនហ៊ានសំបីតែបោកប្រាស់ខ្ញុំផងចាំមើលខ្ញុំនឹងធ្វើបាបអញសន្សឹមវាងសឹងលើកនេះរឿងធំហើយបើមិនអីចឹងទេអញរត់ទៅមុនទៅខ្ញុំនៅចាំដោះស្រាយជាមួយពួកគេបើនាងព្រមធ្វើជាប្រពន្ធខ្ញុំហើយកាប់ផ្ដាច់ទំនាក់ទំនងជាមួយវាងសឹងយកសប្តាហ៍ជួយសូមបីជាខ្ញុំត្រូវស្លាប់ក៏ខ្ញុំមិនរៀបការជាមួយមនុស្សដូចជាអញដែរមិននឹកស្មានថាលីយ៉ាវឆៃឆ្លាតវៃពេញមួយជីវិតបែរជាបង្កើតបានកូនល្ងងខ្លៅដូចជានាងសោះមែនទេយកភាពអាត្មានិយមធ្វើជាល្បិចកយកភាពរលូនធ្វើជាភាពវៃឆ្លាតចំពោះខ្ញុំមនុស្សដែលល្ងងពិតប្រាកដគឺពួកឯងទៅវិញទេខ្ញុំមិនទៅណាទាំងអស់ប៉ុន្តែកុំបារម្ភអីខ្ញុំធានាថាពួកគេធ្វើអ្វីខ្ញុំមិនបានឡើយអញកុំគិតថាមានក្បាច់គុណបន្តិចបន្តួចហើយគ្រូសាចៅរបស់យើងធ្វើអ្វីឯងមិនបានឲ្យសោះមនុស្សពីរនាក់នៅពីក្រោយឪពុកខ្ញុំគឺជាកំពូលអ្នកគុណនិយមល្បីល្បាញពេញប្រទេសមិនស្គាល់មេខ្ពស់ដីទាបថ្ងៃនេះខ្ញុំនឹងឲ្យអញដឹងថាមនុស្សដូចជាឯងគ្រាន់តែជាស្រមោចដែលខ្ញុំគ្រាន់តែក្តិចបន្តិចក៏ត្រូវងាប់ដែរចាត់ការទៅមនុស្សកំតិចកំទីដូចជាឯងនេះខ្ញុំគ្រាន់តែច្របាច់បន្តិចក៏ងាប់ដែរធ្វើវាទៅមិនងាយស្រួលទេដែលពួកឯងអាចខ្លាយជាកំពូលអ្នកគុណបែបនេះបើនៅតែបន្តជួយមនុស្សអាក្រក់ធ្វើបាបគេទៀតកុំបន្ទោសថាដៅខ្ញុំគ្មានមេត្តាអូនកំបិតចិត្តផ្លែឈើរបស់ឯងនឹងក៏ហៅថាកំបិតដែរហេបងនឹងឲ្យឯងស្គាល់ថាអ្វីទៅជាអាវុធដែលបុរសពិតប្រាកដត្រូវការបងប្រុសដៅពីឃាតនាគរបស់បងត្រូវបានផ្សំឡើងពីដែកត្រជាក់រាប់ពាន់ឆ្នាំមានទម្ងន់រាប់រយគីឡូសម្រាប់មនុស្សកំឡោបដូចវាសំបីតែលើកក៏លើកមិនរួចផងបានជាត្រូវកាន់តែកំបិតចិត្តផ្លែឈើពួកឯងគឺជាបងប្អូននាខ្លាដ៏ល្បីល្បាញក្នុងពិភពគុណកាលពី20ឆ្នាំមុនមែនទេតែឯងពិតជាមានភ្នែកមើលធ្លុះមែនលើកនេះស័យធំហើយឬថាមានកំពូលអ្នកគុណជាច្រើនរាប់មិនអស់ដែលត្រូវស្លាប់ក្រោមដៃបងប្អូនពីរនាក់នេះលោកវាងលោកប្រញាប់រត់ទៅល្អជាងលោកចាស់ទុំសៀវកុំបារម្ភអីមិនថាពីមុនពួកគេជានាគឺជាខ្លានោះទេឥឡូវនេះពួកគេគ្រាន់តែជាឆ្កែពីរក្បាលប៉ុណ្ណោះប្រហែលណាស់អាល្អិតអញហ៊ានជារែងផងហេចាំមើលអញកាប់ឯងជាពីរចំណែកហើយក្បាច់ដាវរបស់ឯងក៏អន់ដែរចង់សាកមើលក្បាច់ដាវរបស់ខ្ញុំទេសំឡេងស្រែកក្បាច់ដាវរបស់អ្នកអន់ណាស់ចង់មើលក្បាច់ដាវរបស់ខ្ញុំទេបងធំខ្ញុំនឹងសម្លាប់ប្រពន្ធថែងចុះឥឡូវនេះតើអ្នកណាជាស្រមោចកុំអួតពេកខ្ញុំបានឲ្យកងការពីក្រុងហើយអញមិនអាចឈ្នះកងទ័ពបានទេឈួតមែនហេតុអ្វីកងការពីក្រុងត្រូវស្ដាប់បង្គាប់អ្នកជូស៊ូអាតវែលមេបញ្ជាការកងការពី Goalkeep គឺមកពីគ្រួសារអាតវែលរបស់យើងតើអ្នកគិតថាគាត់ហើយដានីយ៉ែលអ្នកត្រូវតែរត់ទៅមិនអីទេបើតបមកដល់វានឹងហួសពេលហើយកងការពីបានបិទផ្លូវចេញចូលទាំងអស់នៅក្នុង Goalkeep ហើយអាម្នាក់នេះរត់មិនរួចទេមែនហើយក្រសែភ្នែកបែបនេះឯងតើអ្នកកំពុងតែស្ដាយក្រោយមែនទេគួរឲ្យស្ដាយហួសពេលហើយពេលកងទ័ពមកដល់ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើចំពោះនាងនៅចំពោះមុខកងទ័ពដែលអ្នកកំពុងរងចាំនឹងមិនមកទេតើនាងជាអ្នកណាលោកពុកនាងនៅខាងដានីយ៉ែលមើលស៊ឺនាងជាបាក់ពុកបបប្រាស់របស់វាដែលហ៊ាននិយាយខ្លាំងបែបនេះស្អាតយ៉ាងនេះមករស់នៅជាមួយខ្ញុំមកខ្ញុំធានាថានឹងឲ្យនាងរស់នៅស្រួលអូយដៃខ្ញុំជាដិនកុំយកដៃខ្វក់របស់អ្នកមកប៉ះខ្ញុំអញហ៊ានធ្វើបាបកូនប្រុសខ្ញុំនិយាយពីកូនប្រុសរបស់អ្នកអីគ្រាន់តែខ្ញុំបញ្ជាតែមួយម៉ាត់កងទ័ព Ken Legion 100000នាក់នឹងកំទេចពួកអាតវែលភ្លាមកងទ័ព Ken Legion តើនាងត្រូវជាអ្វីនឹងលោកស្រី Ken ចុះអ្នកគិតថាម៉េចដែរតើអ្នកគិតយ៉ាងណាដែរជីងអ្នកគឺជាស្ត្រីអ្នកចម្បាំងផ្កាយ7តែម្នាក់គត់របស់អរ៉ាលោកស្រី Ken ក្នុងរឿងព្រេងមិនអាចទេលោកម្ចាស់គិតមើលទៅបើសិនជានាងពិតជាលោកស្រី Ken មែនតើហេតុអ្វីបានជានាងស្គាល់គេទៅវិញមនុស្សបោកប្រាស់ដូចជាឯងពិតជាថ្លាំធំមែនសូម្បីតែលោកស្រី Ken ក៏ហ៊ានបន្លំដែរទាំងអស់គ្នាតោះចាប់ពួកបោកប្រាស់ទាំងនេះទៅវានឹងក្លាយជាស្នាដៃដ៏ធំចាប់ពួកគេទៅបិទមាត់ទាំងអស់គ្នាលោក Wash លោកមកចំពេលល្អណាស់ពួកបោកប្រាស់មួយក្រុមក៏នៅទីនេះដែរលោកអាចប្រដៅពួកគេឲ្យបានធ្ងន់ម្ដងទៅលោកស្រី Ken តើយើងគួរដោះស្រាយជាមួយពួកគេយ៉ាងណាលោក Wash លោកចង់មានន័យថានាងពិតជាលោកស្រី Ken មែនទេតើអ្នកគិតថាខ្ញុំយករឿងបែបនេះមកលេងសាច់មែនទេសូមទោសចំពោះអ្វីដែលពួកយើងបានធ្វើសូមមេត្តាលើកលែងទោសឲ្យពួកយើងផងពួកយើងពិតជាមិនដឹងថាជាលោកស្រីលើកមិនមែននៅលើខ្ញុំសម្រេចនោះទេខ្ញុំយកឲ្យគឺលោកនេះឯងលោកបាទពួកយើងពិតជាមើងងាយលោកមែនសូមលោកជួយនិយាយជាមួយលោកស្រី Ken ដើម្បីលើកលែងទោសឲ្យពួកយើងផងលើកលែងទោសឲ្យពួកអ្នកឬបាទនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះទាំងអស់នេះក៏ព្រោះតែពួកគេជាអ្នកនាំឲ្យខ្ញុំយល់ខុសខ្ញុំនឹងសម្លាប់ពួកគេតាមបម្រើលោកជាច្រើនឆ្នាំមកហើយលោកមិនអាចធ្វើបែបនេះដាក់ខ្ញុំទេខ្ញុំនៅជាមួយលោកជាច្រើនឆ្នាំមកហើយលោកមិនអាចធ្វើបែបនេះដាក់ខ្ញុំដោះស្រាយយ៉ាងម៉េចដែរឪពុកកូនត្រកូលលីវទទួលបានទុនកម្មសំរុំហើយចុះត្រកូលចៅរបស់ឯងវិញស្រេចតែលោកចាត់ជាកូនប្រុសឯងឆ្ងាយណាស់អញ្ចឹងខ្ញុំផ្ដល់ឱកាសរស់រានមានជីវិតរយៈពេល3ថ្ងៃខ្ញុំចង់ឲ្យឯងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលមានអ្វីខុសពីសម្លាប់ពួកយើងទៅបើឯងគិតថាគ្មានអ្វីខុសគ្នាទេនោះខ្ញុំនឹងសម្លាប់ពួកឯងឥឡូវនេះទេលោកស្រីឈីងហ្វុងអំបញ្ញមិញខ្ញុំគ្រាន់តែនិយាយលេងទេខ្ញុំយល់ព្រមក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ចាំទុកនេះជាឱកាសរស់រានមានជីវិតតែមួយគត់របស់ឯងបើឯងធ្វើមិនបានទេអ្វីដែលរងចាំឯងមានតែផ្លូវស្លាប់មួយគត់ដៃរបស់កូនប្រុសឯងបើទៅមន្ទីរពេទ្យឥឡូវនេះនៅទាន់ពេលបើដកដង្ហើមយឺតជាងនេះបន្តិចវានឹងខូចទាំងស្រុងហើយអរគុណលោកម្ចាស់ដែលបានរំលឹកខ្ញុំនឹងនាំកូនប្រុសខ្ញុំចាក់ចេញឥឡូវនេះប្រែមកថាបង្អែករបស់លោកមិនមែនជាលោកអានឆាស៊ីទេតែជាលោកស្រីឈីងហ្វុងសោះ
ខុសហើយគ្មាននរណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាបង្អែករបស់ខ្ញុំដល់ពេលនេះហើយលោកនៅតែអ៊ូទៀតអំបញ្ញមិញសំណាងហើយបានលោកស្រីឈីងហ្វុងជួយបើមិនអញ្ចឹងទេលទ្ធផលមិនដឹងជាយ៉ាងណាទេលោកស្រីឈីងហ្វុងអរគុណខ្លាំងណាស់សម្រាប់រឿងអំបញ្ញមិញមិនបាច់ទេទាំងនេះជាអ្វីដែលនាងគួរតែធ្វើលោកវាងនិយាយមិនខុសទេការកំចាត់អំពើអាក្រក់ការពារសន្តិសុខពិតជាអ្វីដែលខ្ញុំគួរធ្វើឥឡូវនេះរួយដែលគួរឲ្យធុញទ្រាន់បានទៅបាត់ហើយខ្ញុំគិតថាពិធីបុណ្យក៏គួរតែចាប់ផ្ដើមដែរយល់ហើយពិធីបុណ្យនឹងចាប់ផ្ដើមឥឡូវនេះឥឡូវរួយរំខានទាំងនោះបានទៅបាត់ហើយខ្ញុំគិតថាពិធីគួរតែចាប់ផ្ដើមឥឡូវនេះយល់ហើយពិធីចាប់ផ្ដើមឥឡូវនេះស្ងាត់ស្ងៀមទាំងអស់គ្នាពិធីហៀបនឹងចាប់ផ្ដើមហើយសូមស្វាគមន៍លោកគ្រូទេវតាលោកគ្រូទេវតាមិនចូលចិត្តមនុស្សច្រើនទេនោះដាវរបស់លោកគឺដាវទេវៈមកតំណាងឲ្យលោកដាវបានមកដល់កន្លែងហើយលោកគ្រូទេវតាបានត្រឡប់មកវិញជាផ្លូវការហើយចាប់ពីពេលនេះទៅនរណាហ៊ានវាយប្រហារអរ៉ូរ៉ាលោកគ្រូទេវតានឹងមិនលើកលែងឲ្យឡើយសូមស្វាគមន៍ការត្រឡប់មកវិញលោកគ្រូទេវតាសូមស្វាគមន៍ការត្រឡប់មកវិញលោកគ្រូទេវតាគួរឲ្យស្ដាយណាស់ខ្ញុំស្មានថាយើងនឹងបានជួបលោកគ្រូទេវតានៅថ្ងៃនេះមានអ្វីត្រូវស្ដាយទៅនោះជាលោកគ្រូទេវតារបស់អរ៉ូរ៉ាណាប្រសិនបើបងអាចចូលភ្នែកលោកគ្រូទេវតាបានអនាគតរបស់បងនឹងភ្លឺស្វាងតែគិតទៅបងទទួលបានការពេញចិត្តពីអ្នកនាងខេងរួចហើយតើចាំបាច់បារម្ភអីទៀតហេតុនេះហើយអូនមិនបាច់បារម្ភពីបងទេល្អហើយឥឡូវរឿងរបស់បងត្រូវបានដោះស្រាយហើយតោះយើងត្រឡប់ទៅវិញទៅសូមឈប់សិនអ្នកទាំងពីរលោក Coleman មានការអ្វីមែនទេខ្ញុំមកដើម្បីជួបលោក Mercer លោក Mercer លោកថាហរិសាស្ត្រអាចទស្សទីគ្រប់យ៉ាងតើវាអាចពិនិត្យរោគជំងឺបានដែរទេអាចល្អណាស់តើអាចជួយខ្ញុំមួយបានទេកុំគួរសំពេកអីលោក Coleman ជំនួយដែលលោកចង់បានគឺចង់និយាយពីគ្រូប៉ុន្តែច្បាប់របស់ខ្ញុំមិនអាចផ្លាស់ប្ដូរបានទេលោក Coleman តើលោកចង់ទិញកាំបិតពីខ្ញុំទេលោក Coleman ប្រញាប់ទិញវាភ្លាមទៅខ្ញុំនឹងទិញវាតើកាំបិតនេះថ្លៃប៉ុន្មានកាំបិតនេះសិនទៅនៅពេលខ្ញុំជួយដោះស្រាយបញ្ហារបស់លោកហើយលោកចង់ឲ្យប៉ុន្មានក៏បានដែរលោក Coleman ទីកន្លែងរបស់លោកមានទេសភាពស្អាតណាស់ព័ទ្ធជុំវិញដោយភ្នំនិងទឹកថាំពលមានទល់ឲ្យភាពគ្នាវាជួយទប់ខ្យល់និងប្រមូលផ្ដុំទឹកពិតជាទីតាំងហើយមុនពេលសាងសង់ទីនេះខ្ញុំធ្លាប់ឲ្យគ្រូសែមកមើលដែរគ្មានហេតុផលណាដែលហុងស៊ុយផ្ទះខ្ញុំមិនល្អពិតមែនប៉ុន្តែមាននរណាម្នាក់មានចិត្តណារៀបចំវាទុកជាមុនជាអ្នកប្រកាសណាស់លោក Coleman តើនរណាជាអ្នកប្រាប់ឲ្យលោកដាំត្រាចនេះគឺគ្រូម្នាក់ដែលបានណែនាំឲ្យខ្ញុំសាងសង់ភូមិគ្រឹះនៅទីនេះឯងអ្នកដែលរៀបចំអន្ទាក់នេះគឺគ្រូម្នាក់ដែលលោកបានរៀបរាប់នោះឯងបញ្ហាគឺនៅលើដើមឈើនេះតើដើមឈើតែមួយដើមអាចបង្កផលប៉ះពាល់ខ្លាំងដល់ថ្នាក់នេះមិនដឹងទេថាពាក្យគឺដើមត្រាចគេសរសេរយ៉ាងម៉េចឈើខ្នឹងក៏ខ្មោចមានន័យថាត្រូវហើយវិធីដោះស្រាយគឺត្រូវដកដើមឈើនេះទាំងឬតែម្ដងប៉ាតានេះជាគ្រូហុងស៊ុយម្នាក់ទៀតដែលប៉ាជួលមកមែនទេប្រយ័ត្នសម្ដីរបស់ឯងផងគ្រូហុងស៊ុយខ្ញុំមើលទៅដូចជាជនបោកប្រាស់សោះដើមហួយអញចង់និយាយពីដើមនេះមែនទេតាមពិតឯងដឹងតើចុះឯងដឹងទេថាហេតុអ្វីគ្រូម្នាក់នោះដាំដើមឈើនេះនៅទីនេះខ្ញុំគិតថាកាលនោះគ្រូម្នាក់នោះប្រាប់អ្នកថាដើមហួយនៅលើដីហុងស៊ុយល្អនេះអាចជួយឲ្យគ្រួសារសះកាន់តែរុងរឿងនិងរៀនសូត្របែបនេះគឺល្អហើយចាប់តាំងពីដើមឈើនេះមកកូនចៅគ្រួសារសះរបស់យើងប្រឡងជាប់លេខ100បានចូលរៀនសាកលវិទ្យាល័យលំដាប់ជាតិចេញមកសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គមឥឡូវអញចង់ប៉ះពាល់ដើមឈើនេះចង់កាប់ផ្ដាច់ខ្សែស្រឡាយគ្រួសារយើងមែនទេលោកមើលស៊ឺគឺរឿងនេះការដាំហួយនៅទីនេះពិតជាជួយដល់ការរៀនសូត្ររបស់គ្រួសារស៊ីមែនប៉ុន្តែបើតាមធម្មតាវាមិនអាចធ្វើឲ្យកូនចៅរបស់អ្នកប្រឡងជាប់លេខ100ឆ្នាំនោះទេដែលមានប្រសិទ្ធភាពបែបនេះព្រោះគ្រូម្នាក់នោះបានកប់គុជឆ្អឹងមួយនៅក្នុងដើមឈើគុជឆ្អឹងបាននិយាយឲ្យចំទៅវាគឺគុជគេបានវាយកទារកដែលជិតកើតក្នុងថ្ងៃខែឆ្នាំនិងម៉ោងអុបទ្រពរួចសម្លាប់ចោលទារកបែបនេះមានកំហឹងនិងគំនុំខ្លាំងបំផុតគេយកឆ្អឹងរបស់វាទៅដុសខាត់ធ្វើជាគុជនោះហើយគឺគុជសាហាវយំក្នុងណាស់ការប្រើមន្តអាគមខ្មៅបែបនេះគឺអមនុស្សធម៌បំផុតខ្ញុំត្រូវតែសម្រាប់ហេតុអ្វីត្រូវលាក់នៅក្នុងដើមហួយផ្ទះយើងដូចដែលខ្ញុំបាននិយាយពីមុនដើមហួយតាក់ទាញខ្មោចព្រាយវាស័ក្តិសមបំផុតសម្រាប់ចិញ្ចឹមរបស់ចំណែកនៅក្នុងដើមហួយយូរទៅរបស់ទាំងពីរឲ្យដើមហួយស្រូបយកហុងស៊ុកាន់តែខ្លាំងជួយបង្កើនលាភសំណាងដល់គ្រួសារអ្នកកាន់តែច្រើនមិនមែនជារឿងល្អទេហប់បន្ទាប់មកធម្មពលភូមិសាស្ត្ររបស់ដើមឈើនេះនឹងកើនឡើងយ៉ាងខ្លាំងវានឹងនាំលាភសំណាងកាន់តែច្រើនមកកាន់គ្រួសាររបស់អ្នកវិញដំបូងឡើយវាពិតជារឿងល្អមែនដូចជាកូនចៅចំនួនក្រោយរបស់គ្រួសារស៊ីរបស់អ្នកដែលទទួលបានជោគជ័យពីការសិក្សាហើយពេលវាកាន់តែចិញ្ចឹមរបស់អាក្រក់មួយក៏កាន់តែមានឥទ្ធិពលខ្លាំងមកវានឹងចាប់ផ្ដើមបឺតស្រូបយកធម្មពលយានរបស់មនុស្សទៅបានជាសុខភាពរបស់មនុស្សក្នុងគ្រួសារស៊ីកាន់តែខ្សោយសម្ដីអាម្នាក់នេះនិយាយមែនអីស្អីគេជាគុជទារកគំនុំតាមខ្ញុំមើលវាគ្រាន់តែជារឿងតែប្រយោជន៍ឬអត់តិចទៀតយើងកាប់ដើមឈើនេះទៅនឹងដឹងហើយថាមិនបានទេចុះបើកាប់ដើមឈើហើយគ្មានគុជនៅខាងក្នុងនោះទេវាមានន័យថាអ្នកឯងកំពុងតែនិយាយកុហកតែនៅពេលដែលកាប់ដើមឈើនេះហើយលាភសំណាងនឹងត្រូវកាប់ផ្ដាច់តើអ្នកឯងអាចសង្កេតសំណាងគេមិនមែនជារបស់យើងត្រូវបាត់បង់បាននោះតើគេផ្អែកលើអ្វីទៅដើម្បីបញ្ជាក់ថាក្នុងដើមឈើមានគុជនោះទីដឹងមែនទេអីចឹងល្អបើអញពិតជាមានសមត្ថភាពមែនអញសាកទីមើលទៀតទៅមើលថាតើនៅក្នុងកាបូបលុយរបស់ខ្ញុំមានអ្វីខ្លះបើអញទីខុសខ្ញុំនឹងឲ្យគេវាបំបត្តិជើងគ្រូក៏យ៉ាងណាក៏លោកបានគិតមិនអីទេបើគេចង់លេងខ្ញុំនឹងលេងជាមួយគេចុះគ្រាន់តែថាប្រសិនបើខ្ញុំទីត្រូវតើយ៉ាងម៉េចវិញហឺបើអញអាចទីត្រូវរឿងកាប់ដើមឈើខ្ញុំនឹងមិនខាត់ឡើយម្យ៉ាងទៀតខ្ញុំនឹងលុតជង្គង់សុំទោសឯងទៀតបាននៅក្នុងកាបូបរបស់ឯងមានអត្តសញ្ញាណប័ណ្ណមួយសន្លឹកបានបើកបរមួយសន្លឹកកាត់អន្ទានមាសរបស់ធនាគារដាសាពីរលឹកប្រាក់សុទ្ធ 1000 និងកាត់ណែនាំខ្លួនធ្វើពីប្រាក់សុទ្ធចំនួន10សន្លឹកនៅក្នុងកាបូបរបស់អ្នកមានអត្តសញ្ញាណប័ណ្ណមួយបានបើកបរមួយកាត់មាសធនាគារអូរ៉ូរីពីសាច់ប្រាក់1000និងកាត់អាជីវកម្មប្រាក់10សន្លឹកមើលទៅដូចជាអ្នកបានស៊ើបប្រវត្តិខ្ញុំហើយទម្លាប់ដាក់របស់របរក្នុងកាបូបលុយរបស់ខ្ញុំគឺប៉ាខ្ញុំប្រាប់អ្នកមែនទេ
ទេពីមុនមកខ្ញុំមិនដែលប្រាប់លោកមើលសើពីរឿងនេះទេគាត់ច្បាស់ជាដឹងដោយខ្លួនអញហើយយ៉ាងម៉េចដែរឥឡូវនេះអញជឿលោកមើលសើហើយឬនៅតើឲ្យខ្ញុំជឿគាត់យ៉ាងម៉េចទៅបើគាត់និយាយខុសបាត់ទៅហើយគាត់និយាយខុសមែនទេអ្វីដែលគាត់និយាយមុននេះគ្រាន់តែជារបស់ដែលខ្ញុំតែងតែយកតាមខ្លួនជាធម្មតាប៉ុណ្ណោះប៉ុន្តែគាត់មិនបាននិយាយពីកាត់ខ្មៅដែលខ្ញុំទើបតែទទួលបានពីធនាគារ Aurora កាលពីម្សិលមិញនោះទេនិយាយឲ្យមានការភ័ន្តច្រឡំហើយមានខ្ញុំនៅទីនេះបានស៊ើបដឹងមុនរួចធ្វើអ្វីអ្នកទេកុំបារម្ភអីខ្ញុំមិនដែលខុសឡើយកាត់ខ្មៅរបស់គាត់មិនមែនអ្នកនិយាយត្រូវតើអ្នកចង់មានន័យថាខ្ញុំនិយាយខុសមែនទេតើអ្នកគិតថាខ្ញុំមិនដឹងថាមានអ្វីខ្លះទេក្នុងការបបើកមើលទៅដល់ហើយល្អខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងច្បាស់ថាអ្នកខុសកម្រិតណាតើអាចទៅរួចយ៉ាងម៉េចទៅអាឡូលោកគ្រូ Marcel លោក Coleman ថ្ងៃនេះកូនប្រុសរបស់អ្នកបានយកកាត់ខ្មៅមួយទៅសាលារៀនហើយនិយាយថាគេបានលួចវាពីកាបូបលុយរបស់អ្នកបាក់ខ្ញុំដឹងហើយយ៉ាងម៉េចដែរឥឡូវនេះអ្នកជួខ្ញុំហើយឬនៅយ៉ាងម៉េចដែរឥឡូវជឿខ្ញុំហើយឬនៅមិនអាចទេវាមិនអាចទៅរួចទេគឺឯងច្បាស់ជាបញ្ចុះបញ្ចូលកូនប្រុសខ្ញុំឲ្យធ្វើបែបនេះល្មមហើយតើឯងចង់រករឿងដល់ពេលណាទៀតពុកកុំហៅខ្ញុំថាពុកបើឯងនៅតែចាត់ទុកខ្ញុំជាឪពុកឆាប់លុតជង្គង់សុំទោសលោកមើលសមានឪពុកឯណាធ្វើបែបនេះចូលដៃជាមួយអ្នកក្រៅមកធ្វើបាបខ្លួនអូនហ៊ានភ្នាល់ជាមួយខ្ញុំទេភ្នាល់រឿងអីខ្ញុំយល់ព្រមកាប់ដើមឈើនេះឥឡូវនេះបើមានគុជនៅខាងក្នុងមែនមិនត្រឹមតែខ្ញុំលុតជង្គង់សុំទោសឯងទេតែចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើជាកូនចៅឯងទេឯងត្រូវធ្វើជាកូនចៅខ្ញុំមួយជីវិតព្រមនរណានៅទីនោះមកកាប់ដើមឈើនេះភ្លាមទៅបាទរកឃើញហើយពិតជាមានគុជមែនអាហាជួយផងនៅចង់ធ្វើបាបគេទៀតមែនទេមកនេះភ្លាមតើគុជនេះមានគំនុំជាមួយខ្ញុំមែនទេហេតុអ្វីបានជាដេញតាមខ្ញុំឯងនិយាយត្រូវហើយ Elijah Coleman តើឯងដឹងទេថាក្នុងចំណោមមនុស្សទាំងអស់ក្នុងគ្រួសារ Coleman ហេតុអ្វីបានគេយកមកធ្វើជាគុជនេះគឺជាកូនរបស់ឯងជាមួយស្រីកំណើតរបស់ឯងបានបោះបង់ពួកគេទាំងពីរអ្នកម្ដាយកូនដូចនេះជាមូលហេតុដែលគ្រូទីដែលហៅខ្លួនវាមានថាគ្រូខ្លាំងបំផុតលើគ្រួសារឯងខ្លួនឯងទេដែលផ្ដល់ឱកាសឲ្យគេ Elijah Coleman អាសាហ្វិនរ៉ូហើយនោះជាមូលហេតុដែលអ្វីដែលគេហៅថាមេនោះបានកំណត់គោលដៅលើគ្រួសាររបស់អ្នកឯងជាអ្នកដល់ឱកាសឲ្យអាសត្វត្រឆានខ្ញុំពីដំបូងក៏មិននឹកស្មានថាវានឹងទៅជាបែបនេះដែរពិតជាអរគុណលោកខ្លាំងណាស់បើមិនដូច្នេះទេគ្រួសារសែរបស់យើងប្រហែលជាតម្លៃនៃដៅនោះខ្ញុំយល់ច្បាស់ហើយចាប់ពីពេលនេះទៅអ្វីគ្រប់យ៉ាងរបស់គ្រួសារសែយើងទាំងជារបស់លោកបានការរបស់ខ្ញុំម្នាក់នេះស្ម័គ្រចិត្តធ្វើជាគោជាក្របីបម្រើលោកតាមតែលោកបញ្ជាមិនបាច់បារម្ភពេកទេតាមពិតទៅគួយកូនង៉ែតចង់ពីនៅទីនេះទោះបីជាលោកមិនស្គាល់លោកចង់ជួយក៏ខ្ញុំត្រូវតែមុខសុំបន្តធ្វើអំពើល្អឲ្យបានច្រើនដើម្បីសន្សំបានជាយកគុណនោះចេញហើយជំងឺរបស់ខ្ញុំនៅតែមិនសូវរបស់នេះមានកំហឹងគុំគួននឹងឯងខ្លាំងពេកធម្មពលអាក្រក់បានជ្រាបចូលទៅក្នុងសរីរាង្គខាងក្នុងរបស់ឯងខ្ញុំដឹងខុសហើយសូមលោកជួយសង្គ្រោះខ្ញុំជាកម្មពីរបស់ឯងទៅថ្ងៃមុខបើឯងធ្វើខ្លួនជាមនុស្សល្អរស់នៅដោយស្ងប់ស្ងាត់ឯងនៅតែអាចរស់នៅ10ឆ្នាំចុងក្រោយនៃជីវិតដោយសន្តិភាពតែបើនៅតែរឹងរូសមិនភ្ញាក់រលឹកនោះនឹងត្រូវទទួលផលកម្មរបស់លោកគ្រូឯងនោះទេបាទទៅថ្ងៃមុខខ្ញុំនឹងធ្វើជាមនុស្សល្អជាមិនខានយកល្អរឿងនៅទីនេះត្រូវបានដោះស្រាយរួចរាល់ហើយពួកយើងក៏គួរតែចាក់ចេញដែរទៅដោះស្រាយជាមួយមេខ្លោងដែលនៅពីក្រោយរឿងនេះអីចឹងបងប្រយ័ត្នខ្លួនផងណាបាទខ្ញុំនឹងដោះស្រាយជាមួយអ្នកនៅពីក្រោយរឿងនេះប្រយ័ត្នខ្លួនផងខ្ញុំដឹងហើយស្អីគេឯងទៅចូលរួមពិធីដង្ហែត្រឡប់មកវិញហើយត្រូវគេដេញចេញមែនទេហើយគេថែមទាំងឲ្យឯងវាចេញដែរមនុស្សគ្រប់គ្នាកំពុងមើលទៀតបាទអាឥតប្រយោជន៍ពួកយើងជាអ្នកធ្វើបាបគេគ្មានអ្នកណាហ៊ានធ្វើបាបពួកយើងឡើយឲ្យគ្រូសា Campbell អស់មុខអស់មាត់ហើយប៉ានេះមិនមែនជាកំហុសគេមិនត្រឹមតែពូកែវីតបទេថែមទាំងអាចទីឈុតទៀតផងបើមិនជឿប៉ាអាចសួរកញ្ញា Campbell ខ្ញុំអាចធ្វើជាសាក្សីរឿងដែល Jackson និយាយបានអតិថិប្តីខ្ញុំពិតជាចម្លែកណាស់ហើយចម្លែកមែនទេចឹងខ្ញុំនឹងរកអ្នកដែលចម្លែកជាងនេះមកចាត់ការគេឲ្យតែហ៊ានធ្វើឲ្យគ្រូសា Campbell ជាអ្នកណាក៏ត្រូវតែសង្វិញដែរប៉ាស្គាល់មនុស្សពិសេសមែនទេមកតាមខ្ញុំតាមសម្ដីរបស់អ្នកម្នាក់ដែលអ្នកចង់ឲ្យខ្ញុំចាត់ការលើកនេះគឺជាមនុស្សក្នុងបាក់មន្តអាគមមែនទេពិតមែនហើយលោកគ្រូ Arnold ឲ្យតែលោកកំចាត់គេបានរយៈពេល5ឆ្នាំខាងមុខខ្ញុំនឹងរៀបចំក្មេងប្រុសស្រីដែលលោកត្រូវការសម្រាប់ហាត់មន្តអាគមមិនទាន់គ្រប់គ្រាន់ទេចុះ10ឆ្នាំបូកបន្ថែមទាំងស្រីម្នាក់នេះទៀតខ្ញុំលោកគ្រូលោកយល់ច្រឡំហើយនាងជាសង្សារខ្ញុំទេមិនមែនជាដង្វាយសម្រាប់លោកលើកនេះទេខ្ញុំមិនខ្វល់ទេខ្លួនប្រាណស្រីម្នាក់នេះមានកាំរស្មីពណ៌ស្វាយដែលជាឱសថដ៏ស័ក្តិសិទ្ធិនៅចង់រត់ទៀតមែនទេគ្រាន់តែអនុញ្ញាតឲ្យខ្ញុំស៊ីឯងទៅពិតជាឆ្ងាញ់ណាស់ខ្ញុំមានអារម្មណ៍ថាហិទ្ធិឫទ្ធិរបស់ខ្ញុំបានកើនឡើងមួយកម្រិតទៀតហើយលោកប្រុស Chamber ថយចេញទៅយាយចាស់អាក្រក់ទេមិនអីទេឥឡូវនេះយើងអាចទៅចាត់ការមនុស្សដែលឯងចង់កំចាត់នោះបានហើយមិនបាច់ទេខ្ញុំមកដល់ហើយដានីយ៉ែលអញរកយើងឃើញដោយរបៀបណាការស្វែងរកទីតាំងមនុស្សគឺជាក្បួនតម្រាដ៏សាមញ្ញបំផុតរបស់យើងខ្ញុំមកទីនេះដើម្បីកំចាត់បិសាចតែបែរជាមកជួបឯងត្រូវរកជាមួយបិសាចទៅវិញអញ្ចឹងមានលោកគ្រូនៅទីនេះខ្ញុំមិនជឿថាឯងនៅតែលោករកពួកឯងចាញ់បោកគេហើយខ្ញុំមិនមានអារម្មណ៍ថាមានធម៌ពលមន្តអាគមអ្វីនៅលើខ្លួនគេសោះគេគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះតែទោះបីជាយ៉ាងណាក៏ដោយលក្ខខណ្ឌដែលយើងបានព្រមព្រៀងគ្នាពីមុនក៏មិនអាចកែប្រែបានដែរគឺមកពីឯងលេងល្បិចបោកប្រាស់ធ្វើឲ្យគ្រួសាររបស់ពួកយើងត្រូវបង់ខាតយ៉ាងធ្ងន់ធ្ងរហើយសូម្បីតែ Madison ក៏ត្រូវខ្លាចជាយាយចាស់បែបនេះដែរជាមួយបិសាចឥឡូវនេះរងកម្មពីហើយនេះហៅថាធ្វើខ្លួនឯងទទួលខ្លួនឯង
ពួកឯងខុបខិតជាមួយពួកបិសាចនេះជាកម្មពីរបស់ពួកឯងគឺស្វែងរកគ្រោះថ្នាក់ដាក់ខ្លួនឯងទេលោកគ្រូធំក្នុងនាមជាមនុស្សធម្មតាម្នាក់តើខ្ញុំអាចសម្លាប់វាដោយផ្ទាល់ដៃបានទេនេះជាយន់អញ្ជើញប្រលឹងឥឡូវនេះឯងនឹងស្បែកស្វិតរបូតកំបិតហើយមានកម្លាំងខ្លាំងក្លាបំផុតលោកគ្រូធំឯងកុំបារម្ភអីតិចទៀតយើងមិនសម្លាប់ឯងព្រាមទេយើងនឹងកិនឆ្អឹងឯងម្ដងមួយហើយធ្វើទារុណកម្មឯងក៏កុំបារម្ភដែរខ្ញុំមិនមែនជាមនុស្សវិកលចរិតបែបនោះទេខ្ញុំនឹងឲ្យឯងស្លាប់យ៉ាងលឿនបំផុតប្រហែលណាស់តើលោកមិនថាស្បែកស្វិតរបូតកំបិតទេសងជីវិតកូនប្រុសខ្ញុំមកវិញស្ងាត់ទៅមិននឹកស្មានថាខ្ញុំហ៊ូម្នាក់នេះក៏មានថ្ងៃមើលមនុស្សខុសដែរតើឯងរៀនសូត្រមកពីបាក់ណាមនុស្សស្លាប់ដូចជាឯងមិនចាំបាច់ដឹងច្រើនពេកទេថ្លើមធំណាស់មើលការល្បាតយប់នៃខ្មោចរយរបស់ខ្ញុំទៅឯងថ្លើមធំមែនស្គាល់បាក់សេរាត្រីខ្មោចឡងរបស់ខ្ញុំផងទៅរបាំងមាសការពារមន្តអាគមខ្មៅមែនទេឈប់សិនខ្ញុំឈប់វាហើយមិនមែនជាការសម្រេចចិត្តរបស់អញទេម្យ៉ាងទៀតរវាងពួកយើងក៏គ្មានគំនុំអីជ្រៅដែរពីមុនមកខ្ញុំក៏មិនដែលធ្វើបាបអញដែរការពារយុទ្ធធម៌គឺជាការខ្ញុំរបស់អ្នកប្រតិបត្តិធម៌ដូចជាខ្ញុំគ្រប់អង្គមគំនុំទីរុកនេះគឺឯងជាអ្នកបង្កើតវាឡើងមែនទេអាល្អិតឯងហ៊ានបំផ្លាញគម្រោងការរបស់ខ្ញុំផងល្អណាស់ឯងជាអ្នកបង្ខំខ្ញុំទេណាខ្ញុំនឹងឲ្យឯងឃើញពីសមត្ថភាពពិតរបស់ខ្ញុំគោលន់បាត់ដៃនឹកមិនដល់មែនទេទោះបីជាឯងការពារមន្តអាគមខ្មៅបានក៏គ្មានន័យដែរខ្ញុំក៏ចេះវិជាគុណរបស់និកាយទៅពិតប្រាកដគោលន់បាត់ដៃរបស់ឯងពិតជាមានកម្រិតខ្លះមែនគួរឲ្យស្ដាយមានតែគោលន់យិនងឹតមានគោលន់យ៉ាងពន្លឺមិនអាចសម្រេចបាននៅទល់ឲ្យវាមិនអាចទៅរួចទេមើលឲ្យច្បាស់ទៅគោលន់បាត់ដៃពិតប្រាកដគឺបែបនេះបើឯងហ៊ានសម្លាប់ខ្ញុំគ្រូរបស់ខ្ញុំមិនលើកលែងឲ្យឯងមែនហាអញ្ចឹងរឹតតែល្អគ្រូរបស់ឯងប្រហែលជាតើកៃ Calamity Sage មែនទេហេតុអីបានជាឯងដឹងគ្រូរបស់អ្នកគឺជា Calamity Sage មែនទេតើឯងដឹងដោយរបៀបណាមានតែគាត់ទេដែលអាចបង្រៀនឯងនៅ Palm Thunder ពាក់កណ្ដាលប្រកាសណាស់ខ្ញុំដឹងនៅលើโลกនេះក្រៅពីលោកពូ Lois គ្មានអ្នកផ្សេងទៀតឡើយបច្ចុប្បន្នមែនទេត្រឹមត្រូវហើយប៉ុន្តែវាមិនអាចផ្លាស់ប្ដូរអ្វីបានទេDaniel ឯងជាគ្រូមន្តអាគមបច្ចុប្បន្នមែនទេហេតុអ្វីមិនប្រាប់ខ្ញុំឲ្យលឿនជាងនេះបើឯងប្រាប់ពីអត្តសញ្ញាណតាំងពីដំបូងខ្ញុំក៏មិនចាក់ចេញពីឱកាសឲ្យនាងច្រើនដងហើយគឺនាងខ្លួនឯងដែលបណ្ដោយឲ្យកលេសបានឱកាសចុងក្រោយឲ្យខ្ញុំបានទេឬជួយឲ្យខ្ញុំក្មេងឡើងវិញក៏បានដរាបណាឯងមិនបង្កបញ្ហាឯងនៅសល់ពេល10ឬ20ឆ្នាំទៀតរួមនៅដោយវាមិនអាចជាការពិតទេមិនពិតទេអ្នកណាជាអ្នកណានរណាមានសេចក្តីក្លាហានហ៊ានសម្លាប់កូនសិស្សរបស់ខ្ញុំគេថែមទាំងលាក់ដានទៀតផងកុំគិតថាវាអាចរារាំងខ្ញុំមិនឲ្យរកឯងឃើញឡើយមិនថាអ្នកណាដែលសម្លាប់កូនសិស្សរបស់ខ្ញុំទេខ្ញុំនឹងធ្វើឲ្យឯងរងទុក្ខវេទនាគូប្រកួតម្នាក់នោះកាន់តែខ្លាំងឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃសោះឥឡូវនេះខ្ញុំសឹងតែដើរមិនរួចទៅហើយលោក Coleman លោកទៅជាបែបនេះទៅហើយខ្ញុំគិតថាលោកគួរតែចំណាយពេលជាមួយគ្រួសារបានច្រើនហើយមើលថែសុខភាពជាមុនសិនឯងជាកូនប្រុសច្បងនៃគ្រួសារ Coleman មែនទេ Elijah Coleman បាទគឺខ្ញុំចុះលោកជាអ្នកណាលោក Coleman អញគឺជាកូនប្រុសច្បងរបស់គ្រួសារ Coleman មែនទេ Elijah Coleman បាទគឺខ្ញុំចុះអ្នកជាអ្នកណាលោក Coleman អូយលោកគ្រូអត់ទោសឲ្យខ្ញុំផងតើគ្រូសារ Coleman ធ្លាប់ជួលមនុស្សឲ្យមកដកយកត្បូងព្រលឹងទីរុកចុងពៀចេញពីដើមម៉ៃសាក់របស់គ្រូមែនទេលោកគ្រូ Mercer ជាអ្នកធ្វើលោកគ្រូ Mercer តើគាត់មានឈ្មោះមិនដឹងទេមិនដឹងត្រឹមថាគាត់ជាកូនប្រសារស្នាក់នៅផ្ទះខាងស្រីរបស់គ្រូសារគាត់បានរៀបការជាមួយអ្វីដែលខ្ញុំដឹងខ្ញុំបារម្ភហើយសូមកុំដូចយកជឿរបស់ឯងនេះខ្ញុំមិនខ្ជិលនឹងបន្ទោសយកឡើយវាមិនរារាំងឯងពីការចុះទៅកំដរកូនសិស្សរបស់ខ្ញុំនៅឯនរកនោះទេ Emilia និយាយថាឯងចេះមន្តអាគមវិជ្ជាបន្តិចបន្តួចប៉ុណ្ណោះល្អណាស់លោកតា Emilia មិនដឹងជាត្រូវអំពើអ្វីទេឥឡូវសម្រាប់នៅលើពេលរហូតឯងលោកគ្រូ Mercer គ្រប់យ៉ាងរៀបចំរួចរាល់ហើយល្អណាស់ឥឡូវគ្រាន់តែរងចាំវាចូលមកក្នុងឡាយទីបំផុតឯងមកដល់ហើយឆាប់ជួយមើលលោកតារបស់ Emilia បន្តិចមើលតើមានខ្យល់អាក្រក់ចូលក្នុងខ្លួនអីគេខ្យល់អាក្រក់ចូលក្នុងខ្លួនមិនអីទេធ្វើមិនទៅតែទេខ្ញុំអាចប្រើកម្លាំងធាតុបណ្ដេញខ្យល់អាក្រក់ចេញបានប៉ុន្តែពេលខ្ញុំបញ្ចេញកម្លាំងធាតុខ្ញុំត្រូវផ្ដោតអារម្មណ៍ឲ្យបានល្អដល់ពេលនោះសូមជួយមើលការខុសត្រូវជំនួសខ្ញុំបានធ្វើការទូទីយ៉ាងរហ័សហើយឃើញថាជោគជតាកំពុងត្រូវបានបិទបាំងខ្ញុំដឹងថាវាមិនសាមញ្ញបែបនេះទេលាក់ខ្លួនយូរល្មមហើយចេញមកមិននឹកស្មានសោះខ្ញុំខ្លាចរឿងនេះធ្លីទើបបានជាបិទបាំងជោគជតាលោកគ្រូមើលសិស្សខ្ញុំសុំទោសសម្រាប់កូនសិស្សខ្ញុំថ្ងៃនេះត្រូវស្លាប់ទៅកំដរកូនសិស្សរបស់ខ្ញុំទៅលោកតាធម្មពលអាក្រក់នៅក្នុងខ្លួនលោកតាត្រូវបានខ្ញុំកំចាត់អស់ហើយសម្រាប់សិនទៅខ្ញុំទៅចាត់ការលោកគ្រូមូស៊ឺឯងនិយាយបញ្ច្រាស់ហើយថ្ងៃនេះអ្នកដែលត្រូវទៅកំដរចៅហ្វាយនេះឯងគឺឯងទៅវិញទេតែអស់ធម្មពលហើយមែនទេទោះបីជាឯងខ្លាំងប៉ុណ្ណាក៏ដោយបើគ្មានធម្មពលតាឯងយកអ្វីមកទល់នឹងយើងហេមិនអាចទេមិនក៏អាចទៅរួចឬមួយក៏ឯងមិនបានប្រើកម្លាំងធាតុបណ្ដេញធម្មពលអាក្រក់ឲ្យតាចាស់នោះទេបើមិនគ្រាន់តែធម្មពលអាក្រក់នៅតែខ្លាំងមិនខាត់បងធម្មពលខ្ញុំសំបីតែមួយមនុស្សដែលមានកម្រិតក្បាច់គុណដូចជាឯងនៅក្នុងលោកនេះស្គាល់ខ្ញុំមែនក៏ត្រូវដែរការដែលលោកពូក្បត់នឹងនិកាយ Goholowel គឺនោះខ្ញុំទៅតែអាយុបានប៉ុន្មានឆ្នាំមនុស្សរបស់និកាយ Goholowel ក៏ដែរក្មួយប្រុសឯងគឺជាគ្រូសិល្បៈដ៏អស្ចារ្យរបស់ខ្ញុំគឺជាគ្រូសិល្បៈដ៏អស្ចារ្យលោកពូយល់ហើយមែនទេថ្ងៃនេះមើលទៅហាក់ដូចជាលោកពូវាបអន្ទាក់សម្រាប់ខ្ញុំតែតាមពិតទៅខ្ញុំយ៉ាងណាក៏ដោយខ្ញុំប្រហែលជាវាមិនឈ្នះឯងមែនតែបើខ្ញុំចង់រត់ទោះជាគ្រូរបស់ឯងកាលនោះក៏ខាត់ខ្ញុំមិនបានដែរ
លោកពូកុំបាច់រត់ទៀតអីពេលខ្ញុំមកដល់មិញនេះខ្ញុំបានរៀបចំសញ្ញាការពារយិនយ៉ាងប៉ាខ្វានៅជុំវិញនេះរួចហើយលើកលែងតែមនុស្សស្លាប់បើមិនអញ្ចឹងទេគឺចេញមិនរួចឡើយយើងទាំងអស់គ្នាជាមនុស្សរួមនិកាយតែមួយតើអញចាំបាច់ត្រូវតែសម្លាប់រួមនិកាយទៅមកបែបនេះមែនទេលោកពូបានក្បត់និកាយគឺ Hollowell គឺជាច្រើនឆ្នាំមកនេះជីវិតមនុស្សស្លូតត្រង់ដែលស្លាប់ក្រោមដៃលោកពូគឺរាប់មិនអស់ឡើយថ្ងៃនេះល្បីល្បាញអញនៅតែដើម្បីសម្អាតដៃនៅឡើយទេចង់មកកំចាត់យើងអញមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេមើលវិញ្ញាណបំបែកខ្លួនរបស់យើងចុះអញគិតថាអញអាចទប់ទល់នឹងខ្ញុំបានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេមើលរូបតំណាងរបស់ខ្ញុំទៅយល់ហើយអីចឹងត្បូងទីរោគគំនុំគឺប្រើសម្រាប់បង្កើតរូបតំណាងទាំងនេះសោះត្បូងមួយគ្រាប់សម្រាប់រូបតំណាងមួយឯងបង្កើតបានច្រើនម្លេះមើលទៅឯងអាក្រក់ជាងអ្វីដែលខ្ញុំគិតទៅទៀតយ៉ាងម៉េចដែររូបតំណាងនេះមួយទាំងនេះមានកម្លាំង30របស់ខ្ញុំមានរូបតំណាងច្រើនបែបនេះប្រកបជាគ្រូរបស់លេងខ្ញុំមានតែ9 10តើឯងកំពុងធ្វើអ្វីហ្នឹងអូខ្ញុំកំពុងគិតថាត្រូវប្រើកាំបិតប៉ុន្មានដើម្បីកម្ចាត់ឯងកាំបិតមួយអាចសម្រាប់រូបតំណាងបាន100ហើយខ្ញុំមាន10កាំបិតប៉ុណ្ណឹងប្រហែលជាគ្រប់គ្រាន់ហើយអួតអាំងណាស់ឯងបំផ្លាញស្នាដៃដែលខ្ញុំខំបង្កើតរាប់សិបឆ្នាំយ៉ាងងាយស្រួលម្លេះទោះបីជាឯងវឹកហាត់យ៉ាងណាក៏ដោយក៏ឯងគ្មានតម្លៃអ្វីនៅចំពោះមុខផ្លូវត្រូវនោះឡើយតើនេះជាអ្វីប្រលឹងដែលនៅសេះសល់របស់អាម្នាក់នោះបានរត់គេចខ្លួនបាត់ទៅហើយដូចជាមួយក៏ពិតជាលាភសំណាងរបស់គ្រួសារវិស្រួលទេវាកំពុងដេញតាមអេមីលីហើយហាស្រីតូចប្តីរបស់នាងបានបំផ្លាញរាងកាយខ្ញុំដូច្នេះខ្ញុំនឹងយករាងកាយរបស់នាងវិញយុត្តិធម៌ណាស់មែនទេអេមីលីលោកមើលសើតើអ្នកកំពុងស្វែងរកកញ្ញាវិតមួយមែនទេតើនាងនៅណាកញ្ញាវិតមួយទើបតែចេញទៅក្រៅខ្ញុំបានសួរថានាងទៅណាតែនាងមិនបានឆ្លើយតបឡើយនោះនៅសល់តែវិញ្ញាណមួយចំណែកតូចប៉ុណ្ណោះការចូលសន្ធិដ្ឋប្រសិនបើវាចង់មើលឡើងវិញមានតែត្រង់បានលើជោគវាសនាជាតិរបស់ Aurora ខ្ញុំដឹងថានាងទៅណាហើយឈប់សិនតើអ្នកជាអ្នកណាខ្ញុំគឺជាភរិយារបស់លោកគ្រូ Magus នាពេលបច្ចុប្បន្នខ្ញុំមានបំណងមកជួបកញ្ញា Melling អ្វីទៅភរិយារបស់លោកគ្រូមកជួបខ្ញុំមែនទេឆាប់អញ្ជើញចូលមក Amelia Whitmore សូមជម្រាបសួរកញ្ញា Mellingអូហូលោកស្រី Mercer អ្នកពិតជាស្អាតជាងអ្វីដែលខ្ញុំបានគិតទៅទៀតមិនប្លែកចិត្តទេដែលធ្វើឲ្យលោកគ្រូចាប់ចិត្តនោះមកអង្គុយសិនមកពួកយើងជេរគ្នាឲ្យសប្បាយតើអ្នកនិងលោកគ្រូស្រឡាញ់គ្នាយ៉ាងម៉េចទៅតាមពិតទៅរឿងរ៉ាវរវាងខ្ញុំនិងលោកគ្រូរបស់អ្នកគឺសាមញ្ញណាស់នោះគឺគាត់បានបំផ្លាញអ្វីគ្រប់យ៉ាងរបស់ខ្ញុំឥឡូវនេះខ្ញុំនឹងបំផ្លាញអ្វីគ្រប់យ៉ាងរបស់គាត់វិញអ្នកមិនមែនជាភរិយារបស់លោកគ្រូខ្ញុំទេតើអ្នកជាអ្នកណាអ្នកមិនមែនជាប្រពន្ធរបស់គ្រូខ្ញុំទេតើអ្នកជាអ្នកណាកញ្ញា Melling ប្រយ័ត្នអាសោចងាប់ទៅឯងទៅឲ្យឆ្ងាយទៅឯងគឺជាគន្លឹះនៃជោគវាសនាជាតិរបស់ Aurora តើឯងគិតថារត់ទៅណាមិនចម្លែកទេដែលឯងជាអ្នកគ្រប់គ្រងបន្ទាប់របស់ Aurora ឯងអាចទ្រទ្រង់ជោគវាសនាជាតិរបស់ Aurora បានច្រើនបែបទាំងអស់ខ្ញុំនឹងស៊ីឯងវានឹងជួយឲ្យខ្ញុំរស់ឡើងវិញហើយធ្វើឲ្យខ្ញុំកាន់តែខ្លាំងដល់ពេលនោះជោគវាសនាជាតិរបស់ Aurora នឹងត្រូវខូចខាតហើយពិភពលោកនឹងធ្លាក់ក្នុងភាពវឹកវរចាំមើលថាគ្រូមិនអាគម Aurora នោះអាចដោះស្រាយបានយ៉ាងណាដែរយើងបានឡំពាត់តំបន់នេះទាំងមូលហើយប៉ុន្តែរហូតមកដល់ពេលនេះយើងនៅតែមិនទាន់បំបែករបាំងការពីបាននៅឡើយទេអ្នកដែលយកខ្លួនកញ្ញា Melling ទៅគឺ Amelia កញ្ញា Whitmore មែនទេកញ្ញា Whitmore ហែថយចេញមានភ្ញៀវដែលមិនស្វាគមន៍បានមកដល់ហើយអ្នកមិនមែនជាកញ្ញា Whitmore ទេអាសោចដោះលែងកញ្ញា Melling ភ្លាមទៅបើមិនដូច្នេះទេកុំរកបន្ទោសខ្ញុំកុំរកបន្ទោសឯងតែឯងនឹងខ្លាំធំសម្បំណាស់ទទួលការវាយប្រហារនេះទៅចង់ចាត់ការខ្ញុំមែនមានតែឯងនឹងថ្លើមធំណាស់ទទួលមួយដាវនេះទៅលោកស្រីខេងមិនអីទេគេនៅ Aurora ក្រៅពីគ្រូទីម្នាក់នោះក្រៅពីនឹងគឺសុទ្ធតែជាសម្រាប់ក្នុងពេលដែលឯងចង់មករកសេចក្តីស្លាប់ដោយខ្លួនឯងបាត់ដៃពីឃាតខ្មៅងឹតលោកគ្រូ Magus Lois Olson ល្បែងមួយនេះគួរតែបញ្ចប់ហើយអូនេះពិតជាខ្លួនប្រាណរបស់កញ្ញា Whitmore មែននាងបេសាចនាងថោកទាបណាស់ហេមកពីគ្រូទីរបស់ឯងបង្ខំខ្ញុំទេបំផ្លាញរាងកាយខ្ញុំនិងក្បាច់គុំខ្ញុំហេតុអីមិនវីបកមកវិញចុះកាំបិតដែលឯងចង់សម្លាប់ខ្ញុំពីមុននោះទៅណាហើយយកវាមកប្រើមកចាក់ឲ្យធ្លីពី3រនលើខ្លួនប្រាណដ៏ស្រឡូនមួយនេះទៅមើលមិនដែរមិនដាច់ចិត្តមែនទេចាំមើលថាឯងទ្រាំបានដល់ពេលណាមិនក៏មិនបន្តទៀតទៅចាត់ទុកថាឯងខ្លាំងចុះតែមិនអីទេព្រោះថាប្រលឹងសំណាងរបស់នាងម្នាក់នេះត្រូវបានស្រុកចិត្តអស់ទៅហើយយើងមកលេងល្បែងមួយទៅឯងមានជំរឿពីរទី1គឺសម្រាប់ខ្ញុំឥឡូវនេះទៅហើយខ្ញុំនឹងនាំប្រពន្ធឯងទៅស្គាល់ជាមួយគ្នាឯងគ្រាន់តែឈរមើលហើយខ្ញុំនឹងស៊ីនាងម្នាក់នេះឯងមានជំរឿពីរទី1សម្រាប់ខ្ញុំឥឡូវនេះខ្ញុំនឹងស្លាប់ជាមួយប្រពន្ធឯងជ្រើសរើសឈរមើលហើយខ្ញុំនឹងលេបត្របាក់អ្នកនាងធំឥឡូវលោកគ្រូទេវតាយ៉ាងម៉េចដែរពិបាកជ្រើសរើសណាស់មែនទេម្ខាងគឺជាមនុស្សជាទីស្រឡាញ់ម្ខាងទៀតគឺជោគវាសនាជាតិរបស់អាណាចក្រដាស៊ីឯងត្រូវតែបោះបង់ចោលមួយជ្រើសរើសមិនខ្វល់យ៉ាងណាមិញជោគវាសនាជាតិរបស់អាណាចក្រដាស៊ីខ្ញុំសូមទទួលយកហើយលោកគ្រូទេវតាកុំបារម្ភពីខ្ញុំអីប្រញាប់សម្រាប់បេសាច់នេះទៅកុំរើបំរាអីបើសិនជាគេដាច់ចិត្តគេធ្វើស៊ីឯងយូរហើយវាងសឹងឯងកុំភ្លេចឲ្យសោះថាពួកយើងគ្រាន់តែជាប្តីប្រពន្ធខ្លាំងខ្លាយឯងមិនចាំបាច់លះបង់អាណាចក្រដាស៊ីទាំងមូលដើម្បីខ្ញុំទេពួកឯងជាប្តីប្រពន្ធខ្លាំងខ្លាយមែនទេចុះហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាសេចក្តីស្រឡាញ់របស់នាងប្រហែលជាលងស្រឡាញ់គេយូរហើយមែនទេលោកគ្រូទេវតាលោកដាច់ចិត្តសម្រាប់មនុស្សដែលស្រឡាញ់លោកទេវាងសឹងក្នុងពេលដែលឯងមិនដាច់ចិត្តធ្វើមិនអីទេចឹងខ្ញុំធ្វើការនោះកាំបិតមួយនេះគឺទិញពីលោកឥឡូវចំពេលយកវាមកបញ្ចប់ជីវិតរបស់ខ្ញុំចុះមីឈួតឯងចង់ធ្វើស្អីហ្នឹងឈប់ភ្លាមទៅ
វ៉ាងសឹងខ្ញុំស្រឡាញ់លោកទីជេនខ្ញុំស្រឡាញ់អ្នកបើស្រឡាញ់ខ្ញុំមេដារស់នៅបន្តទៅហាហាលោកគ្រូទេវៈពិតជាស្រឡាញ់ស្រីស្អាតជាងមែនបើអីចឹងមែនជោគវាសនាជាតិរបស់អរ៉ូរ៉ាខ្ញុំសូមទទួលយកហើយនាងច្រឡំហើយជោគវាសនាជាតិអរ៉ូរ៉ានាងក៏យកទៅមិនបានដែរព្រលឹងវិញ្ញាណដូចជានាងដល់ពេលត្រូវទៅកន្លែងដែលគួរទៅហើយអស់ពេលហើយពេលប្រឡប់លោកពន្យាពេលដល់ប្រឡប់មែនទេព្រំដែនពេលប្រឡប់ពេលយិននឹងយ៉ាងបែកគ្នាទ្វារនរកបើកចំហវិញ្ញាណសូនឲ្យចាក់ចេញទៅលោកគ្រូទេវៈត្រឡប់ទៅកាន់ខំហូតវិញហើយកូនស្រីកុំមើលអីឋានៈយើងខុសគ្នាឆ្ងាយណាស់ជាមួយលោកគ្រូទេវៈគាត់ជួយឯងម្ដងនេះក៏ជាបុណ្យធំណាស់ទៅហើយចាចុះហេតុអ្វីបានជាលោកនៅទីនេះពិតណាស់គឺមកទទួលប្រពន្ធខ្ញុំហើយខ្ញុំត្រឡប់ទៅខំហូតដើម្បីបន្តការងារមិនមែនទៅសាងនោះទេទុកពួកគេទៅមុនទៅពួកយើងចំណាយពេល2នាក់សិនគិតទៅតាំងពីយប់ការមកពួកយើងមិនទាន់បានក្រេបទឹកឃ្មុំទេតើអូនចង់ទៅណាបាននិយាយទៅចាប់តាំងពីពួកយើងរៀបការមកមិនដែលបានដើរលេងក្រេបទឹកឃ្មុំសោះតើអូនចង់ទៅណាLouis ខ្ញុំមកយកទ្រព្យសម្បត្តិដែលបន្សល់ទុករបស់អ្នកវាក៏មិនខកបំណងនឹងមិត្តភាពជាច្រើនឆ្នាំរបស់យើងដែររកឃើញហើយបងស្រីទ្រាំបន្តិចទៀតទៅនៅទីនេះគួរតែសុវត្ថិភាពហើយពួកយើងលាក់ខ្លួននៅទីនេះសិនទៅគួរឲ្យស្អប់ណាស់អាមនុស្សអសមត្ថភាព Daniel នោះមិននឹកស្មានថាជាគ្រូទីទេវៈបច្ចុប្បន្នសោះពេលនេះគ្រូសា Jason របស់យើងខ្សែធនម្នាក់នាំគ្នាមកជន់ថែមទាំងអស់នេះមិននឹកស្មានថាមានស្រីស្អាតដែលមានវិបត្តិបែបនេះសោះហើយថែមទាំងមានកំហឹងលើខ្លួនយុវជនម្នាក់នេះទៀតពេលនេះគ្រូទីទេវៈរបស់ Aurora បានត្រឡប់មកវិញជោគវាសនាប្រទេសរឹងមាំដូចថ្មវាមិនមែនជាដំណឹងល្អសម្រាប់និកាយរបស់យើងឡើយនោះបានបំផ្លាញផែនការដែលពួកយើងរៀបចំរាប់សិបឆ្នាំដើម្បីកំទេច Aurora ពីខាងក្នុងតើឯងជាអ្នកណាហេតុអ្វីបានជានៅទីនេះអ្នកនាងផ្ទៃមុខរបស់អ្នកមិនមែនបែបនេះតាំងពីកំណើតនោះទេប្រហែលជាត្រូវមិនអាគមងឹតហើយខ្ញុំពិតជាមានវិធីដែលអាចជួយឲ្យសម្រស់របស់អ្នកត្រឡប់មកដូចដើមវិញបានមុខបងស្រីខ្ញុំរកមនុស្សជាច្រើនមកព្យាបាលហើយតែមិនជាផងអញធ្វើម៉េចនឹងមានវិធីទៅតើអញមានគោលបំណងអ្វីពិតប្រាកដតើអញអាចធ្វើបែបនេះបានយ៉ាងម៉េចតើអញមានបំណងអ្វីពិតប្រាកដតើអញដឹងទេថាខ្ញុំជានរណាខ្ញុំគឺ Victor Wisher ជាអ្នកការពារនិកាយ Gay របួសបន្តិចបន្តួចនេះគ្មានន័យអ្វីសម្រាប់ខ្ញុំទេខ្ញុំគ្មានបំណងអាក្រក់ទេគ្រាន់តែអាណិតអ្នកម្យ៉ាងទៀតឯងមានដងពីកំណើតស័ក្តិសមបំផុតសម្រាប់គម្ពីរ Shiva Flameខ្ញុំអាចបង្រៀនឯងគ្រប់យ៉ាងដើម្បីកុំឲ្យនរណាម្នាក់ធ្វើបាបឯងបានទៀតហើយអាចការពារអ្នកដែលឯងចង់ការពារ Madison កុំជឿគេវិជាខ្មៅរបស់ជនបរទេសម្នាក់នោះច្បាស់ជាគ្រោះថ្នាក់ណាស់ចុះបើជាវិជាខ្មៅយ៉ាងម៉េចបើវាអាចការពារខ្លួនឯងនិងគ្រួសារហើយអាចសង្សឹកបាននោះជាវិជាល្អតើឯងចង់នៅតែទន់ខ្សោយបែបនេះរហូតហើយមើលបងស្រីឯងរងទុក្ខមែនទេមើលពួកអ្នកដែលធ្វើបាបឯងរួចខ្លួនមែនទេយល់ព្រមខ្ញុំយល់ព្រមប្រសិនបើលោកអាចព្យាបាលមុខបងស្រីខ្ញុំនិងបង្រៀនខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាងនរណានៅទីនោះមកបានល្អណាស់ឥឡូវនេះចូលមើលពីអំណាចនៃគម្ពីរ Shiva Flameជីវិតរបស់ជនជាតិ Aurorians ទាំងពីរនាក់នេះអាចរំលាយបណ្ដាសារបស់បងស្រីបាន Victor Wisher តែងតែរក្សាពាក្យសន្យាដំបូងខ្ញុំនឹងស្ដារសម្រស់បងស្រីឯងឡើងវិញមុខរបស់ខ្ញុំជាហើយអរគុណលោកខ្លាំងណាស់ Madison វិពិតជាបានផលមែនល្អណាស់សម្រស់បងស្រីត្រឡប់មកវិញខ្ញុំបានរក្សាពាក្យសន្យាហើយឥឡូវនេះដល់វេនឯងម្ដងខ្ញុំនឹងបង្រៀនឯងនៅគម្ពីរ Shiva Flame វិជានេះមានអំណាចខ្លាំងក្លាណាស់បើឯងហាត់វាបានសម្រេចឯងអាចគ្រប់គ្រងទន្លេនិងសមុទ្របានកុំប្រញាប់ប្រញាល់ពេកបើមិនដូច្នោះទេឯងនឹងបាត់បង់ស្មារតីហើយឈួតជាមិនខានប៉ុន្តែចាំថាកុំប្រញាប់ពេកបើមិនដូច្នោះទេឯងនឹងបាត់បង់សតិជាមិនខានដោតអារម្មណ៍ហើយសម្រួលដង្ហើមចងចាំមុនគាថាបញ្ជាខ្យល់ដង្ហើមស្រូបយកធម៌ពលដែលខ្ញុំបានផ្ដល់ឲ្យឯង Aiden ខ្ញុំអាចទទួលអារម្មណ៍បានហើយឥឡូវនេះខ្ញុំពិតជាមានធម៌ពលមែនអរគុណលោកគ្រូខ្ញុំបានផ្ដល់មូលដ្ឋានគ្រឹះនៃគម្ពីររងឹតឯងហើយក្រៅពីនេះគឺអាស្រ័យលើខ្លួនឯងហើយខ្ញុំមិនអាចនៅទីនេះបានទេពួកអាបធ្មប់របស់ Aurora កំពុងតែមកជិតហើយខ្ញុំត្រូវតែទៅលោកគ្រូប្រញាប់ទៅណាចុះបើពេលក្រោយខ្ញុំហាត់ទៅមានបញ្ហាតើខ្ញុំអាចរកលោកគ្រូបានដោយរបៀបណាមានអាសន្នប៉ុន្តែកុំតាក់ទងមកបើគ្មានការចាំបាច់ក្នុងនាមជាអ្នកការពាររបស់និកាយ Gay ខ្ញុំមានរឿងផ្សេងទៀតដែលត្រូវធ្វើចាំទុកត្រូវខំប្រឹងហ្វឹកហាត់កុំឲ្យខូចក្បាច់គុណដែលខ្ញុំបានបង្រៀនឯងឲ្យសោះវត្ថុបុរាណរបស់ Louis ជារបស់ខ្ញុំហើយម្យ៉ាងទៀតខ្ញុំថែមទាំងបានកូនសិស្សដ៏ល្អម្នាក់ធ្វើជាចាបុរសទៀតមិនខាត់ជើងទេ Madison ចាប់ពីពេលនេះទៅខ្ញុំនឹងខំប្រឹងហ្វឹកហាត់ដើម្បីការពារបងនិងម៉ាក់ខ្ញុំនឹងសងសឹក Daniel Aiden បងជឿជាក់លើឯងប៉ុន្តែត្រូវតែប្រយ័ត្នកុំបណ្ដោយឲ្យគម្ពីររងឹតនោះគ្របដណ្ដប់លើចិត្តរបស់ឯងឲ្យសោះទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏បងនៅក្បែរ